ពេលបរននេះមកទីលានវឹកហាត់ជាលើកដំបូងគាត់កាប់ទីងមងឈើយ៉ាងងាយស្រួលរចលនារបស់គាត់គឺច្បាស់លាស់និងលឿនរហ័សជាក្បាច់បញ្ចប់គាត់បញ្ចូលម៉ាណាទៅក្នុងដាវហើយកំទេចទីមងនោះខ្ទេចខ្ទីដោយការកាប់ត្រឹម3ដង លូសៀនគិតថាគ្រូរបស់គេពេញចិត្តតែគ្រូដាវអៃសិនគ្រាន់តែសើចហើយនិយាយថាក្បាច់គេនេះគឺអន់ខ្លាំងណាស់ ក្មេងនេះគៀងតែម្ដងគេមានរាងកាយពិសេសដែលជាជំរុកម៉ាណាដ៏ល្អឥតខ្ចោះគេអាចរុនប្រសិទ្ធភាពម៉ាណាដល់កម្រិតកំពូលហើយក្លាយជាអ្នកប្រើដាវខ្លាំងបំផុតក្នុងពិភពលោកទាំងមូល តែគ្រូដាវបាក់ជាហៅគេថាអន់ការពិតក្មេងនេះមានបញ្ហាពីរគេវាយដាវដូចជាទាហានស៊ីឈ្នួលហើយត្រូវចំណាយពេលយូរពេកក្នុងការបញ្ចូលម៉ាណាទោះមានរាងកាយល្អក៏មិនមែនខ្លាំងគ្រប់យ៉ាងដែរអ្នកប្រើម៉ាណាជំនាញអាចកំទេចគេបានយ៉ាងងាយបន្ទាប់មកអៃសិនបង្ហាញពីជំនាញដាវពិតប្រាកដឲ្យកំទេចទីមងឈើនោះខ្លាយជាធូលីដោយកាប់តែម្ដងគត់ក្រោយមកគាត់ប្រាប់ឲ្យលូសៀនខំវឹកហាត់បើចង់ខ្លាំងដល់កម្រិតនេះប្រហែលថ្ងៃក្រោយមកលូសៀនក៏ទទួលបានឱកាសប្រកួតសាក់ល្បងជាមួយនឹងអៃសិនគេវាយលោកយ៉ាងខ្លាំងតែគ្រូដាវអាចទប់ទល់គ្រប់យ៉ាងដោយប្រឹងតែដៃម្ខាង លូសៀនព្យាយាមវាយពីគ្រប់ទិសដៅតែគ្មានប្រយោជន៍ទេអៃសិនការពារបានទាំងអស់យ៉ាងងាយស្រួល សូម្បីតែការវាយចុះពីលើក៏បរាជ័យធ្វើឲ្យ Lucian ខ្ទាតថយក្រោយពេលនោះឯងដែល Aizen ចូលវាយលុកដោយដាវពោពេញដោយម៉ាណាបើ Lucian រៀងមិនចប់គេច្បាស់ជាចប់ដូច្នេះគេក៏បញ្ចូលម៉ាណាក្នុងដាវដែរដាវទាំងពីរប៉ះគ្នាផ្ទុះម៉ាណាយ៉ាងខ្លាំង Lucian អាចទប់បានហើយថែមទាំងវាយបកដាវ Aizen ឲ្យខ្ទាបទៀតគ្រូដាវពិតជាភ្ញាក់ផ្អើលខ្លាំងគាត់មិនដែលជួបម៉ាណាខ្លាំងបែបនេះទេការរីកចម្រើនរបស់ក្មេងនេះត្រឹមប៉ុន្មានថ្ងៃគឺឈួតលីលាមែនទែនពេលការហ្វឹកហាត់ចប់ទីលានទាំងមូលត្រូវបានបំផ្លាញខ្ទេចធ្វើឲ្យពួកអ្នកបម្រើឆ្ងល់ថាពួកគេហ្វឹកហាត់របៀបម៉េចទៅ Lucian អង្គុយក្បែរនោះសម្លឹងមើលដៃកំពុងញ័រនឹងដាវឈើដ៏បាក់បែករបស់គេសោកស្ដាយតែមួយគត់បើសិនគេទទួលបានគ្រូនឹងការហ្វឹកហាត់ដូចនេះកាលពីជាតិមុនជាទាហានស៊ីឈ្នួលគេច្បាស់ជាមិនស្លាប់យ៉ាងវេទនាដោយគ្មានឱកាសតដៃឡើយទាហានស៊ីឈ្នួលដែលមិនស្លាប់គឺអន់ណាស់នោះជាអ្វីដែលគេធ្លាប់ឮពួកស៊ីឈ្នួលបានលួចច្រើនព្រោះគេត្រូវលះបង់ជីវិតដើម្បីចវាយវាជាសម្ដីដដែលដែលអ្នកកាន់ដាវគ្រប់គ្នាតែងឮ ក្នុងភ្នែកជេកពួកអភិជនគឺសុទ្ធតែដូចគ្នាទាំងអស់ពេលអស់ផ្លូវពួកគេបើកខឹបលុយសន្យាឲ្យដីនឹងលងលោមរឿងឋានៈពេលស្ថានភាពដុនដាបគេក៏ប្រែកាឡាស្រាប់តែមានតលេះការទម្លាក់កំហុសនិងសិលធម៌คล้ายคล้าย ជេកធ្លាប់ឮរឿងអាក្រក់ច្រើនណាស់ពីពួកអភិជនតែគ្មានអ្វីប្រៀបនឹងអ្វីដែលគេកំពុងត្រូវធ្វើពេលនេះទេបញ្ជាចុងក្រោយរបស់មេបញ្ជាការអភិជនគឺការសម្លាប់ខ្លួនពិតមែនក្នុងនាមជាមេទាហានស៊ីឈ្នួលហ្វេងជេកទប់សោចមិនបានឡើយទាហានស៊ីឈ្នួលកំទេចកំទីដោយគេត្រូវបានរំពឹងឲ្យស្លាប់ដោយកិត្តិយសដូចជាអសរិទ្ធដែលទទួលបានបេសកកម្មចុងក្រោយកងទ័ពទាំងមូលត្រូវបានវាយកំទេចខ្ទេចខ្ទីអស់ទៅហើយទីក្រុងកំពង់ឆេបន្ទាយកំពង់រលំដាវពួកអទៀមដាក់ដកគ្រូសាក្រហ្វុតទៅហើយក៏គ្មានផ្លូវរត់ដែរ Jack ត្រៀមខ្លួនរក្សាជីវិតឲ្យគេចខ្លួនបើសូម្បីតែមេបញ្ជាការកម្ពុជារបស់ចក្រភពនៅតែបោះបង់ជុំមានន័យអ្វីទៀត គួរឲ្យស្ដាយដែលអភិជនល្អតែម្នាក់ដែលជេកធ្លាប់ស្គាល់ត្រូវធ្លាក់ខ្លួនដល់ថ្នាក់នេះផែនការគឺសាមញ្ញ ពេលពួកអទៀមបើកការវាយប្រហារចុងក្រោយនៅថ្ងៃស្អែកជែកនិងកូនចៅត្រូវឈើការពារក្បែរមេបញ្ជាការរហូតដល់គ្រួសារ Crawford រត់គេចខ្លួនបាន បើមិនបានសម្រាប់ជេកត្រូវបានអនុញ្ញាតឲ្យរត់ពេលមេបញ្ជាការស្លាប់រង្វាន់គឺជាត្បូងដ៏មានតម្លៃដែលអាចចិញ្ចឹមក្រុមទាហានស៊ីនួលហ្វាំងបាន3ឆ្នាំតែជេកបដិសេធគ្រាន់តែគេញញឹមច្រើនមិនមែនមានន័យថាគេល្ងងនោះទេបញ្ជានេះគឺប្រែខ្លាយកូនចៅគេជីបទាំងស៊ីបការពារដើម្បីទិញពេលឲ្យចៅវាយនេះប៉ុណ្ណោះគ្រប់គ្នាដឹងថាពួកអទៀមមិនប្រណីក្រុមហ្វេងឡើយមេបញ្ជាការអះអាងផ្សេងតែវាគ្រាន់ជាពាក្យកុហកសម្រាប់ពួកអទៀមជេកនិងកូនចៅគឺជាសត្រូវស៊ីសាច់ហត់ឈាមក្នុងអំឡុងពេលសង្គ្រាមពួកគេបានធ្វើរឿងជាច្រើនដែលស័ក្តិសមនឹងការស្អប់ខើមនោះពួកគេខ្លាញ់ខ្លួនជាសាកសពរងចាំក្នុងចំណោមគំនួរខ្មោចរួចងើបឡើងអាកពីក្រោយខ្នងកិត្តិយសមិនសំខាន់លទ្ធផលជេកសម្រាប់មានទ័ពច្រើនណាស់របៀបនេះទើបគូសា Crawford រស់ដល់ពេលនេះពួកអទៀមប្រហែលចង់បានក្បាលជេកជាងលោក Crawford ទៅទៀតមេបញ្ជាការដឹងរឿងនេះច្បាស់ទើបជេកនិងកូនចៅខ្លាចជានួយដ៏ល្អបែបនេះពេលជេកបដិសេធមិនធ្វើតាមមេបញ្ជាការគម្រាមសម្រាប់គេនឹងដណ្ដើមការគ្រប់គ្រងលើពួកទាហានស៊ីឈ្នួលដោយបង្ខំប្រឈមមុខនឹងដាវរបស់អសរិទ្ធដ៏ខ្លាំងបំផុតរបស់ចក្រភពជេកក៏ត្រៀមខ្លួនប្រយុទ្ធអញ្ចឹងនេះគឺជារូបរាងបុរសដែលមានកិត្តិយសបំផុតក្នុងចក្រភពនាពេលបច្ចុប្បន្នគ្មានពាក្យសំទោសណាលូបលៀងបានទេចៃដន្យអីនេះពិតជាស័ក្តិសមនឹងជេកណាស់សម្រាប់មនុស្សថោកទាបងាយជាងសម្រាប់បុរសមានកិត្តិយសវាគ្មានអារម្មណ៍សោកស្ដាយតាមក្រោយទេជំរឿនល្អបំផុតគឺយកក្បាលមេបញ្ជាការឲ្យពួកអទៀមហើយរត់គេចខ្លួនតែគេដឹងច្បាស់បុរសម្នាក់នេះបានរៀបចំវិធីទប់ទល់រួចហើយប្រហែលជាពួកអទៀមនឹងព្រមយកក្បាលកម្រិតមេបញ្ជាការពីរដើម្បីដោះដូរនឹងសេរីភាពរបស់ទាហានស៊ីឈ្នួលហ្វាងជេកសុកចិត្តបដូរដល់ជីវិតខ្លួនឯងគាត់ទាញក្មេងទាំងនោះចូលសង្គ្រាមពោះតែមហិច្ឆតាផ្ទាល់ខ្លួនពួកគេតស៊ូចេញពីគំនោសម្រាមរួមគ្នាដើម្បីតាមប្រមាញ់ក្តីសម័យពួកគេជឿជាក់នឹងតាមគាត់ឆ្លងកាត់នរកដូច្នេះគាត់ត្រូវទទួលខុសត្រូវព្រោះគាត់ជាមេបញ្ជាការរបស់ពួកគេហើយនេះជាទូនាទីរបស់មេបញ្ជាការឬដូច្នេះមេបញ្ជាការទើបយល់ពីអត្ថន័យនៃភាពជាអ្នកដឹកនាំក្តីអាម៉ាស់បានគ្របសកាត់គាត់ក្នុងជាតិមួយទៀតគាត់សុកចិត្តបម្រើមនុស្សដូចជេកជាជាងត្រកូល Crawford គ្មានពេលទៀតទេជេកចាប់អារម្មណ៍វិបហាមេបញ្ជាការមិនញញើទេគាត់សុំកុំឲ្យជេកលើកលែងទោសឲ្យខ្លួនរួចក៏កាប់គេទម្លាក់គម្លាតកម្លាំងរបស់ពួកគេខុសគ្នាស្រឡះក្បាលរបស់ជេកដាច់ភ្លាមមួយរំពេចយើងមិនអាចប្រឆាំងនឹងទេពកោសលបានឡើយគាត់សង្ឃឹមថានេះនឹងគ្រប់គ្រាន់តែចុះបើគាត់មិនត្រឡប់មកវិញកូនចាំងត្រូវតែរត់គេចគាត់រស់ដោយសារដាវស្លាប់ដោយសារវាគឺសមរម្យហើយពេលស្មារតីរសាត់បាត់សំណួរមួយនៅតែសេសសល់ប្រសិនបើគាត់កាត់មកមានឱកាសដូចអភិជននោះតើគាត់អាចឡើងទៅដល់កម្រិតណាទៅបន្ទាប់មកអ្វីៗក៏ងងឹតលូកដឹងខ្លួនវិញជេកលឺក្មេងប្រុសម្នាក់អង្វរទាំងភ្លៃស្លន់ស្លូមុនពេលយកពីអ្វីដែលកាត់ឡើងស្រាប់តែមានដៃមួយទះកំភ្លៀងគាត់ធ្វើឲ្យគាត់ភ្ញាក់ព្រឹកតែម្ដង
ក្មេងប្រុសម្នាក់ឈរក្បែរគាត់យំហូរទឹកភ្នែកហៅគាត់ថា Master Lucian គាត់មានអារម្មណ៍ថាមានរឿងខុសប្រក្រតីកំពុងកើតឡើងហើយ ទី1រាងកាយដែលពោពេញដោយស្លាកស្នាមនិងរបួសដោយក្រណាត់ចាស់របស់គាត់បានបាត់ទៅហើយ ជំនួសមកវិញគឺជារាងកាយនេះជាវាយក្មេងដ៏ស្រស់ស្អាតនិងមានក្លិនក្រអូបប្រហើរដោយស្មៅស្រស់ ទី2តើក្មេងច្រមុះហៀសម្បោដែលតាក់កំភ្លៀងគាត់ទាំងស្រែកយំខ្លាំងៗនេះជានរណាទៅគ្នានេះគិតថាគាត់បានស្លាប់បាត់ទៅហើយក្មេងនេះមិនអាចទទួលយកបានឡើយក្នុងនាមជាអ្នកបម្រើផ្ទាល់គេមុខជាត្រូវប្រហារជីវិតនិងគប់ជាមួយចវាយមិនខានសំខាន់បំផុតវានឹងក្លាយជាសោកនាដកម្មដ៏ធំសម្រាប់គ្រួសារចេកមិនយល់សោះថាក្មេងនេះកំពុងនិយាយពីរឿងស្អីឲ្យប្រកាសទេ នេះជាវាយក្មេងអ្នកបម្រើផ្ទាល់គ្រួសាររឿងទាំងនេះគ្មានអ្វីពាក់ព័ន្ធនឹងជីវិតរបស់គាត់សោះឡើយ អ្វីដែលគាត់ចាំចុងក្រោយទៅការស្លាប់យ៉ាងណយអធមតើក្បាលរបស់គាត់នៅជាប់នឹងកបានយ៉ាងម៉េចទៅខួរក្បាលគាត់ចាប់ផ្ដើមគិតខ្វែងគំនិតគ្នាពេលសង្កេតមើលស្ថានភាពនិងបរិវេណជុំវិញគាត់សន្និដ្ឋានថាគាត់បានចូលមកក្នុងរាងកាយមនុស្សចម្លែកម្នាក់ទៅហើយ ម្ចាស់រាងកាយនេះគឺជាក្មេងប្រុសសង្ហាម្នាក់មានមុខមាត់យ៉ាងតាក់ទាញគាត់ទប់ចិត្តមិនសរសើរខ្លួនឯងពេលមើលកញ្ចក់មិនបានឡើយ គ្រាន់តែមើលមុខមាត់ដ៏ឥតខ្ចោះរបស់គេក៏ដឹងថាគេជាអភិជនដែរការតបតែងបន្ទប់បញ្ជាក់ថានេះជាកូនចៅត្រកូលអ្នកមានអំណាចកប់ពពកដោយត្រូវការព័ត៌មានបន្ថែមគាត់បានស្វែងរកក្នុងការចងចាំនោះរួចក៏នឹកឃើញឈ្មោះអ្នកបម្រើថា Hans ជាដំបូងគាត់សួរ Hans ថានេះជាឆ្នាំណាក្មេងនោះឆ្លើយថាឆ្នាំចក្រភព845គឺមុនពេល Jake ស្លាប់ចំនួន15ឆ្នាំពេញគាត់បានត្រឡប់ទៅអតីតកាលវិញហើយដើម្បីកុំឲ្យគេសង្ស័យគាត់ដាស់តឿនខ្លួនឯងកុំឲ្យភ្ញាក់ផ្អើលនឹងព័ត៌មានថ្មីៗពេក ទី1គាត់ត្រូវធ្វើរឿងដែលចាំបាច់សិនសំណួរបន្ទាប់គាត់សួរហានថាតើឯងចង់ស្លាប់មែនទី ឮដូច្នេះក្មេងនោះភ័យស្ទើរលេចនោមត្រឹមអ្នកបម្រើសោះមិនហ៊ានប៉ះទូខ្លួនចវាយពីសន្លប់ដោយគ្មានការអនុញ្ញាតទៅកើតគាត់បានសម្លុតសួរក្មេងនោះឲ្យរំលឹកថាគាត់ជានរណា អោនក្បាយយ៉ាងទាបហាងសំតូដែលបានធ្វើរឿងប្រហែលដាក់នេះចវាយក្មេង Lucian Valdez ដែលជាកូនប្រុសទី3នៃត្រកូល Valdez ដ៏អស្ចារ្យ Lucian ចាំឈ្មោះអភិជននេះភ្លាមមួយរំពេចគ្រួសារ Valdez គឺជាសសរទ្រូងជួយគ្រប់គ្រងចក្រភពនេះតាំងពីយូរលង់ណាស់មកហើយត្រកូលដ៏មានកេរ្តិ៍ឈ្មោះដែលជាជំនួយការចំណិតរបស់អធិរាជ ពួកគេមានអំណាចស្មើនឹងគ្រួសារអធិរាជដែរកាលពី15ឆ្នាំមុន Jack នៅក្មេងធ្លាប់ធ្វើជាឆ្មាំការពារនៅភូមិគ្រឹះនេះផ្ទាល់តែម្ដង ជំនួសឲ្យការត្រឡប់ទៅរកការងារចាស់គាត់បែរជាចាប់ជាតិជាកូនប្រុសទី3របស់ Grand Duke ទៅវិញមួយជីវិតរបស់គាត់ត្រូវទ្រាំនឹងការប្រមាថគ្រប់បែបយ៉ាងដើម្បីតែប្រាក់ព្រោះតែឋានៈទាបតែមួយរបស់គាត់ពេលនេះគាត់បានឱកាសមាសដោយនឹកស្មានមិនដល់ប្រហែលព្រំលិខិតចង់ឲ្យគាត់រកចម្លើយចំពោះសំណួរមុនពេលស្លាប់ហើយ បើនេះជាអ្វីដែលព្រះចង់បានពួកគេគួរតែបើកភ្នែកឲ្យធំៗហើយចាំមើលចោះជាលើកដំបូងដែលគាត់ស្រូបយកកម្ដៅថ្ងៃក្នុងនាមជា Lucian Valdez គាត់នឹងបង្ហាញដល់អ្នកមានអំណាចថាគាត់អាចឡើងដល់កម្រិតណានិងរស់នៅរបៀបណា Lucian បានស្លៀកពាក់ខោអាវដ៏ប្រណិតរួចដើរចេញពីបន្ទប់ ការធ្វើជាទាហានស៊ីឈ្នួលគាត់ធ្លាប់ទៅគ្រប់កន្លែងទាំងអស់តែគ្មានទីណាអាចប្រៀបនឹងភាពអស្ចារ្យរបស់ភូមិគ្រឹះ Grand Duke Valdez នេះឡើយ គាត់ត្រូវតែទម្លាប់ជាមួយរបស់ភ្លឺផ្លេទាំងនេះឲ្យបានឆាប់គាត់សង្កេតឃើញថាតាំងពីមុនម្លេះអ្នកបម្រើទាំងអស់សម្លឹងមកគាត់ចម្លែកហើយខ្សឹបខ្សៀវគ្នា មានអារម្មណ៍ដូចជាសត្រូវឡោមព័ទ្ធគាត់អញ្ចឹងយោងតាម Hans រឿងនេះគឺធម្មតាទេយ៉ាងណាមិញគាត់បានរស់នៅយ៉ាងឯការរហូតមកដល់ពេលនេះគេបានឃុំខ្លួនក្នុងបន្ទប់នោះអស់រយៈពេល1ឆ្នាំ2ខែទៅហើយវាពិតជារឿងឈួតលីលាណាស់ដែលក្មេងអភិជនមានអ្វីៗគ្រប់យ៉ាងបែរជាគេចវេះពីសង្គមទៅវិញផ្នត់គំនិតរបស់ត្រកូលអភិជនគឺជារឿងដ៏អាត់កំបាំងសម្រាប់គាត់ ការសម្ដែងជាពួកគេស្ទើរតែមិនអាចទៅរួចទេនៅទីនេះមានមហាអំណាចដែលការពារចក្រភពកំពុងស្នាក់នៅ Grand Duke Sigmund Valdez បុរសម្នាក់នោះមិនមែនជាប្រភេទមនុស្សដែលឈោមមើលកូនប្រុសខ្លួនឯងដេកស្អុយក្នុងបន្ទប់ជាង1ឆ្នាំនោះទេ ប្រហែលជា Lucian ជាកូនចង្រៃដែលគ្រួសារបោះបង់ចោលឬក៏មានហេតុផលពិសេសដែលធ្វើឲ្យ Grand Duke បិទភ្នែកម្ខាងមិនខ្វល់ ការជៀសវាងមិនជួបឪពុកម្រយៈគឺជារឿងល្អបំផុតប៉ុន្តែឥឡូវនេះវាប្រហែលជាវាងពិបាកបន្តិចហើយ មេកាយចុងខ្ពស់ Evin បានមកស្វាគមន៍ម្ចាស់ក្មេងដោយផ្ទាល់បុរសម្នាក់នេះបានចូលមកក្នុងវិមានជាចំណាប់ខ្លាំងពីតកូលស្ត្រីតាំងពីក្មេងគាត់ត្រូវបានគេទទួលស្គាល់នៅសមត្ថភាពដ៏អស្ចារ្យហើយបានក្លាយជាមនុស្សចំណិតរបស់ Grand Duke Sigmund ក្នុងចំណោមមនុស្សទាំងអស់នេះជាមនុស្សដែល Lucian ត្រូវគេចវាសបំផុតគាត់ច្បាស់ជាចាប់អារម្មណ៍ពីកាយវិការរបស់មនុស្សថ្នាក់ទាបក្នុងសង្គមជាមិនខាន សំណាងល្អ Lucian បានសង្ងំលាក់ខ្លួនជាង1ឆ្នាំមកហើយដូច្នេះគេអាចលួចចម្លងរឿងពីអភិជនពីមនុស្សតែម្នាក់ដែលគេស្គាល់គឺមេបញ្ជាការដែលបានសម្លាប់គេ ដោយស្នាមញញឹម Lucian បានអរគុណ Edwin សម្រាប់ក្តីបារម្ភនិងបញ្ជាក់ពីការជាសះស្បើយរបស់គេ លើពីនេះគេបានចេញមកដោះស្រាយកិច្ចការគ្រួសារដែលគេបានបោះបង់ចោលនាពេលកន្លងមកមេកាធំសាឡង់កាំងបន្តិចនឹងសម្ដីដ៏ពីរោះនេះគាត់ធូរទ្រូងដែលឃើញម្ចាស់ក្មេងនៅតែដូចដើមសំណាងល្អការសម្ដែងជាអភិជនរបស់ Lucian ហាក់បានផលគេព្យាយាមចាក់ចេញពីទីនោះឲ្យលឿនបំផុតតែ Edwin បានខាត់គេមិនឲ្យទៅឡើយ ពេលនេះ Grand Duke ចង់ជួបកូនប្រុសគាត់ភ្លាមនោះ Lucian ត្រូវបានគេនាំទៅបន្ទប់ធ្វើការរបស់ឪពុកគេ Grand Duke Sigmund ជាមនុស្សកាច់សាហាវណាស់ពេលនេះគាត់កំពុងសួរ Lucian ថាហេតុអ្វីគេនៅរស់ ជាការពិត Lucian ពិតជាភ្ញាក់ផ្អើលនឹងសំណួរដ៏ហួសចិត្តពីឪពុកខ្លួន Duke មានបំណងមើលរំលងរាល់ទង្វើឈួតលីឡារបស់គេកាលពីឆ្នាំមុន គេបានយកការស្លាប់របស់ម្ដាយធ្វើជាលែដើម្បីបោះបង់តួនាទីជាអភិជនហើយធ្វើខ្លួនដូចកូនក្មេងខូច ប៉ុន្តែទីបំផុតគេបានដើរហួសព្រំដែនដែលមិនគួរដើរហួស មិនត្រឹមតែសង្ងំលាក់ខ្លួនពីផ្នែកមហាជនប៉ុណ្ណោះទេគេថែមទាំងប៉ុនប៉ងធ្វើបាបខ្លួនឯងដោយចាត់ទុកជីវិតដូចជាល្បែងទៅទៀត គិតទៅការយំសោករបស់ហានអំបញ្ញមិញនេះពិតជាចេញពីចិត្តមែន គេចង់ប្រកែកថាប្រហែលជាមានការយល់ច្រឡំមិនខានប៉ុន្តែឪពុកគេធុញទ្រាន់នឹងលេះទាំងនេះណាស់ទៅហើយ ជាលើកចុងក្រោយ Grand Duke Sigmund ចង់លឺរាល់គំនិតដែលគេបានលាក់ទុកក្នុងខួរក្បាលដ៏ចង្អៀតរបស់គេហេតុអីបានជាគេប្រើរាងកាយដ៏ទន់ខ្សោយនេះលេបថ្នាំងងុយដេកដើម្បីបង្កភាពវឹកវរទៅវិញ គាត់បានធ្វើការនៅទីនេះយូរណាស់មកហើយមិនចម្លែកទេដែលគាត់គ្មានការចងចាំសោះពី Lucian 15ឆ្នាំមុនពេលគាត់ជាឆ្មាំធម្មតាម្នាក់កូនប្រុសទី3របស់ត្រកូល Grand Duke គឺ Lucian Valdez បានស្លាប់យ៉ាងអនាថធម
Grand Duke ល្បីថាមានកូនប្រុស4នាក់ជាមួយម្ដាយ4ផ្សេងគ្នាបរិសម្នាក់នេះពិតជាសម្បូរស្នេហ៍និងសាយភីពូជពងគ្រប់ទិសទី ជ័យធ្វើការអត់តកូលអកពងពោះនេះរយៈពេល10ឆ្នាំមកហើយនឹងតែជួបម្ចាស់ក្មេងៗព្រមទាំងម្ដាយរបស់ពួកគេជាញឹកញាប់ប៉ុន្តែគាត់មិនដែលចង់ចាំថាធ្លាប់ជួបលូសៀនឬម្ដាយគេបន្ទាប់ភ្នែកម្ដងណាឡើយ លោកស្រីវ៉ាដេចបានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរតាំងពីដំបូងហើយកូនប្រុសគាត់ក៏បានស្លាប់តាមក្រោយដោយគ្មាននរណាដឹងពីមូលហេតុ ការលួចឆ្មាំជែកគិតថាម្ដាយនៅកូនប្រុសនេះគ្រាន់តែជួបរឿងសោយប៉ុណ្ណោះ មានជំងឺនិងទុនខ្សោយមូលហេតុស្លាប់ពិតរបស់លូស៊ីច្បាស់ជាត្រូវគេបិទបាំង ដោយសារការស្លាប់របស់ម្ដាយទីតាំងមិនច្បាស់លាស់ក្នុងគ្រួសារនិងហេតុផលដ៏គួរឲ្យស្មុគស្មាញជាច្រើនទៀតបន្ទុកនេះច្បាស់ជាធ្ងន់ធ្ងរពេកសម្រាប់យុវជនម្នាក់នេះហើយ ទីបំផុតគេក៏ជ្រើសរើសលេបក្នុងងងុយដេកក្នុងកម្រិតស្ទើរដល់ថ្នាក់ស្លាប់ តាំងពិតគេគ្រាន់តែចង់បានការយកចិត្តទុកដាក់បន្តិចបន្តួចពីឪពុកខ្លួនប៉ុណ្ណោះវាគឺជាការស្រែករកជំនួយពិតមែន តែគេភ្លេចគិតពីការខូចខាតនៃការលាក់ខ្លួនមួយឆ្នាំបានបន្សល់លើរាងកាយនេះ ដោយទប់ទល់នឹងជាតិថ្នាំមិនបានលូស៊ីសវ៉ាដេកក៏ដាច់ខ្យល់ស្លាប់ដោយចៃដន្យលូស៊ីសថ្មីត្រូវតែរកវិធីដោះស្រាយពីបញ្ហាដ៏រសើបមួយនេះឲ្យបាន ឌូហាក់ដូចជាខូខើបន្តិចចំពោះកូនប្រុសដែលមិនបានជួបមុខមួយឆ្នាំពេញហើយការស្ដីបន្ទោសនេះក៏ស្ដាប់ទៅធ្ងន់ធ្ងរដែរតួ Sigmund ធ្វើខ្លួនរឹងមាំប៉ុណ្ណាគាត់នៅតែជាឪពុកក្នុងចិត្តគាត់ច្បាស់ជាពុះ control មិនខាន ប៉ុន្តែនេះមិនមែនជាពេលត្រូវមកខ្វល់ពីអារម្មណ៍អ្នកដទៃទេលូសៀសកំពុងឈរនៅមាត់ជ្រោះនៃឋានៈជាអភិជនរបស់គេទៅហើយ គេប្រហែលវាគ្មានឱកាសកែខ្លួនទេបើនិយាយខុសតែមួយម៉ាត់ពេលឌូផ្ដល់ការពមៀនចុងក្រោយអ្នកត្រូវតែជឿថាគាត់នឹងធ្វើពិតមែន លូស៊ីហាក់ដូចជាលឺសំឡេងប្រេះស្រាំក្នុងអនាគតដ៏ភ្លឺស្វាងរបស់គេអញ្ចឹងដែរ បើគេគ្មានចម្លើយដ៏សមស្របមួយប្រាប់ទៅ Grand Duke ទេយ៉ាងហោចណាស់គេនឹងត្រូវបញ្ជូនទៅធ្វើជាប៊ូជីចានៅទីអារាមដ៏ឆ្ងាយដាច់ស្រយាលមិនខានគេមិនទាន់ត្រៀមខ្លួនលាឈប់ពីពិភពលោកនេះនៅឡើយទេ លទ្ធផលអាក្រក់បំផុតគឺត្រូវគេអូសទៅកាន់ទឹកដីភាគខាងជើងដ៏ខូខើទ្រាំនៅភាពត្រជាក់ដ៏ឆ្អឹងនៃផ្ទាំងទឹកកកនឹងក្លាយជាចំណីសាក់សាហាវអស់មួយជីវិត គេទើបតែរួចផុតពីសេចក្តីស្លាប់និងចាប់ផ្ដើមជីវិតថ្មីបានប៉ុន្មានម៉ោងប៉ុណ្ណោះប៉ុន្តែបញ្ហាដ៏ធំដំបូងក៏បានលេចមុខមកបាត់ទៅហើយ លូស៊ីមិនព្រមឲ្យរឿងគ្រួសារដ៏ស្មុគស្មាញមកបំផ្លាញឱកាសទី2របស់គេឡើយដូច្នេះគេក៏និយាយតបតាមបញ្ជារបស់ឪពុក ដំបូងគេបានសុំទោសយ៉ាងស្មោះដែលធ្វើឲ្យខូចឈ្មោះ Valdek ដោយភាពល្ងងខ្លៅនិងបង្កក្តីបារម្ភដល់អ្នកគ្រប់គ្នាជាពិសេសគឺឪពុកតែម្ដង គេទទួលស្គាល់កំហុសនិងសន្យាថានឹងទទួលយករាល់ទោសដែល Grand Duke ដាក់ឲ្យដោយស្ម័គ្រចិត្ត ប៉ុន្តែត្រឹមនេះមិនគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលបរិះដ៏មានអំណាចបំផុតក្នុងចក្រភពនេះឡើយ ជាជាងលេងល្បិចយកចិត្តឪពុកគេបែរជាជំរុញឲ្យ Duke of តាមចិត្តទៅវិញរឿងដែលកន្លងហួសគឺមិនអាចកែប្រែឡើយ ជាជាងចង់ខ្ចប់ជីវិតដែលទើបរួចពីស្លាប់ទៅនឹងអតីតកាលគេមានបំណងរស់នៅឲ្យបានល្អសម្រាប់អនាគតដ៏ភ្លឺស្វាងខាងមុខចំហជំនឿចិត្តនិងភាពក្លាហានរបស់គាត់ពិតជាធ្វើឲ្យពាក្យសម្ដីទាំងនោះមានទម្ងន់ ជំនួសឲ្យការស្ដីបន្ទោសគាត់បានអង្វរបរិះនៅចំពោះមុខមិនមែនក្នុងនាមជាអ្នកអុកញ៉ាទេតែក្នុងនាមជាឪពុកម្នាក់ដើម្បីសុំពាក្យលើកទឹកចិត្តមួយម៉ាត់ លូស៊ីជឿថាកូនដែលធ្វើខុសត្រូវតែលុតជង្គង់សុំទោសឪពុកម្ដាយដោយស្មោះត្រង់ហើយឪពុកម្ដាយក៏ត្រូវតែស្វាគមន៍ទទួលយកកូននោះវិញដោយក្តីមេត្តា តែនោះមិនមែនជាកាតព្វកិច្ចត្រឹមត្រូវរវាងឪពុកនិងកូនដែលកំណត់ដោយច្បាប់ស្ថានសួគ៌ទេរី មេកាអេដវីនពិតជាសឡងកាំងនៅវូ50របស់នេះក្មេងនេះណាស់គាត់ដឹងច្បាស់ពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៃអូរ៉ានិងធម៌ពលរបស់ក្មេងនេះ លូសៀសមានអាកប្បកិរិយានិងសម្លេងខុសស្រឡះពីក្មេងទុនខ្សោយដែលតែងតែភ័យញាប់ញ័រយុវជននៅចំពោះមុខគាត់ពេលនេះគឺជាមនុស្សថ្មីមួយស្រឡះតែម្ដង ក្រៅពីស្ដាប់សម្ដីរបស់ក្មេងនេះចប់អ្នកអង្គញា Sigmund ពិតជាមិនពេញចិត្តឡើយដែលត្រូវគេមកបង្រៀនពីទួនាទីជាឪពុកនោះ ទោះជាយ៉ាងណាស្នាមញញឹមជុងមាត់បានលេចឡើងលើផ្ទៃមុខគាត់ការស្ដាប់កូនប្រុសនិយាយធ្វើឲ្យគាត់ដឹងថាគាត់រស់នៅយូរល្មមនិងបានឃើញរឿងប្លែកៗគ្រប់យ៉ាងហើយ ពេលឮសំឡេងដ៏តឹងរឹងរបស់ឪពុកស្រទន់ជាងមុនបន្តិច Lucia ក៏លួចដកដង្ហើមធូរទ្រូងនៅក្នុងចិត្ត ដោយការរំពឹងទុកជំនួសឲ្យការអោនក្បាលភ័យខ្លាចការតទល់ជាមួយឪពុកយ៉ាងក្លាហានគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ជាជាសាកណ្ដោដែលតែលាក់ខ្លួនអ្នកអុកញ៉ាផ្ដល់តម្លៃលើស្មារតីឆ្កែព្រៃដែលចេះសម្លឹងរកឱកាសវាយប្រហារយ៉ាងម៉ឺងម៉ាត់ជាង បទពិសោធន៍បម្រើការងាររាប់សិបឆ្នាំឲ្យ Sigmund Valdek ពិតជាមានប្រយោជន៍ណាស់នៅពេលនេះ អ្នកអុកញ៉ាមិននឹកស្មានសោះថាកូនប្រុសដ៏ទន់ខ្សោយបំផុតរបស់ខ្លួនហ៊ាននិយាយបញ្ចើចបញ្ចាយបែបនេះក្រោយពេលរស់ពីស្លាប់វិញ ដោយសារលូស៊ីលើកឡើងពីភាពឧស្សាហ៍ដល់ខ្លួនឯងស៊ីហ្គុនក៏សួរកូនប្រុសទី3ពីផែនការទៅថ្ងៃមុខ ដោយរើពាក្យយ៉ាងប្រុងប្រយ័ត្នលូស៊ីឆ្លើយថាជំហានដំបូងបំផុតគឺត្រូវព្យាបាលរាងកាយដ៏ទ្រុឌទ្រោមនេះសិន បន្ទាប់មករូបភាពអ្នកប្រយុទ្ធដ៏កំពូលដែលគាត់ធ្លាប់រួមក្រុមនឹងតទល់ជាមួយក៏បានផុសឡើងក្នុងចក្រខុ ពេលរាងកាយវិលមករឹងមាំវិញគាត់មានបំណងរៀនវិជ្ជាដៃឲ្យបានត្រឹមត្រូវនិងយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់លើកនេះ គាត់គិតថាការហូបនឹងគេបានគ្រប់គ្រាន់នឹងជួយស្ដារកម្លាំងឡើងវិញហើយអ្វីៗនឹងល្អប្រសើរជាមិនខានទឹកមុខកញ្ញូនរបស់អ្នកឧញ្ញាក្រលីបាត់ភ្លាម គាត់ពិតជាស្ងើចសរសើរនឹងវោ50ដ៏ប៉ិនប្រសពរបស់កូនប្រុសណាស់ថាតើសម្ដីរបស់ក្មេងនេះគ្រាន់តែជាខ្យល់ឬយ៉ាងណាពេលវេលានឹងបញ្ជាក់ប្រាប់ ដើម្បីជាការចាប់ផ្ដើមអ្នកអុកញ៉ាស៊ីហ្គុនបានអនុញ្ញាតឲ្យមេកាអេដវីនរៀបចំជំនួយខ្លះដល់ក្មេងនេះជាជាងពាក្យសម្ដីដែលមិនសូវមានន័យនៅពេលនេះការផ្ដល់ជំនួយដល់យុវជនដែលទើបតែភ្ញាក់រលឹកប្រហែលជាមានប្រយោជន៍ជាង Edwin ទទួលបញ្ជាឲ្យគិតថាដំណើរការនេះនឹងមិនចំណាយពេលយូរនោះទេ Lucy គឺជាមនុស្សតែម្នាក់គត់ក្នុងបន្ទប់ដែលមិនដឹងថាតាចាស់ទាំងនោះកំពុងនិយាយលាក់កំបាំងពីអ្វីឡើយមិនយូរប៉ុន្មានទេគាត់ក៏បានឃើញផ្ទាល់ភ្នែកថាតើជំនួយរបស់ពួកគាត់មានរូបរាងបែបណារទេះសេជាច្រើនបានបកមកដល់វិមានហើយទម្លាក់ទំនិញយ៉ាងធ្ងន់ធ្ងរក្រុមអ្នកបម្រើបានសែងហឹបឈើរាប់មិនអស់មកតម្រៀបគ្នានៅមុខភូមិគ្រឹះយ៉ាងត្រៀបត្រា បង្កប់ក្នុងហឹបនីមួយៗគឺទ្រព្យសម្បត្តិមហាសាលចាប់ពីកាក់មាសរហូតដល់គ្រឿងអលង្ការដ៏មានតម្លៃ Lucia មិនដែលឃើញទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់បែបនេះទេសូម្បីកាលនៅជាទាហានស៊ីញូលក៏ដោយតើនេះហើយជាអត្ថន័យនៃការធ្វើជាអភិជនជាន់ខ្ពស់នោះ
គាត់ទទួលបានប្រាក់បំណាច់យ៉ាងក្រាស់ក្រែដោយមិនបាច់ហត់ធ្វើអ្វីសោះកំណប់ទ្រព្យទាំងមូលនេះគឺសម្រាប់ការចំណាយត្រឹមតែ1ខែប៉ុណ្ណោះ ដោយមានកមៀបពេញហៅប៉ៅប្រហែលជាដល់ពេលសាក់លបងវិនិយោគលើអ្វីដែលថ្មីដើម្បីផ្លាស់ប្ដូររាងកាយដ៏ទន់ខ្សោយរបស់គាត់នេះទាំងស្រុងហើយគាត់ស្រមៃឃើញខ្លួនឯងបញ្ចេញសាច់ដុំមកអួតមនុស្សគ្រប់គ្នាក្នុងចក្រភពបាត់ទៅហើយអ្វីដែលគាត់ត្រូវធ្វើពេលនេះគឺផ្សំថ្នាំទិព្វដ៏ពិសេសមួយ ក្រោយជួបជជែកជាមួយកូនប្រុសទី3អ្នកអុកញ៉ាស៊ីកមិនក៏មានអារម្មណ៍ចង់ដើរលំហែក្នុងសួនច្បារដ៏ស្រស់ស្អាតរបស់គាត់ អេដវីនបានដើរតាមពីក្រោយខណៈអ្នកអុកញ៉ាកំពុងតាំងអារម្មណ៍គិត យោងតាមសម្ដីមេកាទីនេះជាកន្លែងដែលអតីតអ្នកម្នាងនិងជាម្ដាយរបស់ Lucian ស្រឡាញ់ពេញចិត្តបំផុតមុនពេលអ្នកស្រីទទួលមរណភាព អ្នកអុកញ៉ាមិនបានមកកន្លែងពោពេញដោយអនុស្សាវរីយ៍នេះយូរហើយវាច្បាស់កាសថាហេតុអ្វីគាត់ជ្រើសរើសថ្ងៃនេះដើម្បីផ្លាស់ប្ដូរទម្លាប់នោះការផ្លាស់ប្ដូរដ៏ទាន់ហ័នរបស់នេះក្មេង Lucian ច្បាស់ជារំលឹក Sigmund អំពីអតីតកាលហើយ ទោះបីក្មេងនេះធ្លាប់បាត់បង់ការយកចិត្តទុកដាក់ពីឪពុកម្រយៈក្តីក៏អ្នកអុកញ៉ានៅតែមានចិត្តអាណិតស្រឡាញ់ក្មេងនេះយ៉ាងជ្រាលជ្រៅដដែល យ៉ាងណាមិញគេគឺជាកូនរបស់អ្នកម្នាងដែលអ្នកអុកញ៉ាស្រឡាញ់ពេញបេះដូងបំផុតពេលបោះជំហានមកដល់កណ្ដាលសួនច្បារដ៏ស្រស់ស្អាត Sigmund បាននិយាយពីភាពទន់ខ្សោយគួរឲ្យសង្វេគរបស់កូនប្រុសខ្លួន ក្មេងនេះតែងតែក្រឡេកភ្នែកមើលឆ្វេងស្ដាំហាក់ដូចជាភ័យខ្លាចគ្រប់យ៉ាងនៅជុំវិញខ្លួនអញ្ចឹងគេនឹងយំរអ៊ូតមដូចឆ្កែត្រូវគេវាយបើទោះជាស៊ីហ្គុនគ្រាន់តែបញ្ចេញសម្លេងខ្លាំងបន្តិចក៏ដោយអាកប្បកិរិយារបស់ Lucian ពិតជាខុសស្រឡះពីអតីតអ្នកម្នាងតែម្ដង Sigmund ស្ទើរតែបកបង់គេចោលទៅហើយគាត់ធ្លាប់គិតថាចំណុចតែមួយគត់ដែល Lucian ដូចម្ដាយរបស់គេគឺត្រឹមតែរូបរាងខាងក្រោយប៉ុណ្ណោះ ប៉ុន្តែការគិតរបស់ Sigmund ចំពោះក្មេងនេះបានផ្លាស់ប្ដូរជាលើកដំបូងបំផុតនៅថ្ងៃនេះហើយ ការគិតថាខ្លួនឯងប្រហែលជាយល់ខុសក៏បានផុសឡើងក្រោយជំនួបនោះ Edwin ក៏ច្បាស់ជាបានឃើញការផ្លាស់ប្ដូរយ៉ាងកន្លប់ចាក់នេះដែរ ជំនួសឲ្យការញាប់ញ័រក្មេងនោះហ៊ានសម្លឹងចំភ្នែកឪពុកហើយបញ្ចេញមតិរបស់ខ្លួនយ៉ាងក្លាហាន គេមិនបានញញឹតនឹងសម្ពាធទេហើយថែមទាំងបង្ហាញពីចំហយ៉ាងរឹងមាំទៀតផងពួកគេដឹងតាំងពីដំបូងមកម្លេះថា Lucian ជាក្មេងដែលមានបេះដូងទន់ភ្លន់ ប្រហែលជាគេគ្រាន់តែបញ្ចេញសមត្ថភាពយឺតជាងបងបន្តិចប៉ុណ្ណោះយ៉ាងណាមិញគេក៏មានហូរឈាមជ័ររបស់អ្នកអុកញ៉ាពេញខ្លួនដែរ អ្វីបើតែយ៉ាងនេះក្តី Sigmund នៅតែមិនហ៊ានសង្ឃឹមខ្លាំងពេកទេចាប់ពីពេលនេះទៅគាត់នឹងដាក់កិច្ចការឲ្យ Lucian ដែលមិនអាចដោះស្រាយបានដោយគ្រាន់តែប្រើពាក្យសម្ដីពីរោះប៉ុន្មានម៉ាត់នោះឡើយ និយាយដល់ចំណុចនេះ Edwin ក៏បានលើកឡើងពីបញ្ហាមួយដែលអាចនឹងកើតមានឡើង ពួកគេបានទម្លាក់លុយជំនួយចូលហៅប៉ែរបស់ Lucian វិញហើយរឿងនេះត្រូវបានលីកឃ្លីទៅដល់ខាងក្រៅបាត់ទៅហើយ ពេលស៊ើបអង្កេតទៅ Edwin រកឃើញថាកូនប្រុសទី2 Jody Waldeck មានការពាក់ព័ន្ធមិនត្រឹមតែប៉ុណ្ណោះ Jody បានចាប់ផ្ដើមធ្វើសកម្មភាពបាត់ទៅហើយ គេបានបណ្ដេញមេអ្នកបម្រើរបស់ Lucian ចេញហើយដាក់មនុស្សចំណិតខ្លួនឯងជំនួសវិញដើម្បីបង្ហាញចេតនាចង់ត្រួតត្រាប្អូនប្រុសយ៉ាងច្បាស់កន្លែង Sigmund ដឹងថាកូនទី2របស់គាត់មានគំនុំជាមួយប្អូនដោយសាររឿងម្ដាយប៉ុន្តែការតាមឈ្នានីសមិនលែងបែបនេះវាជារឿងគួរឲ្យព្រួយបារម្ភ Edwin ចង់លូកដៃចូលជួយប៉ុន្តែ Grand Duke បានហាមគាត់ទោះបីជាវាមើលទៅរៀងខូខើបន្តិចសម្រាប់ក្មេងដែលទើបតែចាប់ផ្ដើមបោះជំហានដំបូងក៏ដោយ សកម្មភាពអាក្រក់របស់ Jody គ្រាន់តែជាល្បិចក្មេងៗប៉ុណ្ណោះដែលវានឹងមិនអាចទៅរួចទេបើ Lucian ចេះរៀបចំមនុស្សជុំវិញខ្លួនឲ្យបានល្អពីដំបូង ពួកគេគ្រាន់តែចាត់ទុកវាជាតម្លៃដែលកូនទី3ត្រូវបង់សម្រាប់ការមិនព្រមភ្ញាក់រលឹកឲ្យបានលឿនជាងនេះពេលនេះ Sigmund ចង់មើលថាតើកូនរបស់គាត់នឹងដោះស្រាយបញ្ហានេះដោយរបៀបណាប្រសិនបើ Lucian ធ្វើមិនបានទេនោះជាកំហុសរបស់គេហើយ ឈាមរបស់ត្រកូល Waldeck គឺជាគន្លឹះប៉ុន្តែការបើកទ្វារនេះត្រូវតែធ្វើឡើងដោយសមត្ថភាពផ្ទាល់ខ្លួននោះហើយជាមាគ៌ារបស់សត្វតៅប៉ុន្មានថ្ងៃក្រោយមក Lucian បានសម្ងំនៅក្នុងបន្ទប់វិញដោយមាន Hans ជាអ្នកយាមទ្វារដែលធ្វើឲ្យបុគ្គលិករបស់គេចាប់ផ្ដើមនិយាយដើមយ៉ាងរសើប នេះជាថ្ងៃទី3ហើយដែលលុយជំនួយត្រូវបានទម្លាក់មកវិញពេលហឹបលុយទាំងនោះដឹកមកដល់ Hans សឹងតែមិនជឿភ្នែកខ្លួនឯង ចៅវាយវ័យក្មេងបានប្រាប់ថាលុយមាសធ្លាក់មកច្រើនបែបនេះគឺដោយសារការចរចាជាមួយ Grand Duke ទទួលបានលទ្ធផលល្អ បើមើលតាមទំនាក់ទំនងមិនសូវល្អរវាងឪពុកនិងកូន Han ដឹងច្បាស់ថាវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ចៅវាយវ័យក្មេង អ្នកបម្រើផ្ទាល់ម្នាក់នេះពិតជាមានមោទនភាពខ្លាំងណាស់ពេលឃើញចៅវាយខ្លួនដើរទៅមុខជំនួសឲ្យការលិចលង់ក្នុងភាពសោកសៅ Han មិនបានដឹងទេថាក្នុងចិត្តរបស់ Lucian កំពុងតែរៀបចំផែនការធំដែលលុយដ៏ច្រើននេះអាចជួយគេបាន ដោយមានធនធានដ៏ច្រើនសន្ធឹកសន្ធាប់នេះគេអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូររាងកាយដ៏ទន់ខ្សោយរបស់គេបានទាំងស្រុង រាងកាយដ៏ល្អអស្ចារ្យគឺស្ថិតនៅក្នុងដៃរបស់គេហើយប្រសិនបើគេអាចផ្សំថ្នាំទឹកនោះបានសម្រេច គេចាយពេលត្រឹមតែ3ថ្ងៃប៉ុណ្ណោះដើម្បីដុតលុយជំនួយចោលអស់រលីងហើយប្រែក្លាយបន្ទប់របស់គេទៅជាកន្លែងផលិតថ្នាំដ៏កុកខ្វក់គេបានធ្វើការដោយមិនឈប់ឈរដើម្បីឲ្យថ្នាំនោះចេញមុខល្អឥតខ្ចោះ ពេលនេះ Han ប្រកាសជាឆ្ងល់ខ្លាំងណាស់ប៉ុន្តែការដែលគេយាមទ្វារយ៉ាងល្អដោយមិនសួរនាំច្រើនវាបង្ហាញពីភក្ដីភាពយ៉ាងពិតប្រាកដ នៅលើតុធ្វើការរបស់ Lucian មានឧបករណ៍ផ្សំថ្នាំដែលកូនប្រុសរបស់ Grand Duke មិនធ្លាប់ប៉ះពាល់សោះក្នុងមួយជីវិតនេះ នៅជុំវិញខ្លួនគេគឺពេញទៅដោយហឹបរុក្ខជាតិដ៏ថ្លៃក៏ពពកដែលដុះតែនៅក្រោមពន្លឺព្រះច័ន្ទប៉ុណ្ណោះ អត្ថប្រយោជន៍ទូទៅរបស់រុក្ខជាតិពន្លឺព្រះច័ន្ទដ៏កម្រនេះមិនទាន់មាននរណារកឃើញនៅឡើយទេក្នុងពេលនេះ Lucian បានបោះបង់ប្រាក់ខែរបស់គេទាំងអស់ដើម្បីទិញវាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន សម្រាប់អ្នកគ្រប់គ្នាពេលនេះ Lucian អាចមើលទៅដូចជាមនុស្សឈួនអញ្ចឹងប៉ុន្តែមួយឆ្នាំទៀតការសម្រេចចិត្តនេះនឹងហុចផលដ៏ធំ តម្លៃរុក្ខជាតិពន្លឺព្រះច័ន្ទនឹងហក់ឡើងខ្ពស់10 ដងទេគឺជាង20 ដងឯណោះនិយាយឲ្យសួរស្ដាប់គេកំពុងទិញ Bitcoin ក្នុងឆ្នាំ2010អញ្ចឹងពេលនេះដោយសារគេកំពុងចង្រាញ់ទាញយកគុណប្រយោជន៍ពីរុក្ខជាតិទឹកនេះដោយផ្ទាល់ដៃគេក៏ចាប់ផ្ដើមមានការគោរពដល់ Alchemy Skill សម្រាប់ភាពក្លាហានរបស់ពួកគេពេលពួកគេចាប់ផ្ដើមពិសូចជាមួយរុក្ខជាតិពន្លឺព្រះច័ន្ទភាពជោគជ័យប្រកបជាមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែពួកគេនៅតែហ៊ានបន្ថយហើយប្រមូលទិញរុក្ខជាតិពន្លឺព្រះច័ន្ទទាំងអស់ក្នុងចក្រភពពួកគេបានលេងល្បែងភ្នាល់ដ៏ធំបំផុតក្នុងជីវិតដោយយកជោគវាសនារបស់គៀលទៅដាក់ដង្កល់ ដោយសារភាពក្លាហាននោះក្រុមអ្នកលេងសើបនឹងបញ្ចេញថ្នាំទឹកមួយប្រភេទដែលធ្វើឲ្យចក្រភពទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង
មនុស្សម្នាចាត់ទុកថ្នាំទឹកនេះថាជាភេសជ្ជៈរបស់ព្រះដែលមានឈ្មោះថា Nectar ដោយសារតែភាពកអត់កតុមដែលហ៊ានយកឈ្មោះព្រះទៅភ្ជាប់ជាមួយថ្នាំនេះ Alchemist Gear ក៏ប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថសាសនាពីវិហារ ប៉ុន្តែពេលដែលប្រសិទ្ធភាពរបស់ Nectar ល្បីសរសៃអ្នកគ្រប់គ្នារវល់តែដណ្ដើមគ្នាទិញវាថែមទាំងធ្វើឲ្យការចោទប្រកាន់ពីបទប្រមាថសាសនានោះត្រូវបានគេបំភ្លេចចោលទៀតផងបន្ទាប់ពីចំណាយពេល3ថ្ងៃក្នុងការដុតដៃដុតជើងជាមួយឧបករណ៍ផ្សំថ្នាំរបស់គេមកទីបំផុត Lucien បានចម្រាញ់វាចេញជាស្ថាពរ Nectar បានបំបាច់ទ្រឹស្ដីមួយដែលគ្មាននរណាហ៊ានបដិសេធអស់រយៈពេលជាង 1000 ឆ្នាំមកហើយកម្រិតដែលអ្នកហាត់គុនម្នាក់អាចសម្រេចបានគឺត្រូវបានកំណត់តាំងពីពេលដែលពួកគេកើតមកម្លេះអស់រយៈពេលជាយូរមកហើយដែនកំណត់នោះត្រូវបានចាត់ទុកថាជាច្បាប់ទម្លាប់ដែលគ្មាននរណាម្នាក់អាចបំពានបានឡើយធម្មជាតិពីកំណើតត្រូវបានគេគិតថាបានកំណត់ទុកជាមុនហើយរាងកាយរបស់មនុស្សគឺមិនអាចផ្លាស់ប្ដូរបានទេ ក្បួនខ្នាតដែលមានតាំងពីយូរលង់ណាស់មកហើយត្រូវបានបំបែកខ្ទេចខ្ទីដោយសារ Nectar គ្រាន់តែផឹកមិនដបវាអាចប្រែក្លាយអ្នកដែលគ្មានទេពកោសល្យសោះទៅជាអ្នកចម្បាំងដ៏ខ្លាំងពូកែបាន ថ្នាំដែលគេបញ្ញាផ្សំនៅក្នុងបន្ទប់នេះមានប្រសិទ្ធភាពទាបជាងថ្នាំដើមឆ្ងាយណាស់យ៉ាងណាមិញគេក៏មិនមែនជាអ្នកផ្សំថ្នាំពិតប្រាកដឯណា គេចេះតែរបៀបផលិតថ្នាំធម្មតាប៉ុណ្ណោះប៉ុន្តែមួយដបនេះប្រហែលជាគ្រប់គ្រាន់ហើយក្នុងការជួសជុលរាងកាយដ៏កំសោយរបស់គេនៅពេលនេះ គឺសំណាងណាស់ដែលបានត្រឡប់មកអតីតកាលវិញទើបអាចធ្វើរឿងនេះបានសម្រេចបែបនេះក្រោយមកពេលយុគសម័យវឹកវរផ្ទុះឡើងទូទាំងចក្រភពកន្លែងដំបូងគេដែលត្រូវឆេះខ្ទេចគឺទីតាំងរបស់ Alchemist Gear ពួកអាជ្ញាធរចាត់ទុកថារូបមន្តរបស់ Nectar គឺជាកម្លាំងបំផ្លាញស្ថិរភាពដែលគំរាមកំហែងដល់តុល្យភាពនៃអំណាច ពួកអ្នកកាន់អំណាចធំៗនៅលើបល្ល័ង្កបានខិតខំប្រឹងប្រែងដើម្បីលុបរូបមន្តដើមនេះចេញពីប្រវត្តិសាស្ត្រតែម្ដង ទោះយ៉ាងណាក៏ដោយមានមនុស្សមួយចំនួនអាចប្រមូលតម្រុយគ្រប់គ្រាន់ដើម្បីបង្កើតរបស់ស្រដៀងគ្នានេះបានម្នាក់ក្នុងចំណោមនោះគឺទីហ៊ានស៊ីឈ្នួលឈ្មោះ Jake មនុស្សភាគច្រើនដែលព្យាយាមសាកល្បងជាមួយឱសថពន្លឺប្រច័ណ្ឌសុទ្ធតែស្លាប់ដោយសារផលរំខានរបស់វាប៉ុន្តែគាត់បានជោគជ័យដោយមិនស្ទាក់ស្ទើរ Lucien បានបើកដបទឹកដមដែលទើបតែចម្រាញ់រួចហើយផឹកវាចូលពោះទាំងអស់តាមរយៈការធ្វើបែបនេះគាត់បានក្លាយជាមនុស្សដំបូងគេបង្អស់ដែលអាចបំផ្លាញធម្មពលធម្មជាតិឲ្យក្លាយជារបស់ខ្លួនឯងបានយ៉ាងល្អអាស្រ័យលើថាដំណើរការចរន្តរត់បានល្អកម្រិតណាគាត់អាចទាញយកធម្មពលម៉ាណាដែលកំពុងសាយភីពេញរាងកាយដើម្បីអភិវឌ្ឍខ្លួនបានគុណភាពទាំងធម្មពលដែលម្នាក់អាចទាញយកបានគឺខុសគ្នាស្រឡះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយពឹងផ្អែកលើធម្មពលដ៏អស្ចារ្យរបស់ទឹកដមគាត់បានចាប់ផ្ដើមប្រើកម្លាំងបើកភ្លើងដែលត្រូវគេបិទគប់នៅក្នុងរាងកាយរបស់គាត់ដើមឡើយ Lucien គិតថាអធិពលរបស់ថ្នាំនឹងត្រូវបញ្ឈប់ភ្លាមៗនៅពេលដែលផ្លូវធម្មពលរបស់គាត់ត្រូវបានបើកប៉ុន្តែគាត់បានគិតខុសស្រឡះជាទូទៅគេគួរតែមានអារម្មណ៍ឈឺចាប់ខ្លាំងដោយសារតែដំណើរការដ៏តឹងតែងនេះប៉ុន្តែគាត់បែរជាមានអារម្មណ៍ថាមិនអីទាល់តែសោះផ្ទុយទៅវិញធម្មពលម៉ាណាដ៏ច្រើនលើសលប់កំពុងតែសាយភាយពេញរាងកាយរបស់គាត់ដោយគ្មានការរារាំងហើយហាក់ដូចជាកំពុងស្វែងរកទីតាំងដ៏ស័ក្តិសមរបស់វាសូម្បីតែរាងកាយរបស់ទីរូបទើបនឹងកើតក៏តែងតែមានផ្ទុកនូវជាតិពុលដែលអាចរារាំងដល់ចរន្តធម្មពលនៅចំណុចណាមួយដែរតើអាចត្រួយទេដែល Lucien Valdez ពិតជាមានទេពកោសល្យពីកំណើតដែលស្ថិតក្នុងកម្រិតកំពូលមែននោះពេលព្រះអាទិត្យរៀបលិចសំឡេងបោះជំហានចុះឡើងដោយក្តីព្រួយបារម្ភរបស់ Hans អាចលឺចេញពីខាងក្រៅបន្ទប់របស់ Lucien ទីបំផុតទ្វារដែលត្រូវគេចាក់សោអស់រយៈពេលប្រមាណថ្ងៃកន្លងមកនេះបានបើកឡើងទីបំផុតម្ចាស់វ័យក្មេងបានដើរចេញពីការសម្ងល់ហ្វឹកហាត់ហើយបានសួរទៅកាន់ Hans ថាមានរឿងអ្វីកើតឡើងដែរឬទេក្នុងអំឡុងពេលដែលគាត់កំពុងបិទទ្វារនោះដោយសពម្ដងអ្នកបម្រើដែលពូកែយំម្នាក់នេះបានរត់ទៅរកចៅហ្វាយរបស់ខ្លួនទាំងភ័យស្លន់ស្លោ Hans បានជាយាមស្រែកហៅម្ចាស់វ័យក្មេងរបស់គាត់ជាច្រើនដងប៉ុន្តែគាត់មិនដែលទទួលបានការឆ្លើយតបសោះឡើយអ្វីដែលគាត់អាចធ្វើបានគឺការយាមទ្វារទាំងយប់ទាំងថ្ងៃប៉ុណ្ណោះគាត់ភ័យខ្លាចយ៉ាងខ្លាំងថានឹងមានរឿងអ្វីកើតឡើងឬគិតថា Lucien អាចនឹងត្រឡប់ទៅសង្ងំលាក់ខ្លួនតែឯងម្ដងទៀតប៉ុន្តែការពិតមិនមែនបែបនេះនោះទេកែវភ្នែករបស់ម្ចាស់វ័យក្មេងពេលនេះគឺប្រែជាមុតស្រួយជាងពេលណាទាំងអស់ដោយសារតែជាមនុស្សដែលស្គាល់គាត់ច្បាស់ជាងគេ Hans អាចដឹងយ៉ាងច្បាស់ថាមានរឿងខ្លះពិតជាបានផ្លាស់ប្ដូរមែន Lucien មើលទៅហាក់ដូចជាមនុស្សផ្សេងម្នាក់ទៀតអញ្ចឹងមើលពីសបកក្រៅគឺមិនទាន់មានការផ្លាស់ប្ដូរធំដុំដល់ឡើយទេនៅក្រោមសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់គាត់នៅតែជាក្មេងស្គមស្កាំងដដែលសល់តែស្បែកដណ្ដប់ឆ្អឹងអាហារូបត្ថម្ភគ្រប់គ្រាន់នឹងពេលវេលាគឺនៅតែត្រូវការជាចាំបាច់ដើម្បីផ្លាស់ប្ដូររូបរាងនេះអ្វីដែលសំខាន់បំផុតគឺការផ្លាស់ប្ដូរខាងក្នុងបច្ចុប្បន្នបេះដូងរបស់គាត់កំពុងតែលោតនឹងបញ្ជូនធម្មពលម៉ាណាដ៏បរិសុទ្ធបំផុតនៅខាងក្នុងវិញគាត់កំពុងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សលក្ខខណ្ឌរាងកាយពីកណ្ដាលរបស់ Lucien គឺបានធ្វើឲ្យលទ្ធផលមួយនេះអាចកើតឡើងបានបន្ទាប់ពីទទួលបានឥទ្ធិពលពេញលេញពីទឹកដុំនោះគាត់ជឿជាក់ថាសក្តានុពលរាងកាយរបស់គាត់គឺស្ថិតនឹងកម្រិតដូចគ្នាទៅនឹងវីរបុរសរឿងព្រេងដែលអាចផ្លាស់ប្ដូរពិភពលោកបានអញ្ចឹងប្រសិនបើគ្រប់យ៉ាងដំណើរការទៅបានរលូនគាត់អាចនឹងខ្លាំងជាងកាលដែលគាត់នៅជាមេបញ្ជាការទាហានស៊ីឈ្នួលក្នុងរយៈពេលមិនដល់1ឆ្នាំផងដោយសារតែ Hans បានជួយគាត់យ៉ាងច្រើនកាលពីប៉ុន្មានថ្ងៃកន្លងមកគាត់មានអារម្មណ៍ថាចម្ពាក់គុណបុរសម្នាក់នេះក្នុងរូបភាពណាមួយគាត់ជឿជាក់ថាការផ្ដល់រង្វាន់និងការដាក់ទោសត្រូវតែធ្វើឡើងឲ្យបានច្បាស់លាស់ដោយចាប់ស្មារបស់ក្មេងប្រុសនោះគាត់បានប្រាប់ឲ្យ Hans យកចិត្តទុកដាក់ស្ដាប់គាត់បានណែនាំឲ្យ Hans ប្រមូលប្រាក់សន្សំទាំងអស់សូម្បីតែលុយទិញខោក្នុងក៏ដោយដើម្បីយកមកដាក់ទុនលើការវិនិយោគដ៏ចំណេញមួយចាប់តាំងពីចំណុចចាប់ផ្ដើមដំបូងមកម្លេះធ្វើបែបនោះទៅហើយ Lucien បានសន្យាថានឹងផ្ដល់ឲ្យអ្នកបម្រើដ៏កំសត់នេះនៅប្រាក់ដែលងាយស្រួលរកបំផុតនៅក្នុងជីវិតរបស់គេដោយមានអារម្មណ៍ដូចជាអ្នកមានបុណ្យដ៏ចិត្តល្អ Lucien បានសន្យាថានឹងទាញ Hans ចូលរួមនៅពេលដែលការវិនិយោគនោះទទួលបានជោគជ័យក៏ពពកគាត់ពិតជាយកចិត្តទុកដាក់មែនការពីជំរន់របស់គាត់គឺមិនដែលមានពួកអភិជនណាដែលមកតាមមើលថែអ្នកបម្រើបែបនេះនោះទេមួយសប្តាហ៍បន្ទាប់ពីផឹកថ្នាំទឹកនោះរួច Lucien មានអារម្មណ៍ចង់ដើរលេងកម្សាន្តនៅជុំវិញព្រៃដ៏ស្ងប់ស្ងាត់ដែលនៅក្បែរនោះគាត់ដើរបណ្ដើរផ្លុំមាត់នឹងច្រៀងរងាវបណ្ដើរស្របពេលដែល Hans កំពុងសម្លឹងមើលម្ចាស់វ័យក្មេងរបស់ខ្លួនហាក់ដូចជាគាត់រៀងឈួតបន្តិចអញ្ចឹង
Lucien គ្រាន់តែពេញចិត្តនឹងជីវិតដ៏អស្ចារ្យដោយឋានសួគ៌នេះប៉ុណ្ណោះគាត់មិននឹកស្មានថាជីវិតអាចមានភាពសុខស្រួលបែបនេះសោះ នៅក្នុងភូមិគ្រឹះនៃអ្នកអង្គញាអាហារដ៏ឈ្ងុយឆ្ងាញ់នឹងត្រូវបានរៀបចំឡើងពេលណាដែលគាត់ចង់ញ៉ាំហាក់ដូចជាស្ដេចអញ្ចឹង បន្ទប់របស់គាត់ត្រូវបានគេសម្អាតយ៉ាងស្អាតដោយគាត់មិនចាំបាច់កម្រើមរៀមដៃសូម្បីតែបន្តិចពួកអ្នកបម្រើស្រីៗថែមទាំងរៀបចំក្រេរបស់គាត់ដោយមិនបាច់ប្រាប់ទៀតផង ការគាត់នៅជាទាហានស៊ីឈ្នួលទៀបតូចម្នាក់ការអត់ឃ្លានគឺជារឿងធម្មតាដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ដោយសារតែភាពងាយស្រួលក្នុងនាមជាត្រកូលអភិជនគាត់អាចផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការព្យាបាលស្តាររាងកាយរបស់គាត់ឡើងវិញគាត់ថែមទាំងបានដោះស្រាយបញ្ហាមួយដែលតែងតែនៅរំខានក្នុងចិត្តគាត់អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះផងដែរ គាត់បានធ្វើការស្រាវជ្រាវយ៉ាងច្បាស់តាក់ទងនឹងអតិភិបរបស់ជេកដែលតាមការគួរត្រូវធ្វើជាឆ្មាំការពាររបស់ត្រកូលវ៉ាល់ដេសនៅក្នុងបន្ទាត់ពេលវេលាមួយនេះ បន្ទាប់ពីសាកសួរជាមួយប្រធានឆ្មាំបច្ចុប្បន្នគាត់បានដឹងថាគឺមិនមាននរណាម្នាក់ដែលមានភិនភាគស្តៀងនឹងបរិសុទ្ធឈ្មោះជេកធ្លាប់មកដាក់ពាក្យធ្វើការនោះទេ វេនការងារនឹងទីតាំងដែលគាត់ធ្លាប់យាមអស់រយៈពេលជាង1ទសវត្សរ៍ពេលនេះត្រូវបានបំពេញជំនួសដោយបុរសម្នាក់ផ្សេងទៀតដែលគាត់មិនធ្លាប់ឃើញពីមុនមកសោះ សម្រាប់ពេលនេះនេះគឺជារឿងល្អបំផុតហើយវាគ្មានអ្វីចំណេញនោះទេពីការជួបខ្លួនឯងកាលពីអតីតកាលនោះវាថែមទាំងអាចក្លាយជាការរំខានដល់ការអភិវឌ្ឍថែមទៀតផងម្យ៉ាងវិញទៀតគាត់គ្មានភាពក្លាហានដើម្បីប្រឈមមុខនឹងខ្លួនឯងកាលពីចំនួននោះឡើយគាត់ច្បាស់ជាស្លាប់ដោយសារភាពអាម៉ាស់នៅនឹងកន្លែងមិនខានទេ នៅពេលដែលពួកគេមកដល់ជិតគោលដៅនៅក្នុងព្រៃដ៏ស្ងាត់ជ្រងំ Hans បានបង្ហាញក្តីសង្ស័យរបស់ខ្លួនអំពីការបន្តដំណើរទៅមុខទៀត Lucia កាលពីអតីតកាលតែងតែស្អប់ការឈានជើងចូលទីលានហ្វឹកហាត់ខ្លាំងណាស់ប៉ុន្តែសម្រាប់គាត់នៅពេលបច្ចុប្បន្នគឺមិនខ្វល់ពីរឿងនេះតទៅសោះ Han បានរំលឹកចង្វាយរបស់ខ្លួនថាតាំងពី Lucius ត្រូវម្ចាស់វ័យក្មេងទី2ជេកាលពីលើកមុនមកគាត់បានស្បត់ថានឹងមិនត្រឡប់នៅកន្លែងដ៏ស្អុយរលួយនេះម្ដងទៀតឡើយមើលតាមអាការៈរបស់ Han ទៅគឺងាយស្រួលនឹងស្រមៃដឹងណាស់ថាការនោះមានរឿងអ្វីកើតឡើងខ្លះសម្រាប់កូនចៅត្រកូលអភិជនដូចជាគ្រួសារ Granduk ការវឹកហាត់ដាវគឺជាលក្ខខណ្ឌមូលដ្ឋានដែលមិនអាចខ្វះបានឡើយ បងប្រុសរបស់គេឈ្មោះ Jody ច្បាស់ជាយកទីលានហ្វឹកហាត់នេះធ្វើជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីវាយបំបាក់មកគេដោយយកលេសថាជាការហាត់ដាវមិនខាន គេបានបន្សល់ទុកនូវភាពភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចិត្តរបស់ក្មេងតូច Lucien ដើម្បីធានាថាគូប្រជែងដណ្ដើមតម្លៃមួយនេះលែងហ៊ានជន់ទីលានហ្វឹកហាត់នេះជាលើកទី 2 វាមិនពិបាកទីទេថាហេតុអីបានជា Jody ធ្វើរឿងដ៏ខុសខើបែបនេះប៉ុន្តែពេលនេះមិនចាំបាច់ខ្វល់ពីរឿងនឹងទៀតទេ អ្វីៗដែលកន្លងហួសទៅហើយទុកឲ្យវាហួសទៅចុះពេលនេះជាឱកាសត្រូវបំបត្តិភាពភ័យខ្លាចនោះចោលហើយ អ្វីដែល Han ត្រូវធ្វើពេលនេះគឺគ្រាន់តែជឿជាក់ឲ្យដើរតាមពីក្រោយចង្វាយរបស់ខ្លួនឲ្យជាប់ទៅបានហើយនៅខាងក្នុងទីលានហ្វឹកហាត់ពួកអសរត្រកូលវ៉ាល់ដេកកំពុងតែផ្អើលឈូឆរពេលដឹងថាកូនចៅទី3ហ៊ានដើរចូលមកកាន់ទីតាំងដ៏ពិសិដ្ឋរបស់ពួកគេដោយខ្លួនឯងបែបនេះមានអសរពុកមាត់ម្នាក់ហាក់ដូចជាមិនពេញចិត្តតតែសោះដែលកូនក្មេងត្រកូលវ៉ាល់ដេកម្នាក់នេះហ៊ានជន់ដីទីលានហ្វឹកហាត់គេចាត់ទុកថានេះជាឱកាសល្អដើម្បីរំលឹកក្មេងនេះពីរឿងដែលធ្លាប់កើតឡើងកាលពីលើកមុនដែលគេហ៊ានមករកស្បែកនៅទីនេះជាដំបូងគេបានបញ្ជូនមនុស្សឲ្យទៅរាយការណ៍ប្រាប់មេកងអំពីការមកដល់របស់កូនប្រុសទី3នេះសិន ឪពុកមាត់នេះនឹងរៀបចំទទួលភ្ញៀវឲ្យបានស្អាតបាតមុនពេលមេធំមកដល់គ្រាន់តែឈានជើងចូលទីនេះភ្លាមលោកសៀនបានឃើញកន្លែងមួយដែលអស្ចារ្យលើសពីការគិតរបស់គេទៅទៀត មានអាវុធបំរុងយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរៀបចំទុកនៅលើធ្នើយ៉ាងមានសណ្ដាប់ធ្នាប់មិនចាំបាច់បារម្ភរឿងហាត់បាក់អាវុធអស់ទៀតទេ ទីធ្លានិងវេទិកាមានទំហំធំទូលាយស័ក្តិសមបំផុតសម្រាប់ការហ្វឹកហាត់ពិតប្រាកដវាជារឿងដែលគួរឲ្យអស់សំណើចដែលគិតថាកន្លែងដ៏ធំបែបនេះគ្រាន់តែជាកម្មសិទ្ធិឯកជនរបស់មនុស្សតែម្នាក់សោះ បើសិនជាគេនឹងបងប្អូនរបស់គេមានឱកាសបានហ្វឹកហាត់នៅកន្លែងបែបនេះប្រហែលជាមានអ្នកខ្លះអាចនឹងមានជីវិតរស់នៅបានយូរជាងនេះបន្តិចក៏ថាបាន ការគិតរំលឹកពីអតីតកាលរបស់គេត្រូវបានរំខានដោយសម្លេងដ៏ក្រោធគ្រាតរបស់អាអសរិទ្ធពុកមាត់នោះគេបានសម្ដែងការភ្ញាក់ផ្អើលបែបឌឺដងពេលឃើញវត្តមានរបស់កូនចៅទី3នៅទីនេះឪពុកមាត់នោះព្យាយាមរំលឹកលោកសៀនអំពីរឿងការពីលើកមុនដែលកូនចៅជូឌីបានវាបង្រៀនមេរៀនដល់គេនៅចំពោះមុខមនុស្សគ្រប់គ្នាគេបានប្រៀបធៀបហេតុការណ៍នោះទៅនឹងកូនជាមដែលកំពុងត្រូវឆ្កែចចកដេញខំយ៉ាងចាំ អាអសរិទ្ធពុកមាត់នោះបានសាច់ច្អកឲ្យឌឺដងដាក់លូសៀនដែលហ៊ាននាំអ្នកបម្រើចូលមកក្នុងកន្លែងដ៏ពិសិដ្ឋរបស់អ្នកចម្បាំងបែបនេះ គេមានឈ្មោះថា Hendrik ហើយសូម្បីតែការណែនាំខ្លួនរបស់គេក៏មានបង្កប់នៃមើងងាយដល់លោកសៀនដែរ កាលពីមួយឆ្នាំមុន Hendrik ជាអ្នកដឹកនាំការហាត់ដាវរបស់លោកសៀនផ្ទាល់ជាមួយកូនចៅទី2គេមានអារម្មណ៍ថាសប្បាយចិត្តនឹងរឿងនេះណាស់ប៉ុន្តែវាជារឿងផ្ទុយស្រឡះសម្រាប់លោកសៀនក្នុងអតីតកាលក្រៅពីបងប្រុសរបស់គេទៅគឺមានអា Hendrik នេះហើយដែលចូលរួមចំណែកធ្វើឲ្យកូនចៅទី3មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការហាត់ដាវប៉ុន្តែលោកសៀនពេលនេះគឺខុសប្លែកពីគេកាលពីមុនដាច់ស្រឡះតែម្ដង ពេលឃើញអាចង្រៃពុកមាត់នេះមកអួតក្អែងក្អាងនៅពីមុខគេបែបនេះរឿងរ៉ាវកាន់តែគួរឲ្យចាប់អារម្មណ៍ហើយតាមធម្មតាពួកអសរិទ្ធត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃកិត្តិយសនិងភាពស្មោះត្រង់ពួកគេច្រើនតែកើតក្នុងត្រកូលអភិជនទទួលបានការហ្វឹកហាត់ក្បាច់គុណនិងសិលធម៌យ៉ាងតឹងរឹងតាំងពីក្មេងមកម្ល៉េះ នៅពេលដែលពួកគេសាងស្នាដៃបានច្រើននៅលើសមរភូមិនិងបេសកកម្មផ្សេងៗពួកគេនឹងទទួលបានគោរមនាពីចៅហ្វាយនេះរបស់ខ្លួនខ្លាចជាអសរិទ្ធពេញសិទ្ធិ ក្នុងគំនិតលោកសៀនពួកអសរិទ្ធគ្មានអ្វីក្រៅពីសត្វឆ្កែប្រមាញ់តម្លៃថ្លៃដែលពាក់ខ្សែកដ៏ស្រស់ស្អាតរបស់ម្ចាស់វានោះទេ ពួកគេត្រូវតែបង្ហាញការគួរសមនិងយកចិត្តចង្វាយនេះព្រមទាំងពួកអភិជនជាន់ខ្ពស់ដែលអាចផ្ដល់ទ្រព្យសម្បត្តិនិងកិត្តិយសដល់ពួកគេ ប៉ុន្តែមនុស្សក្អើតក៏តម Hendrik នៅចំពោះមុខគេនេះសូម្បីតែរឿងនោះក៏ធ្វើមិនបានល្អផង គេឈ្មោះដ៏អន់ថយរបស់លោកសៀនក្នុងគ្រួសារគឺជាផ្នែកមួយដែលធ្វើឲ្យគេមើលងាយប៉ុន្តែដែលវាហ៊ានប្រហើនដល់ថ្នាក់នេះគឺដោយសារតែមានអ្នកនៅពីក្រោយខ្នងខ្សែញាក់របស់ជូឌីធ្វើឲ្យវាគិតថាគ្មានអ្នកណាហ៊ានប៉ះពាល់វា និយាយតាមត្រង់ទៅលូសៀនពិតជាចង់ផ្ដល់ការហ្វឹកហាត់កម្រិតធ្ងន់ដល់អាល្ងងម្នាក់នេះដើម្បីបំបាក់ភាពក្រអឺតក្រទុំរបស់វាយ៉ាងខ្លាំង គេច្បាស់ជាសប្បាយចិត្តមិនខានក្នុងការលេងសើចជាមួយបរិសម្នាក់នេះបើសិនជាមានឱកាសតែជាអកុសលគេត្រូវតែប្រយ័ត្នពីប្រតិកម្មរបស់ឪពុកគេបើសិនជាគេធ្វើអ្វីហួសហេតុពេក
ទូចូលចិត្តឬមិនចូលចិត្តក្តីពួកអាសេរិតគឺជាកម្លាំងប្រយុទ្ធដ៏សំខាន់របស់ត្រកូលអភិជនពួកគេគឺជាធនធានដ៏មានតម្លៃបំផុត ការដាក់ទោសដោយគ្មានហេតុផលត្រឹមត្រូវនឹងបង្កើតឲ្យមានភាពតានតឹងរវាងចៅហ្វាយនិងកូនចៅមិនខានលូសៀនមិនទាន់អាចបញ្ចេញសមត្ថភាពអស់នៅឡើយទេពេលនេះមិនមែនជាពេលវេលាស័ក្តិសមទេ គេបាននិយាយឡើងដោយសម្លេងយ៉ាងច្បាស់គេមិនអាចបន្តកិច្ចវេះពីទីលានវឹកហាត់ត្រឹមតែរឿងអតីតកាលដ៏តូចតាចនោះទៀតបានទេ គេបានប្រកាសថាចាប់ពីពេលនេះទៅគេនឹងឧស្សាហ៍មកទីនេះដើម្បីរៀនក្បាច់ដាវកន្លងមកគេបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃចោលច្រើនពេកហើយគេមានរឿងជាច្រើនដែលត្រូវតាមឲ្យទាន់ពេលឮគូនចៅទី3និយាយចង់រៀនក្បាច់ដាវបែបនេះធ្វើឲ្យ Hendrik សើចចុកពុះតែម្ដង គេបានបញ្ជាក់ថាវាហួសពេលទៅហើយក្នុងការចាប់ផ្ដើមរៀនក្បាច់ដាវសម្រាប់អាយុរបស់ឡូសៀនពេលនេះគេបញ្យល់ថាពេលអាយុហួស15ឆ្នាំទៅហើយការចាប់ផ្ដើមរៀនពីបាតដៃទទេមកវាជារឿងដែលមិនអាចទៅរួចទេសម្រាប់ក្មេងអាយុ16ឆ្នាំដែលសម្ងំតែក្នុងបន្ទប់វាចាត់ទុកថាចប់បាត់ទៅហើយក្បាច់ដាវគឺជាបច្ចេកទេសសម្ងាត់និងជាកេរដំណែលដែលបន្សល់ទុកដោយអ្នកជំនាន់មុន គ្រាន់តែធ្វើតាមចលនាដែលបង្កើតឡើងដោយបុព្វបុរសអ្នកជំនាន់ថ្មីអាចទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅពួកគេថែមទាំងឲ្យពង្រឹងរាងកាយបង្ហាញពីប្រាជ្ញារបស់អ្នកជំនាន់មុនទៀតផងប៉ុន្តែក្បាច់ដាវទាំងនេះអាចហាត់បានតែអ្នកដែលមានទ្រព្យមាណាផ្លូវការតាំងពីដំបូងមកឡើយតាមសម្ដីរបស់ Hendrik ទ្រព្យមាណាទាំងនោះនឹងបិទនៅអាយុ16ឆ្នាំបើ Lucien ចាប់ផ្ដើមពេលនេះវាគ្មានអ្វីក្រៅពីការហាត់ប្រាណមិនចេញញើសនោះទេ ក្បាច់ដាវដែលគ្មានការយល់ដឹងស៊ីជម្រៅគឺប្រៀបដូចជាសម្បកទទេគ្មានប្រយោជន៍អ្វីទាំងអស់ប្រហែលជារឿងនេះស័ក្តិសមជាមួយគុណចៅទី3ជាងក៏មិនដឹង ហ្វឹកហាត់អត់ប្រយោជន៍សម្រាប់អភិជនគ្មានបានការគាត់អាចក្លាយជាអ្នករាំដ៏អស្ចារ្យបំផុតប្រចាំចក្រភពទៀតផងក៏មិនដឹង ធ្វើបែបនេះគាត់អាចចំណេញពេលរុកមើលថាខ្លួនស័ក្តិសមនឹងអ្វីជាជាងក្រវីដាវទាំងងងឹតងងុល Hendrik ក៏បានស្នើឲ្យ Lucien ចំណាយពេលមើលថែសួនច្បារវិញយ៉ាងណាមិញមនុស្សគ្រប់រូបសិតតែមានទូនាទីរៀងខ្លួនក្នុងពិភពលោកនេះ បើមើលតាមភាពស្ងាត់ស្ងៀមរបស់ពួកអាសវិនផ្សេងទៀតពួកគេហាក់ដូចជាគាំទ្រការចំអករបស់ Hendrik ណាស់ អាសវិនពុកមាត់នេះពិតជាមានមោទនភាពណាស់ដែលអាចជន់ឈ្លីក្មេងអភិជនម្នាក់ធ្វើឲ្យគេគាំងនិយាយលេងចេញសូម្បីមួយម៉ាត់ ការប្រតិការអះអាងថាភ្លើងនៃធម្មពលម៉ាណានឹងបិទនៅអាយុ16ឆ្នាំគឺជាការកុហកទាំងសង វាគឺជារឿងដែលងាយនឹងបែកធ្លាយបំផុតគ្រាន់តែផ្ទៀងផ្ទាត់បន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែរឿងនេះមិនសំខាន់សម្រាប់ Hendrik ឡើយ ប្រសិនបើមានគេចាប់បានគាត់គ្រាន់តែធ្វើពុតជាមិនដឹងរួចបញ្ចប់វាទៅគោលដៅពិតប្រាកដរបស់គាត់គឺសម្រេចបាត់ទៅហើយគាត់គ្រាន់តែចង់កំទេចក្តីសង្ឃឹមរបស់ក្មេងល្ងងម្នាក់ដែលគ្មានសមត្ថភាពសូម្បីតែតមាត់ត្រឡប់ទៅវិញ រាល់យប់នៅទីលានហ្វឹកហាត់គេតែងតែឃើញ Lucien ប្រៀបដូចជាដង្កូវដ៏គួរឲ្យសង្វេគភ័យខ្លាចញ័រទោះបីជាត្រូវអ្នកបម្រើចំអកក៏ដោយ ជាការឆ្លើយតបញីក្មេងទី3ក៏លេងតាមសាច់រឿងហើយតបតវិញដោយសំឡេងញ័រញាក់យ៉ាងគួរឲ្យអាណិត គេប្រាប់ថាការអះអាងរបស់ Hendrik ហាក់ដូចជាខុសពីសិភៅតាមដែលគេដឹងផ្លូវនៃម៉ាណាមិនមែនបិទនៅអាយុ16ទេគឺ25 វាមិនគួរមានបញ្ហាអ្វីទេប្រសិនបើគាត់ចាប់ដើមនៅពេលនេះ Hendrik បានអះអាងយ៉ាងគូឃ្លឿនថាខ្លួនជាអ្នកត្រូវ Lucien បានវាយបកនឹងទាញបងប្រុសចោឌីចូលរួមដោយសួរថាតើចៅហ្វាយរបស់ Hendrik មានគំនិតដូចគ្នាដែរឬទេ អាល្ងង Hendrik បានឆ្លើយយ៉ាងជឿជាក់ថាចៅហ្វាយរបស់គេនឹងគ្រប់គ្រងគេមិនបានដឹងខ្លួនផងថាទើបតែធ្លាក់ជួបក្នុងអន្ទាក់ដ៏ឆ្លាតវៃមួយ Lucien ត្អូញត្អែថាត្រកូលវ៉ាវដេកប្រកាសជាកំពុងធ្លាក់ចុះហើយសប្តាហ៍នេះគេថែមទាំងទាញ Hans ដែលមិនដឹងអីចូលក្នុងការសម្ដែងនេះទៀតផង នេះក្មេងទី3បានរអ៊ូថាអាសវិនដ៏ល្ងងខ្លៅនៅចំពោះមុខគេនេះមិនអាចសូម្បីតែយល់ពីរឿងមូលដ្ឋានបំផុតដែលសូម្បីតែឆ្កែណាថាតាមដងផ្លូវក៏ដឹងផង តាមមានទេពកោសល្យប្រមាណអ្នកទៅដែលត្រូវបាត់បង់ឱកាសដោយសារភាពល្ងងខ្លៅនេះ ប្រសិនបើអាសវិនក្នុងតកូលមានអាចសូម្បីតែចងចាំការពិតជាមូលដ្ឋានក្នុងខួរក្បាលដ៏តូចរបស់ពួកគេទេនោះចំនួនក្រោយពិតជាវិនាហើយ ដោយសារមាត់ឥតគម្របរបស់ Hendrik ទើប Lucien អាចទម្លាក់កំហុសទៅលើបងប្រុសខ្លួនបានយ៉ាងងាយ ប្រសិនបើចោឌីគ្រប់គ្រងទីលានហ្វឹកហាត់ដោយភាពល្ងងខ្លៅបែបនេះវាគឺជាភាពអាម៉ាស់សម្រាប់ត្រកូលនិងជាវិបត្តិដ៏ធំមួយ ប្រកាសណាកូនចៅដូចជា Hendrik នឹងមិនហ៊ានបងប្រាកូនប្រុសរបស់ចៅហ្វាយឡើយបន្ទាប់ពីឮការនិយាយដ៏ក្លាហានរបស់ Lucien លោកពុកមុតក៏ភ័យរអាក់រអួលបន្តិចការត្រូវគេចោទថាបានបោកប្រាស់កូនប្រុសរបស់ Grand Duke គឺជារឿងដ៏ធ្ងន់ធ្ងរ មិនមានផ្លូវណាដែលអាសវិននៃត្រកូល Waldeck នឹងធ្វើរឿងថោកទាបបែបនេះទេមែនទេដោយសារខ្លាចនិយាយខុស Hendrik បានចូលលើការអះអាងពីមុនរបស់ខ្លួនដដែល Lucien មានបំណងចាត់ការរឿងនេះឲ្យម៉ត់ចត់កំហុសបែបនេះមិនអាចមើលរំលងបានឡើយ ល្មមដល់ពេលដែលត្រូវបង្ហាញអត្តសវិនអួតអាងម្នាក់នេះពីលទ្ធផលនៃការនិយាយមិនមើលមកក្រោយហើយលោក Hendrik ហាក់ដូចជាមិនដឹងថារឿងនេះវាធ្ងន់ធ្ងរប៉ុណ្ណាទេ ប្រសិនបើគេគ្រាន់តែចង់បំបាក់មុខ Lucien នោះនេះក្មេងដូចចិត្តល្អនេះច្បាស់ជាបណ្ដោយឲ្យវាកន្លងផុតទៅហើយ គេសុខចិត្តទទួលស្គាល់ការពិតថា Hendrik និងមនុស្សគ្រប់គ្នានៅទីនេះសម្លឹងមកគេដោយភាពអត្តភាពក៏ដោយសារតែកំហុសខ្លួនឯងដែលបានបំភ្លេចតួនាទីជាអភិជននិងខ្ជះខ្ជាយពេលវេលាចោលទៅទេគេនឹងមិនបន្ទោសមនុស្សខ្លួនឯងដែលចង់ឲ្យគេទទួលខុសត្រូវឡើយក្រៅពីនេះបើអាសវិននិងបងប្រុសគេដែលជាសសរទ្រូងនៃត្រកូលធំមួយនេះ កំពុងរៀបរៀងការស្វែងរកទេពកោសល្យដោយចំណេះដឹងខុសឆ្គង Lucien នឹងមិនអង្គុយស្ងៀមបិទភ្នែកធ្វើមិនដឹងឡើយ ភាពល្ងងខ្លៅនឹងបង្កស្នាមប្រេះដល់កម្លាំងយោធារបស់កងអាសវិន Waldeck និយាយឲ្យចំវាអាចនាំគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មនុស្សរបស់ពួកគេ ត្រឹមតែប៉ុន្មានម៉ាត់ Lucien បានបវែស្ថានភាពប្រែក្លាយការចំអកទៅជាសន្ទរកថាដ៏មានកិត្តិយសទៅវិញ ក្នុងនាមជាអ្នកកាន់ឈ្មោះ Waldeck ដោយមោទនភាពគេពិតជាស័ក្តិសមនឹងខឹងសម្បាចំពោះទង្វើខុសឆ្គងបែបនេះណាស់ គេបានលើកហេតុផលយ៉ាងច្បាស់និងធ្វើឲ្យអាល្ងង Hendrik យល់ពីទម្ងន់នៃពាក្យសម្ដីខ្លួនគេគួរតែត្រៀមពុកមាត់របស់គេសម្រាប់ទទួលរងផលវិបាកនៃរឿងនេះទៅល្អជាង Lucien គម្រាមថានឹងរាយការណ៍រឿងនេះទៅឪពុកនិងស្នើឲ្យបោកសម្អាតផ្ទៃក្នុងពួកកូនចៅរបស់ចោឌី Hendrik មិនគួរឲ្យជឿនៅអ្វីដែលទៅកាត់ឡើងសោះក្មេងដែលធ្លាប់ញ័រពេលត្រូវគេចំអកកំពុងតែវាយបកទៅវិញហើយកាលពីមួយឆ្នាំមុន Lucien ធ្លាប់ជាមនុស្សទុនខ្សោយដូចគូនជាមចឹង ឥឡូវនេះគេដូចជាចចកឃ្លានជាអ្នកប្រមាញ់កម្ពុជាដែលអាចកំទេច Hendrik តូចតាចនេះដោយគ្មានការស្ទាក់ស្ទើរ ឃើញភាពចលាចលនេះម្ចាស់ទីលានហ្វឹកហាត់ក៏ត្រូវបង្ខំចិត្តចេញមុខអន្តរាគមន៍ Jody Waldeck កូនប្រុសទី2របស់ Grand Duke ទីបំផុតបានចេញមុខមកហើយ
Hendrik Paysterlik នៅក្នុងខោខណៈដែល Lucien សប្បាយចិត្តដែលបងប្រុសរបស់គេបានមកតាន់ពេល Jody សម្លឹងមើលប្អូនប្រុសដោយក្តីស្អប់ខើមយ៉ាងខ្លាំងក្នុងភាពភ័យស្លន់ស្លោ Henrik បានរត់យ៉ាងលឿនទៅកាន់ចំហៀងចវាយដើម្បីពន្យល់ពីរឿងរ៉ាវ គេនិយាយតាក់ដោយពិបាកក្នុងការរកការបញ្យល់ណាមួយដែលអាចលាងជម្រះកំហុសរបស់ខ្លួនបាន ដោយទ្រាំលែកបាននឹងការនិយាយត្រដុតរបស់គេ Jody ក៏បញ្ជាឲ្យបិទមាត់ទៅមិនចាំបាច់ពន្យល់អ្វីទាំងអស់ Jody បានលួចមើលពីចម្ងាយតាំងពីដើមគេបានឃើញនឹងលឺទង្វើគួរឲ្យអាម៉ាស់របស់ Henrik ដោយផ្ទាល់ភ្នែកតែម្ដងអាសវិនរូបនេះគួរតែខ្មាស់ខ្លួនឯងដែលត្រូវបានក្មេងម្នាក់មានអាយុមិនដល់ពាក់កណ្ដាលខ្លួនផងអូសទាញបាន Jody ពិតជាខកចិត្តយ៉ាងខ្លាំង ច្បាច់ស្មាអាសិរិតយ៉ាងខ្លាំងចោឌីបញ្ជាឲ្យគេកែទឹកមុខអាក្រក់នោះចេញបើមិនចង់ឲ្យចវាយខ្លួនធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកទេ ហាន់ក្រាស់ពួនពីក្រោយ Lucien ពេល Jody ដើរសម្ដៅមករកពួកគេអ្នកបម្រើកំសាកញាស់ខ្លួនទៅត្រូវខណៈពេលកូនប្រុសទី3សម្លឹងមើលមុខបងប្រុសខ្លួនយ៉ាងមុតស្រួច ដែលបានឃើញ Jody លើកដំបូងក្នុងរយៈពេលដ៏យូរ Lucien បានបញ្ចេញអាកប្បកិរិយាចំអោតដាក់មុខបងប្រុសរបស់ខ្លួន Jody Waldeck ត្រូវបានគេចាត់ទុកថាជាអភិជនដ៏ខ្ពង់ខ្ពស់បំផុតគាត់ល្បីថាមានចរិតឆ្កែតាំងពីជីវិតទី1របស់ Lucien មកម្ល៉េះ ដោយសារឥទ្ធិពលខ្លួនខ្សោយជាងកូនច្បងរបស់ Grand Duke ឆ្ងាយ Jody ក៏សម្រេចចិត្តជ្រើសរើសអ្នកក្រៅឲ្យចូលបាក់ពួកខ្លួន ពួកគេភ័យច្រើននៅមានចុងបញ្ចប់ដ៏អាក្រក់ពេល Jody ចាត់ទុកឧបករណ៍ណាថាលេងមានប្រយោជន៍គាត់តែងតែទម្លាក់កំហុសឲ្យពួកគេឬបោះបង់ពួកគេចោលតែម្ដង ពេលនេះ Lucien បានញញឹមយ៉ាងគួរសមនិងស្វាគមន៍បងប្រុសខ្លួនយ៉ាងត្រឹមត្រូវបំផុត ខាងនិយាយគ្នាយូរគាត់ក៏បាននិយាយពាក្យគួរសមធម្មតាខ្លះទៅដោយមិនបាច់និយាយវែងឆ្ងាយ Jody បានហៅ Lucien ថាជាសត្វល្ងងខ្លៅមួយគាត់អះអាងថាបានឃើញគ្រប់យ៉ាងតាំងពីប្អូនប្រុសជន់ជើងលើទីលានវឹកហាត់របស់គាត់មកម្ល៉េះ Jody ចោទប្រកាន់ថាគេហ៊ានធ្វើរឿងដែលបំផ្លាញសេចក្តីថ្លៃថ្នូររបស់គ្រួសារដ៏ខ្ពង់ខ្ពស់របស់ពួកគេទៀតផង Lucien នៅតែរក្សាការសម្ដែងហើយសូមឲ្យបងប្រុសបញ្ជាក់ពីការចោទប្រកាន់នេះ Jody រកសារថាលោក Henrik ខានរៀនទ្រឹស្ដីយូរហើយដូច្នេះរឿងរ៉ាវមុននេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ទោះយ៉ាងណាការប្រែឈ្មោះគាត់មកបង្កភាពវឹកវរគឺជាកំហុសច្បាស់ណាស់ ហេតុនេះ Hendrik មិនអាចរួចផុតពីការទទួលខុសត្រូវទេប៉ុន្តែ Jody គ្មានបំណងដាក់ទោសមនុស្សខ្លួនព្រោះតែរឿងតូចតាចនេះឡើយ ព្រោះខុសពីប្អូនប្រុសគ្មានប្រយោជន៍ខ្លួនគាត់អះអាងថាយល់ពីតម្លៃភាពស្មោះត្រង់និងទំហំឈាមដែលលោក Henrik បានបូជាសម្រាប់គ្រួសារលើពីនេះមនុស្សដែលរត់ចោលជួរព្រោះតែទ្រាំនឹងការហ្វឹកហាត់ដាវជាមូលដ្ឋានមិនបានគ្មានសិទ្ធិមករិះគន់អសរិទ្ធពិតប្រាកដទេ Jody គូបញ្ជាក់ថា Lucien ត្រូវរៀនគោរពកូនចៅខ្លួនសិនមុននឹងទម្លាក់កំហុស គឺដោយសារតែកងអសរិទ្ធដ៏ស្មោះត្រង់នេះហើយទើប Waldeck អាចឈរជើងនឹងគ្រប់គ្រងបាន Jody ងាកទៅរកកូនចៅហើយសុំទោសយ៉ាងស្មោះជំនួសប្អូនប្រុសចំពោះភាពវឹកវរនៅថ្ងៃនេះ ចាត់ទុកពីសម្ដីរបស់ Lucien ថាជាការខឹងសម្បាររបស់ក្មេងមិនទាន់គ្រប់ទឹកគាត់សន្យាថានឹងយកចិត្តទុកដាក់ជាពិសេសចំពោះប្អូនប្រុសដ៏ល្ងងខ្លៅមួយនេះ Lucien ពិតជាកោតសរសើររបៀបដែល Jody ទប់ទល់នឹងការវាយប្រហាររបស់គេខួរក្បាលគេពិតជាដើរលឿនណាស់ Lucien ផ្ដោតការជេរប្រមាថលើ Jody តែកូនទី2នេះបានបង្វែរវិជាការប្រមាថដល់អស់សរិទ្ធដើម្បីដុតកំហឹងពួកគេព្រមទាំងរក្សាមុខមាត់ខ្លួនឯងទៀត ថ្ងៃនេះគ្រាន់តែកម្ដៅសាច់ដុំប៉ុណ្ណោះគេនឹងសរសើរ Jody សម្រាប់ការដោះស្រាយបញ្ហានៅពេលនេះចុះ ដាក់ដៃលើទ្រូង Lucien ទទួលស្គាល់ការយល់ច្រឡំនោះហើយអរគុណចំពោះការអត់ធ្មត់របស់ Jody ដែលមិនបានស្ដីបន្ទោសគេដែលហ៊ានប្រមាថបងប្រុស គេធ្វើជាចងចាំសម្ដី Jody ទុកក្នុងចិត្តហើយចាត់ទុកវាជាដំណោនីដ៏ល្អ សូម្បីតែកំពុងសរសើរក៏ Lucien នៅអាចរកវិធីបៀបងប្រុសថាជាមនុស្សល្ងងគ្មានខួរបានដែរ គេបង្ហាញភាពខ្មាស់អៀនដែលបាននិយាយរឿងមិនគួរបីមុននេះដោយចាត់ទុកខ្លួនឯងជាប្អូនដែលចង់រៀនសូត្រពីសេចក្តីល្អរបស់បងប្រុស Lucien សរសើរ Jody ហួសហេតុពេកហើយបញ្ជាឲ្យហាងកត់ត្រាការបង្រៀនរបស់បងប្រុសភ្លាម ត្រឹមក្រដាស់មិនគ្រប់គ្រាន់ទេសម្ដីនេះត្រូវតែប៉ាក់លើសូត្រល្អបំផុតការធ្វើបែបនេះមានគោលបំណងពីរ គេកំពុងប្រើ Jody ដើម្បីលុបបំបាត់ភាពខ្សោយរបស់ Lucien ព្រមទាំងបង្កើតចំណាប់អារម្មណ៍ថ្មីនិងរឹងមាំក្នុងចិត្តគ្រប់គ្នានេះជាការសាងឈ្មោះថ្មីគុណទី3ដ៏កំសត់លែងមានទៀតហើយអ្វីដែលនៅសល់គឺជាមនុស្សដែលស្គាល់ច្បាស់ពីល្បែងពួកអភិជន និយាយចប់ Lucien សូមការអនុញ្ញាតពី Jody ដើម្បីចាក់ចេញវាគ្មានអ្វីល្អទេសម្រាប់ពួកគេទាំងពីរបើនៅតែបន្តឆ្លោះគ្នានៅមុខកូនចៅបែបនេះទោះយ៉ាងណា Jody មិនបានចាញ់ទេតែគេនៅតែក្រៅកាហាយនឹងកលល្មិចអាចអាតាមសម្ដីដ៏ផ្អែមល្ហែមរបស់ Lucien ដដែលគេចង់ទុកប្អូនប្រុសក្នុងទឹកដីខ្លួនឲ្យយូរបន្តិចទៀតដើម្បីបង្រៀនមេរៀនដ៏ចាស់ដៃមួយប៉ុន្តែ Lucien បានរំលឹកគេថាលោកឪពុកកំពុងឃ្លាំមើលគេយ៉ាងជិតស្និទ្ធនាពេលថ្មីៗនេះ ចាប់ដើមពីសូនគេគ្មានអ្វីត្រូវបាត់បង់ឡើយតែសម្រាប់បងប្រុសគេវិញគឺមិនចឹងទេ គេងាកក្រោយដោយយកភាពស្ងៀមស្ងាត់របស់ Jody ជាការយល់ព្រម Lucien ទាញហានហើយប្រញាប់ចេញពីទីលានហ្វឹកហាត់ដោយរលូន គេពេញចិត្តនឹងការឌឺដងជាមួយ Jody បន្តិចដែរដូច្នេះពួកគេត្រូវសុំខ្លួនសិនហើយ គ្រាន់តែ Lucien ចេញផុតភ្លាម Hendrik បានព្យាយាមញុះញង់ចៅហ្វាយរបស់ខ្លួនគឺ Jody ដើម្បីកុំឲ្យគេដើរចេញយ៉ាងងាយស្រួលបែបនេះ នោះជារឿងដ៏អាក្រក់បំផុតដែលគេបានធ្វើពេលនេះ Jody កំពុងផ្ទុះកំហាំងយ៉ាងខ្លាំងគេដឹងថាខ្លួនត្រូវគេបង្វិលក្បាលបាត់ហើយ Lucien នឹងហែនដើរតាមផ្លូវចាស់ដែលបានដើរមុននេះអ្នកបម្រើផ្ទាល់ខ្លួនមានអារម្មណ៍មិនស្រួលសោះពេលដឹងថាពួកគេបានប្រមាថកូនទី2 Lucien ដឹងច្បាស់ជាងអ្នកណាទាំងអស់ពីសមត្ថភាពរបស់កូនប្រុសទី2 Jody នេះ Hans ខ្លាចរអាចំពោះការសងសឹកដែលអាចកើតមានពីបិសាចមួយនោះ ទោះបីជាមានសំណាងពេលនេះក៏ដោយក៏គ្មានអ្វីធានាថាពួកគេនឹងមានសុវត្ថិភាពនៅពេលក្រោយដែរ Hans មើលទៅដូចសត្វកំសត់ខ្លាចគេតាមប្រមាញ់អញ្ចឹង Lucien យល់ច្បាស់ថាហេតុអីបានជា Hans ធ្វើបែបនេះ ក្មេងនេះកំពុងឆ្លងកាត់រឿងរ៉ាវដែលមានតែអ្នកធ្លាប់ធ្វើការក្រោមអំណាចពួកអភិជនប៉ុណ្ណោះទើបយល់ ពេលចវាយគ្មានប្រយោជន៍បង្ករឿងឲ្យលាងដៃចម្រាស់កំហុសខ្លួនឯងកូនចៅតូចតាចតែងតែជាអ្នកត្រូវទទួលរងគ្រោះជំនួសជានិច្ចគ្មានអ្វីគួរឲ្យឃើញជាងចវាយដែលមិនខ្វល់ពីកូនចៅនោះទេ Lucien ស្គាល់អារម្មណ៍នេះច្បាស់ណាស់ហើយគេដាច់ខាត់មិនបណ្ដោយឲ្យហានឆ្លងកាត់រឿងឈឺចាប់ដូចគេធ្លាប់ជួបឡើយ គេបានធានាប្រាប់អ្នកបម្រើថាត្រាំអស់សរិទ្ធម្នាក់គឺមិនអាចប៉ះពាល់ពួកគេបានឡើយគេដាច់ខាត់មិនឲ្យរឿងនេះកើតឡើងទេប៉ុន្មានថ្ងៃទៅវឹកវរកន្លងមកនេះហានពិតជាជួបរឿងលំបាកច្រើនណាស់ Lucien ពិតជាអរគុណនៅអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើ
នៅពេលដែលចៅហ្វាយធ្វើខ្លួនដូចល្ងីល្ងើអ្នកដែលរងគ្រោះជានិច្ចគឺកូនចៅថ្នាក់ក្រោម ក្នុងនាមជាអ្នកបម្រើរបស់យុវជនដ៏ចម្លែកនេះហានប្រកាសជារងទុក្ខមិនតិចទេដើម្បីបំបត្តិការភ័យខ្លាចលូសៀនបានសន្យាមួយម៉ាត់ ចាប់ពីពេលនេះតទៅគេនឹងមិនឲ្យនរណាមើងងាយមនុស្សរបស់គេឡើយពួកគេនឹងលែងរស់នៅដោយភ័យខ្លាចទោះបីជាចៅហ្វាយហាក់ដូចជាល្ងងក៏ដោយ ហានបានចងចាំពាក្យសន្យារបស់ចៅហ្វាយនេះទី2ហើយទទួលយកជំនួយរបស់គេត្រឡប់មកភូមិគ្រឹះវ៉ាល់ដេកវិញលូសៀនកំពុងដើរជាមួយអ្នកបម្រើដ៏ស្មោះត្រង់របស់គេ ក្រោយហេតុការណ៍នៅទីលានហ្វឹកហាត់គេមានអារម្មណ៍ថាស្ថានភាពហាក់បីដូចជាស្ងប់ស្ងាត់ខុសពីធម្មតា គេដឹងច្បាស់ថាជូឌីមិនមែនជាមនុស្សដែលព្រមអង្គុយស្ងៀមឲ្យគេវាយដោយមិនវិបកនោះទេ ថ្ងៃនេះលូសៀនបានដឹងពីល្បិចកខ្វក់ដែលបងប្រុសគេលួចធ្វើនៅពីក្រោយខ្នងគេបានទទួលក្រដាស់មួយសន្លឹកដែលធ្វើឲ្យគេខឹងខ្លាំងមិនធ្លាប់មាន ចម្លែកណាស់សូម្បីតែហានដែលតែងតែ slot boat ក៏មិនអាចទ្រាំនឹងខ្លឹមសារក្នុងក្រដាស់នោះបានដែរ ចៅហ្វាយនិងអ្នកបម្រើដើរចេញទៅហាក់ដូចជាទៅតែរងភាពអយុត្តិធម៌ដ៏អាក្រក់បំផុត បងប្រុសរបស់គេហ៊ានប៉ះពាល់របស់មួយដែលមិនគួរវាយប្រហារសោះពលគឺប្រាក់ខែរបស់លូសៀនហានក៏យល់ព្រមដែរព្រោះសូម្បីតែប្រាក់ខែរបស់គាត់ក៏ត្រូវបានកាត់លូសៀនបានភ្ញាក់ពីព្រលឹមទាំងអារម្មណ៍ល្អ គេដឹងថាសបត់បញ្ជាក់ពីគម្រោងថវិកាប្រចាំខែនេះកំពុងតែមកដល់ ថ្ងៃនេះគឺជាថ្ងៃដែលគេត្រូវទិញស្មាញ់ពន្លឺព្រះច័ន្ទបន្ថែមនិងស្តុកទុកនៅរបស់របរចាំបាច់ កញ្ញានៃរបស់គេគួរតែមានប្រាក់ពេញវិញបន្ទាប់ពីការចាយវេយ៉ាងច្រើនកាលពីខែមុនយ៉ាងហោចណាស់វាគួរតែបែបនេះ ប៉ុន្តែពេលឃើញតួលេខនៅលើក្រដាស់នោះស្នាមញញឹមរបស់គេក៏បាត់បង់ភ្លាមគេភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតរបូតឯកសារពីដៃ តាមឯកសារថវិកាប្រាក់បំណាច់របស់គេត្រូវកាត់អស់ 75% ឯប្រាក់ខែហានក៏ថយចុះ 30% ដែរ អាជំគប់យូឌីហ៊ានលួចកែតួលេខតាមមានអ្នកបម្រើក្នុងអគារលូសៀនពិតជាមិនអាចអត់ទោសឲ្យបានឡើយពួកគេហ៊ានធ្វើបែបនេះទាំងដឹងថាការកេងប្រវ័ញ្ចជាបទល្មើសអូក្រិតត្រូវផ្ដន់ទោសប្រហារជីវិតសូម្បីក្នុងសង្គមអភិជនលូសៀនទទួលស្គាល់ថាគេក៏មានកំហុសខ្លះដែរ មូលហេតុតែមួយគត់ដែលបងប្រុសគេអាចលេងល្បិចអាក្រក់នេះបានគឺដោយសារតែចន្លោះប្រហោងក្នុងការការពាររបស់គេ ក្រោយមរណភាពនៃម្នាងទី3លូសៀនបានប្រគល់ការគ្រប់គ្រងថវិកាទៅឲ្យអ្នកផ្សេង ដែលណាដែលជាអតីតមេអ្នកបម្រើនឹងនៅក្បែរគ្រួសារជាយូរមកហើយនោះបានគ្រប់គ្រងថវិកាយ៉ាងយកចិត្តទុកដាក់នឹងជំនាញ ពេលថ្មីនេះដាណាត្រូវបានជំនួសដោយមេអ្នកបម្រើវ័យក្មេងដែលកំពុងគ្រប់គ្រងផ្ទះរបស់លូសៀន ថ្ងៃនេះគឺជាលើកទី1ហើយដែលគេបានជួបមេអ្នកបម្រើថ្មីនេះដោយផ្ទាល់នាងមានស្នាមញញឹមនៅលើផ្ទៃមុខហើយបានស្វាគមន៍យ៉ាងគួរសមទៅកាន់ចៅហ្វាយនេះរបស់នាង នាងបានណែនាំខ្លួនថាឈ្មោះជិននីនាងចង់មកស្វាគមន៍ម្ចាស់ផ្ទះតាំងពីពេលដែលនាងត្រូវបានតែងតាំងដំបូងម្លេះ ប៉ុន្តែពេលនោះលូសៀនហាក់បីដូចជាមិនមានបំណងចេញពីបន្ទប់ដ៏ស្ងប់ស្ងាត់របស់គេឡើយ ពិតជាសំណាងល្អដែលពេលវេលាដេកស្អុយក្នុងបន្ទប់ដ៏យូរត្រូវបានបញ្ចប់ហានមិនពេញចិត្តទាល់តែសោះនៅសម្ដីដែលនាងប្រើនៅពេលនិយាយជាមួយចៅហ្វាយនេះក្មេង លូសៀនទទួលស្គាល់ថាជេននេះមិនបាននិយាយអ្វីខុសទេថ្ងៃនេះគេចង់រំលងការណែនាំនិងការនិយាយលេងសើចទាំងអស់ គេបានមកកន្លែងនេះបម្រើដើម្បីពិភាក្សាពីរឿងបន្ទាន់ដែលកំពុងកើតឡើងដើម្បីដោះស្រាយបញ្ហាលុយកាក់ឲ្យបានលឿនគេជ្រើសរើសសួរសំណួរចំទៅកាន់ជិននេះ គេសួរថាតើនាងជាអ្នករៀបចំគម្រោងថវិកាដ៏ឈ្គួតលីលាប្រចាំខែនេះឬជាការឆ្លើយតបនាងបានទប់សំណើចរបស់នាង ចេននេះទទួលស្គាល់យ៉ាងមានមោទនភាពថានាងជាអ្នកសរសេរវាទាំងស្រុងនាងអះអាងថាលូសៀនបានប្រកល់សិទ្ធិពេញលេញដល់អតីតមេអ្នកបម្រើ ពេលទទួលភារកិច្ចបន្តពីដាណានាងគ្រាន់តែអនុវត្តការងាររបស់នាងតាមអ្វីដែលគេប្រគល់ឲ្យប៉ុណ្ណោះ ចានេះបញ្ជាក់បន្តិចថានាងមានអារម្មណ៍ថាវង្វេងនឹងសំណួររបស់ចៅហ្វាយនេះពួកនាងបានធ្វើការយ៉ាងយកចិត្តទុកដាក់រហូតមក កាពិតទៅការរៀបចំគម្រោងថវិកាដើមឡើយគឺជាការងារសំខាន់ដែលម្ចាស់ផ្ទះត្រូវធ្វើដោយខ្លួនឯង លូសៀននឹងច្បាស់ថាជេននេះនឹងយករឿងនេះធ្វើជាលេសការធ្វើប្រហែសរបស់គេក៏ជាកំហុសមួយផ្នែកទៀតដែរ ចំពោះរឿងនេះគេត្រូវតែទទួលស្គាល់ថាគ្មានជំរឿទេទោះជាយ៉ាងណាក៏ដោយនៅតែមានចំណុចសង្ស័យមួយចំនួន យោងតាមគម្រោងថវិកាទឹកប្រាក់ភាគច្រើនដែលឪពុកគេបានផ្ដល់ឲ្យត្រូវបានបែងចែកទៅតម្លើងប្រាក់ខែឲ្យអ្នកបម្រើគ្រប់គ្នាដោយសារកូនចៅរបស់គេរងទុក្ខដោយសារការធ្វើប្រហែសគេសុខចិត្តចាត់ទុកលុយដែលបាត់បង់នោះជាសំណង បើអញ្ចឹងមែនហេតុអីប្រាក់ខែរបស់ហានត្រូវគេកាត់ជំនួសឲ្យការដំឡើងទៅវិញ សម្បីក្មេងក៏ដឹងដែរថានេះជាការវាយប្រហារហិរញ្ញវត្ថុរៀបចំដោយមេអ្នកបម្រើក្មេងនេះ ចេនេះធ្វើជាមិនដឹងរឿងឲ្យអះអាងថាប្រកាសជាមានការយល់ច្រឡំមិនខាននាងបានយកការលំបាកក្នុងការគ្រប់គ្រងផ្ទះធ្វើជាលេសសម្រាប់ការធ្វើប្រហែសនេះ នាងបានបញ្ជាឲ្យអ្នកបម្រើស្រីរបស់នាងធ្វើជាសាក្សីដើម្បីបញ្ជាក់ថានាងធ្វើការហត់នួយប៉ុណ្ណា ដោយឃើញពួកគេភ័យញ័រក្រោមការសម្លឹងរបស់នាងវាបង្ហាញច្បាស់ថាជេននេះបានក្តោបក្តាប់ផ្ទះនេះតាមរយៈបុគ្គលិកទាំងស្រុងបាត់ទៅហើយពួកអ្នកបម្រើញញឹមទាំងភ័យស្លន់ស្លោប្រញាប់ចេញមុខការពីការសម្រេចចិត្តរបស់ជេននេះព្រមទាំងសរសើរអ្នកនាងជេននេះទៀតផងពួកគេសន្យាថានឹងជួយមេការឲ្យកាន់តែល្អដើម្បីកុំឲ្យមានកំហុសនេះទៀត លូសៀនដកដង្ហើមធំព្រមចាញ់រួចដើរចេញជាមួយហានជាពេលដែលហានរំពឹងថាចៅហ្វាយនឹងតបតតែគាត់មិនធ្វើសោះ ពេលនេះម្ចាស់ផ្ទះគឺប្រើឈ្មោះលូសៀនពិតមែនប៉ុន្តែដៃជើងអ្នកបម្រើក្នុងផ្ទះនេះបែរជាស្ដាប់បញ្ជាមនុស្សផ្សេងទៅវិញ មុនដើរចេញពីបន្ទប់អ្នកបម្រើលូសៀនបានសួរសំណួរចុងក្រោយមួយទៅកាន់ជិននេះគាត់សង្ឃឹមថានាងនឹងឆ្លើយតបដោយប្រុងប្រយ័ត្ន គាត់សួរត្រង់ថានរណាជាចៅហ្វាយនាងតែជេននេះទៅទូកថាសុំសួរចៅហ្វាយចឌីសិនទើបអាចឆ្លើយបាន តាមអ្វីដែលលូសៀនគិតសាច់ដែលរលួយត្រូវតែកាត់ចោលដើម្បីបន្តរស់រានហើយពេលនេះបេះដូងរបស់គាត់កំពុងរលួយខ្លាំងពីខាងក្នុងមកហើយ ថ្នាំព្យាបាលជំងឺរលួយនេះអាចរកបាននៅទីផ្សារមួយតាមផ្លូវស្ងាត់ចងំក្នុងទឹកដីវ៉ាល់ដេក ដោយពេលឲ្យធំពណ៌ខ្មៅបាត់បង់ខ្លួនកូនប្រុសទី3នេះបានអូសហាន់ចូលកន្លែងគួរឲ្យសង្ស័យនោះដោយយកលេសថាមកស្ទួយត្រីលំហែអារម្មណ៍ ជំនួសឲ្យការទៅមកទៅពួកគេបែរជាចូលក្នុងកន្លែងលេងល្បែងលាក់កំបាំងមួយដែលពេញទៅដោយអ្នកញៀនល្បែងទៅវិញ នៅកណ្ដាលទីមស្រាមានសង្វៀនមួយសម្រាប់អ្នកប្រយុទ្ធវាយគ្នាឲ្យភ្ញៀវមើលសម្រាប់លូសៀនទីនេះគឺជាកន្លែងដ៏ល្អបំផុតដើម្បីស្ទូចត្រីដែលគាត់ចង់បាន នរណាដឹងថ្ងៃនេះអាចនឹងស្ទូចបានត្រីធំក៏ថាបានដើរហួសសង្វៀនគាត់ក៏សម្ដៅទៅរកបារដែលទទេនោះ អ្នកឆុងស្រាឃើញគាត់ពីចម្ងាយក៏ព្រមានភ្លាមថាកន្លែងនេះមិនមែនសម្រាប់ក្មេងៗមកដើរលេងញញក់នោះទេ លូសៀនត្អូញត្អែរថាកន្លែងបិណ្ឌល្បែងមិនគួររើសអើងភ្ញៀវដែលចូលមកលេងនោះទេ
ចុះបើភ្ញៀវនឹងមានលុយច្រើនសម្រាប់លេងល្បែងវិញគិតយ៉ាងម៉េចពេលគាត់បង្ហាញមុខភ្លាមអាកប្បកិរិយារបស់អ្នកឆុងស្រាក៏ប្រែជាល្អមកវិញភ្លាមដែរមានហេតុផលមួយចំនួនដែលធ្វើឲ្យ Lucien មិនវាយមេកានោះនៅចំពោះមុខអ្នកបម្រើទាំងអស់ទី1 Jenny មិនមែនត្រឹមតែជាបុគ្គលិកធម្មតានោះទេ នេះមានក្នុងបងឯងយ៉ាងរឹងមាំនាងគឺជាកូនស្រីរបស់មេដោះដែលបានចិញ្ចឹមបីបាច់ Jody តាំងពីគេនៅទីរូបមកម្លេះ គេចាត់ទុកនាងដោយបងស្រីការប៉ះពាល់ស្ត្រីម្នាក់នោះប្រេះផ្ដាស់អាចនឹងបង្កជាបញ្ហាកាន់តែធំប៉ុណ្ណោះ ទី2ការគ្រប់គ្រងក្នុងផ្ទះរបស់ Lucien គឺវឹកវរខ្លាំងជាងអ្វីដែលគាត់បានគិតទៅទៀតស្ថានភាពពេលនេះគឺហួសពីការស្មានហើយវាត្រូវការថ្នាំជាបាលឲ្យចំគូដៅចុងក្រោយគឺឪពុករបស់គាត់កំពុងសង្កេតមើលគាត់ផងដែរ គ្មានផ្លូវទេដែលបរិសម្នាក់នោះមិនដឹងពីរឿងបាត់បង់ថវិកានេះនិយាយម្យ៉ាងទៀតការដោះស្រាយភាពបុកវោនេះគឺជាការសាក់លបងមួយដែលគាត់ត្រូវតែឆ្លងកាត់ គាត់គ្រាន់តែត្រូវបង្ហាញឲ្យលោកអ៊ុំញ៉ានិងអ្នកបម្រើឃើញពីសុវត្ថិភាពរបស់គាត់ប៉ុណ្ណោះដើម្បីចាប់ផ្ដើមរឿងនេះគាត់សម្រេចចិត្តយកប្រាក់ខែដ៏តិចតួចដែលសល់មកលេងល្បែងក្នុងបឹងល្បែងដ៏ងងឹតងងុលមួយនេះ យឺតតែច្បាស់លាស់ដុំកាក់លបែងរបស់គាត់កើនឡើងដោយសារគាត់លេងបៀបានយ៉ាងល្អ សម្លេងសັບវាយ៉ាងជំនាញបានបន្លឺពេញសាលនោះគឺជាសម្លេងលុយដែលកំពុងហូរចូលហប៉ៅរបស់ Lucien វិញប៉ុន្មានម៉ោងហើយដែលគាត់អង្គុយផ្ដោតអារម្មណ៍ហើយចាប់ផ្ដើមបង្កើនលុយក្នុងដៃរបស់គាត់នោះ គាត់ឈ្នះជាប់គ្នាច្រើនដងរហូតមានមនុស្សចោមរោមមើលពេញតុគាត់ទើបតែស៊ីលុយអ្នកញៀនល្បែងចាស់វសាម្នាក់អស់រលីងដោយមិនបាច់ប្រឹងផង ក្នុងនាមជាមួយប្រចាំការបុរសចាស់វស្សានោះមិនចង់ជឿថាគាត់ត្រូវក្មេងម្នាក់លេងស៊ីអស់រលីងសោះ Lucien និយាយឌឺដងច្រើនពេលកំពុងលេងធ្វើឲ្យគាត់ខ្លាចជាគូប្រកួតដ៏គួរឲ្យធុតធាប់បំផុតមួយ សំណាងល្អដែលបរិសុទ្ធចាវសានោះដឹងខ្លួនហើយព្រមដកថយ Hans អារម្មណ៍ពូកញ្ជ្រោលខ្លាំងគាត់មិនដែលដឹងថាចវាយខ្លួនពូកែលេងល្បែងសោះ ជាមួយនឹងកាត់ល្បែងដ៏ច្រើនសន្ធឹកសន្ធាប់ Lucien ទាមទារចង់បានគូប្រកួតថ្មីជាពិសេសនរណាដែលអាចតទល់នឹងគាត់បាន ក្រៅពីកាប់លុយល្បាយចូលហើយប៉ៅគាត់កំពុងតែលេងស៊ីអស់អ្នកលេងក្នុងបុណ្យល្បែងនេះដោយសារហេតុផលផ្សេងមួយទៀតតាមការគិតរបស់គាត់បុរសដែលគាត់កំពុងតែចង់ស្ទូចនោះប្រហែលជាចិត្តចេញមុខមកហើយ ដោយការរំពឹងទុកទ្វារកន្លែងលេងល្បែងសម្ងាត់នេះក៏បើកធំទទួលគូប្រកួតថ្មីការទូទាត់របស់ Lucien គឺត្រូវម៉េចតែម្ដង ដល់ពេលដែលត្រូវទាញសន្ទូចត្រីធំហើយបរិសុទ្ធសាច់ដុំម្នាក់បានដើរចូលមកធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គាត់មានរូបរាងមាំមួននិងស្លាកស្នាមដ៏គួរឲ្យខ្លាចលើផ្ទៃមុខផង បរិសនោះសុំតោដែលមើលមិនស្គាល់ភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ភ្លាមនិងសម្រាប់ការចេញមកស្វាគមន៍ជូតយ៉ាបែបនេះ គាត់ណែនាំខ្លួនថាឈ្មោះ Hugo ជាអ្នកគ្រប់គ្រងកន្លែងដ៏តូចតាចនេះ Hugo ផ្ទាត់ម្រាមដៃហើយអ្នកចែកបៀក៏ចាប់ផ្ដើមធ្វើសកម្មភាព ពួកគេបានសុំទោសភ្ញៀវដទៃទៀតក្នុងកន្លែងលេងល្បែងនេះដោយសារតែពួកគេត្រូវបិទតូបមួយថ្ងៃដើម្បីដោះស្រាយបញ្ហាសំខាន់មួយ បុគ្គលិកដែលមានជំនាញបាននាំភ្ញៀវចេញក្រៅយ៉ាងសុភាពព្រមទាំងសន្យាថានឹងយកចិត្តទុកដាក់ពិសេសសម្រាប់ការមកកំសាន្តលើកក្រោយ អាជីវកម្មរបស់ Hugo ប្រកាសជាខាតបង់ពេលរំខានដល់ភ្ញៀវផ្សេងទៀតតែវាមិនសំខាន់ទេពេលនេះ ឲ្យតែកូនប្រុសទី3 Lucien អាចលេងល្បែងដោយស្ងប់ស្ងាត់បានប៉ុណ្ណឹងក៏វាសមល្មមគ្រប់គ្រាន់ទៅហើយ Lucien ពិតជាចាប់អារម្មណ៍ដែល Hugo ចំណាំគាត់បានទោះបីជាគាត់មិនសូវបានចេញមុខជាសាធារណៈមួយរយៈហើយក៏ដោយ គឺទៅវិចារណញ្ញាណបែបនេះពិតជាចាំបាច់ណាស់ដើម្បីរស់ក្នុងចំនួនកខ្វក់នេះម្ដងទៀតបរិសុទ្ធមាធំបានសុំទោសដែលចេញមកស្វាគមន៍យឺតយ៉ាវ Lucien ប្រាប់ថាគាត់គ្រាន់តែមកលេងបដូរបញ្ញាកាសប៉ុណ្ណោះដូច្នេះមិនមានបញ្ហាអ្វីទេ Hugo ក៏សរសើរពីដុំកាក់ដែលគាត់ឈ្នះបាន យូរណាស់មកហើយទើបមានភ្ញៀវនៅទីនេះលេងឈ្នះបានកាក់គោជាភ្នំច្រើនបែបនេះ បើ Lucien មិនប្រកាន់ទេ Hugo សុំការអនុញ្ញាតធ្វើជាគូប្រកួតបន្តលើតុនេះកូនប្រុសទី3ក៏បានជំរុញឲ្យបរិសុទ្ធមាធំនោះចាប់ផ្ដើមភ្លាមទៅ ជាមួយនឹងសារញញឹមបម្រើអតិថិជនដ៏សមសួន Hugo បាននិយាយយ៉ាងសុភាពថាគាត់មិនមែនជាគូប្រជែងរបស់ម្ចាស់វ័យក្មេងនោះទេប៉ុន្តែគាត់នឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញល្បិចកំពេចកំពុកដែលគាត់ធ្លាប់ចេះយូរមកហើយ ពិតប្រាកដណាស់ការប្រកួតជាមួយអ្នកគ្រប់គ្រងកាស៊ីណូងងឹតនេះគឺល្មមគ្រប់គ្រាន់សម្រាប់កំដរពេលវេលាហើយ ដោយមានអារម្មណ៍ដឹងពីសម្ពាធភ័យខ្លាចពីបរិសុទ្ធមាធំនោះហាន់បានខ្សឹបដាក់ទៅជាចវាយរបស់គេដោយជំរុញឲ្យដកប្រាក់ហើយចាក់ចេញទៅព្រោះពេលនេះពួកគេរកលុយបានច្រើនគួរសមណាស់ទៅហើយ គេមានលទ្ធអារម្មណ៍មិនល្អចំពោះបរិសុទ្ធស្នាមនោះសោះហាន់ធ្លាប់ឃើញមនុស្សគួរឲ្យខ្លាចច្រើនមកហើយដូច្នេះគេដឹងថាជននេះគឺជារបស់ពិត កែភ្នែក Hugo បានចាក់ដោតបេះដូងហាន់ខ្លាំងណាស់ក្រសែភ្នែកបែបនេះគឺកម្រជួបប្រទះណាស់ Lucien ពិតជារីករាយពេលដឹងថាបទពិសោធន៍ជាអ្នកបម្រើត្រកូលអភិជនច្រើនឆ្នាំរបស់ Han មិនមែនជាការអត់ប្រយោជន៍ទេអ្វីដែល Han បានគិតគឺពិតប្រាកដណាស់ឆ្លាមខ្មៅ Hugo អាចមានស្នាមញញឹមសុភាពខាងក្រៅប៉ុន្តែរហស្សនាមគាត់មិនមែនបានមកដោយសារសំណាងនោះទេ ក្នុងជីវិតមុនរបស់ Lucien ឈ្មោះរបស់ Hugo បានធ្វើឲ្យពិភពងងឹតរង្គើដោយគ្រោះធម្មជាតិអញ្ចឹង ផ្លូវរបស់គាត់ចាប់ផ្ដើមពីច្រកលហកងងឹតនៃទីក្រុងមួយក្នុងទឹកដី Waldeck គាត់ប្រើរាងកាយដ៏រឹងមាំរបស់គាត់ដើម្បីធ្វើឲ្យសត្រូវហូរឈាមបំពាក់ដោយភាពខុសខើនិងល្បិចកលឆ្លាតវៃគាត់បានក្លាយជាកម្លាំងដែលគ្មានអ្នកអាចបញ្ឈប់បាន មិនយូរប៉ុន្មានទេសម្រាប់ឆ្លាមខ្មៅ Hugo ក្នុងការបង្កើតកេរ្តិ៍ឈ្មោះអាក្រក់គាត់បានក្តោបក្តាប់ល្បែងស៊ីសងការរត់ពន្ធនិងសំបីតែការទទួលជួលសម្លាប់មនុស្ស គាត់តែងលូកដៃក្នុងគ្រប់បទល្មើសណាដែលផ្ដល់លុយច្រើនបំផុត ជាមួយនឹងវិធីសាស្ត្រដ៏ខុសខើទីបំផុតគាត់បានពង្រីកប្រតិបត្តិការឲ្យខ្លាយជាស្ដេចនៅពេលយប់ដោយគ្រប់គ្រងពិភពងងឹតក្នុងតំបន់ទាំង 5 ក្រោយមកគាត់នឹងប្រើការដួលរលំនៃអាណាចក្រជាឈ្នន់ដើម្បីឈានជើងចូលទៅកាន់អ្វីដែលជាសាធារណៈជាងនេះ តាមរយៈល្បិចនយោបាយដោយជំនាញគាត់បានក្តោបក្តាប់តំណែងជាបារ៉ុនសម្រាប់ខ្លួនឯង គាត់គឺជាមនុស្សដំបូងគេដែលចេះបន្សាំខ្លួនក្នុងយុគសម័យចលាចលដោយវិវត្តទៅជាស្ដេចសឹកដ៏គួរឲ្យខ្លាចបំផុតរបស់អាណាចក្រប៉ុន្តែពេលនេះឆ្លាមខ្មៅ Hugo គ្រាន់តែជាអ្នកថ្មីថ្មោងម្នាក់ក្នុងពិភពងងឹតតែប៉ុណ្ណោះនោះមិនបានកែប្រែការពិតថាគាត់ជាមនុស្សគ្រោះថ្នាក់ខ្លាំងនោះទេថ្ងៃនេះគឺដល់ពេលដែលត្រូវទម្លាក់នុយដើម្បីចាប់ឆ្លាមព្រៃក្នុងទឹកឈាមហើយ ជាមួយនឹងសន្លឹកបៀនិងកាក់ភ្នាល់យ៉ាងច្រើនសន្ធឹកនៅលើតុ Lucien បានស្នើឡើងឲ្យពួកគេលេងល្បែងបៀដ៏សាមញ្ញមួយ Hugo បានយល់ព្រមហើយបន្ថែមថាពួកគេមិនគួរកំណត់ការភ្នាល់ឡើយ
គាត់មិនអាចបណ្ដោយឲ្យម្ចាស់វ័យក្មេងត្រកូល Valdez អបសុកនឹងការភ្នាល់ទូចតាចបានទេ Lucien យល់ព្រមដោយរីករាយនឹងលក្ខខណ្ឌនេះគេសប្បាយចិត្តណាស់ដែលបានជួបមនុស្សនិយាយត្រូវគំនិតគ្នា នៅក្នុងចិត្ត Hugo មើលឃើញ Lucien ត្រឹមជាក្មេងទំនើងដែលធ្វើខ្លួនខ្លាំងដោយសារតែគេឈ្មោះគ្រួសារប៉ុណ្ណោះជាកូនខ្លាងងមួយក្បាលដែលមិនដឹងខ្លួនថាពាក្យសម្ដីស្បាយៗរបស់គេនឹងក្លាយជាខ្សែចងរឹតកខ្លួនឯងសោះភាពស្ងាត់ជ្រងំពេញបន្ទប់ពេលដែលអ្នកចែកបៀចាប់ដើមចែកបៀឲ្យពួកគេតែពិតគាត់មិននឹកស្មានថាក្មេងនេះស៊ីលុយមេបៀមុនសោះទោះយ៉ាងណា Hugo អាចទិញប្រយោជន៍ពីលុយឈ្នះរបស់ Lucien បាន ក្នុងខ្សែភ្នែកគាត់ក្មេងដែលកំពុងវង្វេងនឹងជ័យជំនះបន្តិចបន្តួចនេះនឹងធ្លាក់ចូលកាន់តែជ្រៅក្នុងភាពវិនាសពេលពួកគេចាប់ផ្ដើមចាញ់ Hugo កំពុងរមាស់ដៃចង់ស៊ីលុយក្មេងអភិជននេះឲ្យអស់រលីងក្នុងរាល់ក្តារមុនពេលចាប់ផ្ដើមលេង Lucien បានធ្វើពុតជាទើបនឹកឃើញរឿងខ្លះដែលត្រូវធ្វើ មុនពេលពួកគេចាប់ផ្ដើមស៊ីសាច់ហូតឈាមគ្នា Lucien ចង់សួរសំណួរមួយទៅកាន់ Hugo នេះជាលើកទី1ដែលពួកគេជួបគ្នាតែម្ចាស់វ័យក្មេងបានចាប់អារម្មណ៍លើមេអុកក្រិតជននេះបាត់ទៅហើយគេអាចវាយតម្លៃមេដឹកនាំម្នាក់បានដោយគ្រាន់តែមើលពីបរិយាកាសជុំវិញកូនចៅរបស់គាត់ប៉ុណ្ណោះវាច្បាស់ណាស់ថាកាស៊ីណូនេះមិនមែនជាអាជីវកម្មស្របច្បាប់នោះទេការគ្រប់គ្រងអាជីវកម្មងងឹតក្នុងទំហំធំបែបនេះគឺមិនមែនងាយស្រួលឡើយប្រសិនបើ Hugo ហ៊ានឆ្លងកាត់ខ្សែបន្ទាត់ច្បាប់ដ៏ស្តើងនេះគ្រួសារ Valdez ច្បាស់ជាដឹងមិនខានហើយការបោះសម្អាតប្រហែលជាត្រូវបានធ្វើឡើងយូរមកហើយ Hugo បានបញ្ជាក់ថាគាត់ស្គាល់កន្លែងខ្លួនឯងច្បាស់ហើយប្រយ័ត្នប្រយែងមិនឲ្យប៉ះពាល់ដល់ថ្នាក់លើឡើយ Lucien អាចជាសមាជិកត្រកូល Valdez មែនប៉ុន្តែគេបានអះអាងប្រាប់ឆ្លាមខ្មៅថាគេមិនមែនជាប្រភេទមនុស្សតឹងតែងនោះទេជំនួសឲ្យការនិយាយវិញវៃ Lucien បានទាមទារចម្លើយស្មោះត្រង់មួយគេចង់ដឹងថាតើ Hugo គ្រោងចាប់ដើមផលិតទ្រង់ទ្រាយធំពេលណា ដោយមិនបានភ្ញាក់ផ្អើលសូម្បីបន្តិចឆ្លាមខ្មៅបានសួរថាតើក្មេងនេះកំពុងសម្ដៅលើអ្វីឲ្យប្រកបពេល Lucien និយាយពីរបស់ដែលកំពុងរៀបចំនៅ Vestra Hugo ពិតជាភ័យរហូតធ្លាក់ថ្លើមម្ចាស់វ័យក្មេងទី3នៃត្រកូល Valdez បានទម្លាក់គ្រាប់បាយយ៉ាងត្រជាក់ចិត្តថាគេដឹងអំពីថ្នាំញៀនខុសច្បាប់ដែល Hugo កំពុងតែលួចលាក់ផលិត សេចក្តីពិតនេះបានធ្វើឲ្យបរិយាកាសក្នុងបន្ទប់ងងឹតនោះស្ងាត់ចងំសូម្បីតែឆ្មាំដែលយាមនៅមាត់ទ្វារក៏ភ្ញាក់ផ្អើលដែរ ក្នុងចំណោមពួកគេទាំងអស់ហានប្រហែលជាភ្ញាក់ផ្អើលជាងគេហើយវាបង្ហាញយ៉ាងច្បាស់ Hugo បានទម្លាក់បៀលើតុខណៈខួរក្បាលគាត់ចាប់ដើមគិតរកចម្លើយសមរម្យ ចុងក្រោយគាត់ជ្រើសរើសធ្វើពុតជាល្ងងតែសម្ដីត្រដិតបង្ហាញថាគាត់កំពុងតែភ័យខ្លាចពេលកំពុងលេងកាក់ Lucien បានសង្កត់ធ្ងន់លើការចោទប្រកាន់នោះបន្ថែមទៀត ជាមួយនឹងស្នាមញញឹមដល់ល្បិចកលគេបានបន្ថែមថាគេក៏ដឹងដែរថា Hugo ត្រូវបានជួលដោយ Marquis Logan ថ្នាំទាំងនោះត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យតំបន់ Valdez ចលាចលតាមរយៈការចែកចាយគ្រឿងញៀនខុសច្បាប់គេមិនចូលចិត្តយុទ្ធសាស្ត្រថោកទាបរបស់ Marquis នោះទាល់តែសោះ សម្រាប់គេវាមានព្រំដែនដែលមិនគួររំលោភបំពានរវាងគ្រួសារអភិជនគេសួរ Hugo ថាតើគាត់យល់ស្របគំនិតនេះដែរទេមើលតាមការយល់ឃើញរបស់ Lucien លើការក្បត់នេះវាសមរម្យជាងដែលចាត់ទុកឆ្លាមខ្មែរជាមនុស្សដែលគួរឲ្យកោតសរសើរជាង តើមាននរណាហ៊ានថ្លាមធំធ្វើរឿងឧក្រិដ្ឋដ៏ខុសខើនេះនៅលើទឹកដី Valdez ក្រៅពីគេនោះ បើមានកំហុសបន្តិចបន្តួចហើយគេចាប់ជើងគាត់បានអ្នករបស់ Grand UJ ច្បាស់ជាឲ្យគាត់ជាចំណែកមិនខាន កងកម្លាំងទាំងអស់របស់ Grand Duke នឹងតាមប្រមាញ់គាត់ដូចសត្វឆ្កែដោយគ្មានការលើកលែងពេលនេះខួរក្បាលរបស់ Hugo កំពុងតែវឹកវរខ្លាំងណាស់ បើនិយាយខុសទៅមួយម៉ាត់គាត់នឹងប្រឈមមុខនឹងសេចក្តីស្លាប់និងការបែកការទាំងស្រុងនៅទីនេះគ្រួសារ Valdez គឺជាសត្រូវដ៏គ្រោះថ្នាក់បំផុត តាមធម្មតារឿងនេះនឹងមិនត្រូវបែកធ្លាយឲ្យគេដឹងទេក្នុងរយៈពេល2ឆ្នាំទៀត នៅពេលនោះ Grand Duke បានទទួលរបាយការណ៍មួយលម្អិតអំពីការផ្សព្វផ្សាយថ្នាំញៀនប្រភេទថ្មីនៅក្នុងទឹកដីរបស់គាត់ជាទាហានម្នាក់ដែលត្រូវបានបញ្ជូនទៅវាយឆ្មក់មូលដ្ឋាន Black Shark ប៉ុន្តែពួកគេយឺតពេលហើយ Hugo បានរត់គេចពីទីក្រុងបាត់ទៅហើយដោយគ្មានបន្សល់ដានបទល្មើសឡើយបទពិសោធន៍ត្រូវគេបោកប្រាស់របស់ Lucien កាលនោះបែរជាមានប្រយោជន៍នៅពេលនេះទោះមានផុសតាងច្បាស់នៅមុខក៏ដោយក៏ Hugo នៅតែអះអាងថាមានការយល់ច្រឡំដែរគាត់អះអាងថាខ្លួនត្រឹមជាអ្នកគ្រប់គ្រងតូចតាចរកលុយលីរោងនៅកន្លែងលេងល្បែងប៉ុណ្ណោះគាត់មិនដែលប៉ះពាល់ថ្នាំញៀនឡើយគាត់បញ្ជាក់យ៉ាងច្បាស់ថាច្បាស់ជាមានគូប្រជែងចំណែនបង្កើតពាក្យចចាមអារាមដើម្បីផ្ដួលរំលំគាត់ បើមានឱកាសគាត់សន្យាថានឹងតាមរកប្រភពនៃពាក្យចចាមអារាមនោះដោយខ្លួនឯង ដោយសារតែបរិមាណធំមិនព្រមសារភាព Lucien ក៏បានបន្ថែមព័ត៌មានលម្អិតខ្លះទៀតអំពីរឿងនេះ គេបានសួរ Hugo ថាតើរោងម៉ាស៊ីនកិនស្រូវដែលគាត់កំពុងបើកជាហាងធម្មតាឬយ៉ាងណាហើយតើរោងក្រោមដីដែលភ្ជាប់ទៅក្រោមប្រាសាទនោះគ្រាន់តែជាផ្លូវរត់គេចធម្មតាមែនទេជាលើកចុងក្រោយ Lucien ទាមទារចម្លើយនៃសំណួររំពងរបស់គេតើពួកគេចិត្តដល់វគ្គផលិតទ្រង់ទ្រីធំមែនទេ Hugo ទន់ខ្លួនលើកៅអីគាត់ត្រូវគេរុញដល់ផ្លូវតទៅហើយក្មេងនេះដឹងពីហាងខ្លាំងៗនិងផ្លូវសម្ងាត់នោះបើគេដឹងច្រើនម្លេះការដោះសារគឺលែងមានន័យទៀតហើយតើច្រកដោយសត្វព្រៃ Hugo ក៏ចង់សម្លាប់កូនប្រុសទី3របស់ Duke នៅទីនោះភ្លាមៗតែម្ដងកូនចៅគាត់បានដកអាវុធសម្ងាត់រួចទៅហើយក្មេងអភិជនដែលគ្មានអង្គរៈអាចត្រូវសម្លាប់យ៉ាងងាយត្រឹមមួយកំបិត Lucien ប្រាប់ឲ្យ Black Shark កាត់ឲ្យច្បាស់មុនធ្វើអ្វីដែលនាំឲ្យស្ដាយក្រោយយ៉ាងណាពួកគេកំពុងយកជីវិតធ្វើជាសំណោកគេរំលឹក Hugo ឲ្យគិតពីជំហានបន្ទាប់ដោយមើលពីរបៀបដែលគាត់ខំតស៊ូបានតំណែងនេះបរិមាណធំបបងចៅគំនិតល្ងីល្ងើដែលចង់សម្លាប់កូនប្រុសរបស់ Grand Duke Sigmund បើគាត់ត្រូវគេចាប់ខ្លួនហើយភាគរយច្រើនគឺជាការពិតនោះ Hugo នឹងធ្លាក់ក្នុងស្ថានភាពមួយដែលការសុំស្លាប់គឺជាជំរឿសដ៏ល្អបំផុត ដើម្បីរក្សាជីវិតគាត់បានលេបភាពក្រអើតក្រអែមហើយលុតជង្គង់ចុះដោយក្តីស្មោះស្ម័គ្របំផុតគាត់បានអង្វរសុំការលើកលែងពីកំហឹងរបស់ Grand Duke គាត់ដឹងថាវាមានហេតុផលដែលម្ចាស់ក្មេងនេះមករកគាត់ដោយផ្ទាល់ជំនួសឲ្យការធាក់ទ្វារចូលជាមួយនឹងកងទ័ពអសវុនដ៏ច្រើនសន្ធឹកសន្ធាប់បើសមាជិកផ្សេងទៀតនៃគ្រួសារ Valdez ដឹងពីឧក្រិដ្ឋកម្មរបស់គាត់ក្បាលគាត់ប្រហែលជាធ្លាក់បាត់យូរហើយមកដល់ចំណុចនេះបើ Lucien ប្រាប់ឲ្យគាត់ធ្វើជាឆ្កែគាត់នឹងធ្វើជាឆ្កែបើ Lucien ប្រាប់ឲ្យគាត់ព្រុសគាត់នឹងព្រុស បើបញ្ជាឲ្យវាគាត់នឹងវាកូនចៅ Hugo តម្រង់ជួរពីក្រោយហើយអោនក្បាលអង្វរជាមួយមេរបស់គេដែរបុរសដែលមានជោគវាសនាខ្លាយជាមនុស្សដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងអនាគតកាលរបស់ចក្រភពបានធ្លាក់ខ្លួនដល់ស្ថានភាពបែបនេះក្រោយគិតបន្តិច Lucien ក៏ក្រោកពីកៅអីដ៏ស្រណុករបស់គេការទុកឆ្កែដ៏មានប្រយោជន៍បែបនេះនៅក្បែរខ្លួនមើលទៅក៏មិនអាក្រក់ដែរ
យ៉ាងណាក៏ដោយគេកំពុងត្រូវការដៃជើងជំនាញខ្លះសម្រាប់ទុកប្រើប្រាស់ស្រាប់ផងដែរ លើដូច្នេះ Hugo ស្បត់ធ្វើតាមគ្រប់បទបញ្ជាតែ Lucien មិនចង់បានរបៀបនេះពីមនុស្សមានសមត្ថភាពដូច Hugo ឡើយ វាអាចនឹងគួរឲ្យធុញបន្តិចគេដឹងច្បាស់ថា Black Shark នៅមិនសុខចិត្តធ្វើត្រឹមជាឆ្កែប្រមាញ់ធម្មតាឡើយ សម្លឹងចំផ្នែកជនដែលកំពុងអង្វរនោះ Lucien បានស្នើកិច្ចព្រមព្រៀងកាន់តែល្អសម្រាប់ភាគីទាំងអស់ គេសួរ Hugo ថាចង់សាក់លបងខ្លាចជាអសវិនវិញទេការលើពាក្យនេះបានដោះអារម្មណ៍ដល់ជ្រាលជ្រៅក្នុងចិត្តរបស់ Black Shark ដូចក្មេងប្រុសដទៃទៀតដែរគាត់ធ្លាប់ស្រមៃចង់ខ្លាយជាអសវិនស្ទើរឈួត ទីបំផុតគាត់គ្មានជំរឿសក្រៅពីបបងក្តីស្រមៃខ្យល់នោះចោលឡើយពេលវេលាកន្លងផុតទៅភាពលំបាកនៃជីវិតកាន់តែបង្ហាញច្បាស់ចំពោះមុខគាត់ ទោះបីជាគាត់ខំប្រឹងបង្កើនជំនាញបណ្ណាខ្លាំងពូកែបណ្ណានិងប្រថុយជីវិតដើម្បីច្បាយប្រមាណដងក៏ដោយក៏គាត់នៅតែជាកសិករថ្នាក់ទាបក្នុងខ្សែភ្នែករបស់ពួកគេដដែលគាត់ត្រឹមជាឧបករណ៍ប្រើការបានជាដុំសាច់ដុំសម្រាប់អ្នកមានអំណាចពិតប្រាកដប្រើប្រាស់និងធ្វើបាបតែប៉ុណ្ណោះដោយសារកត្តាពីកណ្ដាលដែលហួសពីការគ្រប់គ្រងគាត់មិនអាចសម្រេចក្តីសម័យបានទេទោះត្រូវបង្ហូរជាមច្រើនកម្រិតណាក្តី ដើម្បីឆ្លើយនឹងសំណួររបស់ Lucien គឺគាត់ចង់ខ្លាចជាអសវិនខ្លាំងណាស់ គាត់ចង់បានវាខ្លាំងដល់ថ្នាក់សុកចិត្តវាក្បាលនិងកម្រាឥតដើម្បីទទួលបានឱកាសខ្លាយជាអសវិននេះ បើគាត់អាចអំរេចក្តីសម័យនោះគាត់សុខចិត្តលក់ព្រលឹងទៅឲ្យអ្នកណាដែលអាចជួយបំពេញបំណងនេះបាន នៅមុខ Lucien គឺជាបរិបទដែលកំពុងអោបកសោបក្តីសម័យកាលពីក្មេងដោយយកកិត្តិយសគ្រួសារ Valdek ធ្វើជាសាក្សីគេសន្យាជួយ Hugo ឲ្យខ្លាយជាអសវិនពិតប្រាកដម្នាក់ បើគាត់អាចមានភាពស្មោះត្រង់នឹងកិត្តិយសដើម្បីកុំឲ្យខ្មាស់ខ្លួនឯងទៅថ្ងៃមុខឋានៈតូចតាចប៉ុណ្នេះនឹងមិនខ្លាចជាឧបសគ្គរារាំងទៀតឡើយ ពេលនោះរូបរាងដ៏អស្ចារ្យរបស់ Lucien បានដកជាប់ក្នុងចិត្តរបស់ Hugo គាត់បានផ្ដល់ឱកាសឲ្យ Hugo រស់នៅដូចជាមនុស្សម្នាក់មិនមែនជាឧបករណ៍ប្រើប្រាស់ឡើយ ប៉ុន្មានថ្ងៃក្រោយពីជួបនៅកន្លែងល្បែងនោះ Lucien បានហៅអ្នកបម្រើទាំងអស់មកប្រជុំនៅក្នុងអគាររបស់គាត់ គាត់បានណែនាំសមាជិកថ្មីម្នាក់ដល់អ្នកទាំងអស់គ្នា Hugo ឈរក្បែរគាត់ជាជនខ្លាំងពូកែដែលទើបតែត្រូវបានជួលមកពីក្រៅ ផ្ទុយពីជាកិច្ចធម្មតារបស់ចៅហ្វាយខ្លួន Hugo បានណែនាំខ្លួនយ៉ាងក្លាហាននិងជឿជាក់ គេប្រាប់ថាចង់ធ្វើការជាមួយសិស្សច្បងថ្មីប៉ុន្តែមុខមាត់ដ៏កាចសាហាវរបស់គេធ្វើឲ្យអ្នកបម្រើភ័យញ័រ ពួកអ្នកបម្រើមិននឹងថាត្រូវឆ្លើយតបយ៉ាងណាទេចំពោះការប្រកាសភ្លាមៗរបស់អ្នកក្មេងនេះពេលការណែនាំចប់សពគ្រប់ Lucien មានបំណងបន្តទៅកាន់រឿងដ៏សំខាន់បំផុតរបស់គាត់គាត់បានបញ្ជាឲ្យគេនាំអ្នកបម្រើធំឈ្មោះ Jenny ចូលមកបន្ទប់ភ្លាមពួកអ្នកបម្រើបានថយក្រោយភ្លាមៗពេលឮបញ្ជារបស់អ្នកក្មេង Lucien ប្រាប់ថាវាសមរម្យហើយក្នុងការណែនាំសមាជិកថ្មីឲ្យអ្នកបម្រើធំបានស្គាល់ យ៉ាងណាមិញពួកគេមិនអាចមានការសន្ទនារញ៉េរញ៉ៃដោយលើកមុនទេគាត់គ្រាន់តែចង់ប្រាប់ដំណឹងនេះទៅ Jenny ដ៏រវល់មុនគេប៉ុណ្ណោះ ដោយការរំពឹងទុកពួកអ្នកបម្រើធ្វើខ្លួនដូចជាស្ដាប់បញ្ជាតែ Jenny ប៉ុណ្ណោះមិនមែនគាត់ទេបញ្ហាផ្ទៃក្នុងគឺហួសពីការជួសជុលដោយវិធីធម្មតាទៅហើយគ្មានអ្នកបម្រើណាម្នាក់ធ្វើតាមបញ្ជាគាត់ឡើយ សម្រាប់ពួកគេ Lucien ប្រៀបដូចជាខ្សែពួរពុកភុយគ្មានអំណាចអ្វីឡើយគាត់ត្រូវតែរៀបចំបង្ហាញអំណាចឲ្យបានខ្លាំងក្លាដើម្បីយកមកវិញនូវការគ្រប់គ្រងលើផ្ទះរបស់ខ្លួនមានអ្នកបម្រើម្នាក់បានដើរមកមុខឲ្យអង្វរឲ្យ Lucien យោគយល់ពីស្ថានភាពរបស់ពួកគេផងអ្នកគ្រប់គ្នាក្នុងទីនេះដឹងថាលោកម្ចាស់ Jody ពេញចិត្តមេបម្រើជានេះណានាងបានក្តាប់ដាប់ផ្ទះនេះនឹងបុគ្គលិកទាំងអស់ទាំងស្រុងពួកអ្នកបម្រើហ៊ានតវ៉ាប្រឆាំងនឹងចវាយគ្មានបានការរបស់ខ្លួនដែលចេះតែដុតបញ្ឆេះរឿងឲ្យធ្វើឲ្យពួកគេពិបាក ពួកគេចង់រស់នៅស្ងាត់ៗដូចមុនពេលដែលនាងក្មេងនេះគ្រាន់តែដេករលួយនៅលើក្រែប៉ុណ្ណោះ ហានលែងទ្រាំស្ដាប់ពួកបម្រើថោកទាបនេះទៀតហើយគាត់ស្រែកឲ្យគ្រប់គ្នាភ្ញាក់ខ្លួនហើយចងចាំតួនាទីដែលភ្លេចនោះឡើងវិញ ម្ចាស់ផ្ទះនេះគឺនាយក្មេង Lucien មិនមែនអាក្បាលក្រហមឬអា Jody ដ៏ធុញទ្រាន់នោះទេ ក្រោយពីមើលភាពវឹកវរនេះ Hugo បានយល់ច្បាស់ពីស្ថានភាពហើយបានផ្ដល់ដំណោះស្រាយយ៉ាងសាមញ្ញមួយដោយសារពាក្យសម្ដីដ៏មុតស្រួចរបស់លោកម្ចាស់សឹងតែខ្ចាស់ខ្ជាយទៅលើពួកបម្រើល្ងងខ្លៅទាំងនេះគាត់អាចនាំយកជំរឿតែមានប្រសិទ្ធភាពជាងនេះគេលើកគ្រប់គ្រាន់ហើយដឹងថាត្រូវធ្វើអ្វីបន្ត Hugo ធានាប្រាប់ចៅហ្វាយថាគេនឹងជាអ្នកដោះស្រាយបញ្ហានេះ សម្រាប់អ្នកដែលលែងដឹងស្គាល់ទៀតខ្ពស់វិធីសាស្ត្រក្នុងការបង្កើតភាពស្មោះត្រង់គឺសាមញ្ញបំផុត គេប្រាប់ថាវិធីរបស់គេអាចនឹងហិង្សាបន្តិចដូច្នេះគេត្រូវការការអនុញ្ញាតពីមេ Lucien មានការពេញចិត្តណាស់ចំពោះភាពឆ្លាតវៃរបស់ Hugo នោះហើយជាមូលហេតុចម្បងដែលគាត់ខិតខំទៅជ្រើសរើសយកបរិសុទ្ធមាធំម្នាក់នេះសំណាងពិតជាកំពុងតែចូលខាងគាត់ម្ដងនេះ Hugo នៅតែស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការបង្កើតថ្នាំនោះនៅឡើយបើសិនជាវាវិវត្តទៅមុខទៀតគាត់ច្បាស់ជាមិនអាចទាញយកឆ្លាមខ្មៅនេះមកកាន់ខាងគាត់បានឡើយ ដោយក្តីជឿជាក់គាត់បានអនុញ្ញាតឲ្យ Hugo ធ្វើតាមអ្វីដែលពួកគេបានគិតទុក គាត់បានបើកភ្លើងបៃតងឲ្យមនុស្សចំណិតថ្មីបង្កើនភាពសាហាវតាមការចាំបាច់ ដើម្បីចាប់ផ្ដើម Hugo បានដើរទៅរកអ្នកបម្រើដែលកំពុងតវ៉ាដោយឈរខ្ពស់សង្កាត់លើអាលងនោះ មើលឆ្លាមខ្មៅចិត្តបែបនេះធ្វើឲ្យអ្នកណាក៏ភ័យញ័រដែររាងកាយសម្បើមនិងភ្នែកពិឃាតរបស់គេពិតជាគៀបសង្កត់ខ្លាំងណាស់ គេមើលទៅដូចជាជនដែលហ៊ានធ្វើអក្រិតកម្មសាហាវអ្នកបម្រើនោះគិតថា Lucien ច្បាស់ជារើសបានក្មេងទំនឹងតាមច្រកល្ហកណាមួយហើយ វាបានធ្វើរឿងធំសំផ្ដល់ដំបូន្មានខ្លះដល់បរិសុទ្ធមាធំក្នុងនាមជាអ្នកដឹងរឿងក្នុងផ្ទះនេះហើយបានព្រមានឲ្យ Hugo ជ្រើសរើសខាងឲ្យបានត្រឹមត្រូវ អ្នកបម្រើក្រអឹកកតូមនោះព្យាយាមបំផាយ Hugo ពីភាពសាហាវខុសខើរបស់លោកម្ចាស់ Jody ពួកអ្នកបម្រើជឿថាជញ្ជីងអំណាចបានងាកចេញពី Lucien យូរណាស់មកហើយ ជនពីលមេឌ្យាច្បាស់ជាមិនលងយកជីវិតបដូរនឹងលុយតិចតួចទីដឹង Hugo ចាត់ទុកសម្ដីអាបម្រើនេះថាគួរឲ្យសង្វេគបំផុត ក្តាប់ដៃគេបានសំពងចំមុខអ្នកបម្រើនោះពេញទំហឹងត្រឹមមួយដៃគឺគ្រប់គ្រាន់ដើម្បីកំទេចលលាក្បាលអាមួយនោះបាត់ទៅហើយ កម្លាំងនៃការដាល់នោះគឺខ្លាំងក្លាមែនទែនដែលធ្វើឲ្យអ្នកបម្រើអួតអាងនោះហោះទៅបុកចិញ្ចាំងក្បែរនោះដូចជាកូនកណាក់ ភ្នែករបស់ Hunter តលៀនចេញក្រៅទៅហើយខណៈ Lucien សរសើរខ្លួនឯងដែលបានជួសសត្វសាហាវបែបនេះមក Hugo ដើរយឺតៗសម្ដៅទៅរករាងកាយគ្មានវិញ្ញាណរបស់អាបម្រើនោះការដាល់មួយដៃលេងៗគឺគ្រប់គ្រាន់ដើម្បីលុបបំបាត់ភាពក្រអឺតក្រទមអានោះដោយហិង្សា ពួកបម្រើផ្សេងទៀតបានស្ដីបន្ទោសសមាជិកថ្មីទាំងភ័យខ្លាចដែលហ៊ានប្រើហិង្សាក្នុងវិមាន
ស្លាមខ្វាំមិនរវីរវល់នឹងសម្ដីសាបឡាបរបស់ពួកគេឡើយចៃដន្យណាស់ Hugo គឺជាជំនាញខាងប្រដៅពួកអាឆ្កួតទាំងនេះតែម្ដង នេះគឺជាបេសកកម្មដំបូងដ៏ស័ក្តិសមបំផុតសម្រាប់គេបន្តិចក្រោយមកគ្មានសញ្ញានៃការប្រឆាំងណាមួយពីអ្នកបម្រើក្នុងផ្ទះទៀតឡើយពួកគេបានធ្វើតាមបញ្ជាចៅហ្វាយទី3អូសយកចេននីចូលមកសូម្បីតែត្រូវប្រើកម្លាំងបាយក៏ដោយដែលមានស្នាមផ្ទះគភ្លៀងលើផ្ទៃមុខជេរីបានស្រែកគំរាមថាគ្រប់គ្នានឹងមិនអាចរួចខ្លួនទេដែលហ៊ានធ្វើបែបនេះដាក់នាងជាជាងខ្លាចពាក្យគំរាមតទេអ្នកបម្រើទាំងនោះបានកំហកប្រាប់នាងឲ្យបិទមាត់ហើយដើរទៅមុខដោយធ្លាប់តែកាន់អំណាចនាងមិនធ្លាប់ឃើញអ្នកណាហ៊ានស្រែកដាក់នាងឡើយនាងនៅតែបន្តរអ៊ូរទាំពីការដាក់ទណ្ឌកម្មអ្នកឈ្មឹងឆ្មៃតែត្រូវគាំងមាត់ពីទ្វារបន្ទប់របស់ Lucien បើកឡើងទិដ្ឋភាពដ៏គួរឲ្យហួសចិត្តបានលេចឡើងពួកអ្នកបម្រើក្រុមអំណាចនាងត្រូវបានបង្ខំឲ្យលុតជង្គង់លើកម្រាលដើម្បីសារភាពកំហុសរបស់ពួកគេភាពបីខ្លាចចំពោះជេននេះត្រូវបានជំនួសដោយការគំរាមកំហែងរបស់ Hugo ចំណែកឯម្ចាស់ក្មេងទី3ឈរក្បែរបុកមួយដាក់ដៃទៅក្រោយយ៉ាងសង្ហាការប្រមូលអ៊ូរ៉ានិងឡតម៉ាក់ស៊ីងគាត់ងាកមកមើលមេអ្នកបម្រើដែលត្រូវគេចាប់ក្រាបព្រមទាំងញញឹមហើយក្រវីដៃគាត់សប្បាយចិត្តដែលបុគ្គលិកទីបំផុតធ្វើការបានត្រឹមត្រូវ Lucien បានឃើញស្នាមផ្ទះកំភ្លៀងលើថ្ពាល់នាងហើយក៏មិនប្រកាន់នឹងកំហឹងរបស់ក្មេងនោះទេចេននីផ្ទុះកំហឹងដែលជឿថាចៅហ្វាយក្មេងទុនខ្សោយម្នាក់នេះច្បាស់ជាមិនអាចរួចខ្លួនទេពេលធ្វើបែបនេះដាក់នាងបដិសេធម្ដងក្បាលចំពោះ Lucien ដោយអ្នកដទៃហើយគំរាមថាចៅហ្វាយក្មេងចោះឌីនឹងបន្ទុករឿងនេះឲ្យកន្លងផុតឡើយនាងហ៊ាននិយាយថាបើពួកគេឈប់ពេលនេះនាងនឹងបញ្ចប់រឿងថ្ងៃនេះដោយគ្មានបញ្ហាធំដុំឡើយ Lucien គ្មានជំរឿអ្វីក្រៅពីសើចនោះទេគាត់ទិញរូបពីលើតុយ៉ាងប្រងើយហើយដើរទៅរកអ្នកបម្រើចេះនោះហេតុអ្វីត្រូវបញ្ចប់រឿងសប្បាយដែលទើបតែចាប់ផ្ដើមបែបនេះមិនញ៉ាំភ្លឺហើយដៃគាត់កំពុងរមាស់ស្រាប់គាត់ប្រាប់ឲ្យមេកាចេនីនិយាយអ្វីដែលនាងចង់ទៅនាងគួរបញ្ចេញឲ្យអស់ពេលនៅមានឱកាសព្រោះមុនថ្ងៃនេះបញ្ចប់នាងច្បាស់ជាតើគួរទ្វារនរកមិនខានការប្រហារជីវិតជាវិធីបុរាណសម្រាប់ប្រមានជនល្មើសវាទាំងអស្ចារ្យនិងមានប្រសិទ្ធភាពខ្ពស់មុខដើមមានភាពយុត្តិធម៌គោលដៅច្បាស់លាស់ហើយសំខាន់បំផុតវាបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានដល់អ្នកទស្សនានិយាយមួយបែបទៀតវាជាវិធីដ៏ត្រឹមត្រូវមួយ Lucien ដើរសម្ដៅទៅរកចេនីជាមួយនឹងពាត់ក្នុងដៃនាងសម្លឹងមកគាត់ដោយការស្អប់គឹមយ៉ាងខ្លាំងគាត់សម្លឹងតបកវិញយ៉ាងស្ងប់ស្ងាត់ក៏ខ្សែភ្នែកមិនញញើតបន្តិចឡើយថ្ងៃនេះគាត់អាចប្រាប់លោកឌូកថាកូនទី3ដ៏ទុនខ្សោយលែងមានទៀតហើយគាត់ក្រវីមរៀមដៃហើយអ្នកបម្រើមកចិត្តពួកគេចាប់ចេនីយ៉ាងជាប់មិនឲ្យកម្រើហើយបង្ខំនាងឲ្យលុតជង្គង់ចុះដល់ដីស្ត្រីដែលមានអំណាចពេញលេញក្នុងផ្ទះនេះអំបញ្ញមិញត្រូវបានគេចាប់សកត់ជាប់មិនអាចកម្រើបានឡើយទោះឆ្លាក់ក្នុងឋានភាពបែបនេះក៏នាងនៅតែហ៊ានតមាត់នឹង Lucien ដែលមិនជឿថាក្មេងនេះហ៊ានធ្វើដោយការគំរាមរបស់គេឡើយនាងជឿមុតមមថាបើអ្នកណាហ៊ានធ្វើឲ្យនាងរបួសសំបីបន្តិចចវាយក្មេងចោឌីច្បាស់ជាមិននៅស្ងៀមអង្គុយមើលឡើយចេនីអួតថាម្ដាយនាងជាមេដោះរបស់ចោឌីពួកគេធំឡើងជាមួយគ្នាដូចជាបងប្អូនអញ្ចឹងពេលនេះ Lucien ពិតជាធន់នឹងការគំរាមរបស់នាងណាវាជាឱកាសចុងក្រោយឲ្យនាងសារភាពកំហុសប៉ុន្តែនាងនៅតែទទូចនិយាយពាក្យរដែរគួរឲ្យធុញនេះមិនព្រមឈប់បើនាងស្លាប់ទាំងស្រ័យហើយឈ្មោះបងរបស់ Lucien តតែងាប់តាមនឹងខ្លាចជារឿងគួរឲ្យសើចទេបើចេនីនៅសល់ល្មិចកបីក្នុងដៃទៀតនោះពេលនេះគឺជាពេលត្រូវបញ្ចេញវាមកហើយដោយវិទ្យុខូចនាងនៅតែបន្តរអ៊ូមិនឈប់ថាចវាយក្មេងចោឌីនឹងជួយសងសឹក Lucien ត្រូវតែចេញមុខកែតម្រូវទស្សនៈដ៏ខុសឆ្គងរបស់នាងគាត់មានហេតុផលគ្រប់គ្រាន់ក្នុងការសម្លាប់នាងបាត់ទៅហើយនាងត្រូវជាប់ចោទពីបទប្រមាថអភិជនខ្ជិលច្អូសនឹងការងារបង្កចំនួននិងកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាមួយនឹងបញ្ជីបទល្មើសដែលនាងបានធ្វើនាងច្បាស់ជាឈួតហើយដែលជឿថាខ្សែយ៉ាក់មេដោះជាមួយចោឌីអាចជួយនាងបាននោះនាងយល់ខុសធ្ងន់ហើយពីតំណែងខ្លួនឯងយ៉ាងច្រើនបំផុតចោឌីដែលនាងលើកមកអួតនោះអាចវាយ Lucien បានតែពី3ដៃប៉ុណ្ណោះហើយបើលោកឌូកចេញមុខវិញគេសំបីវាយក៏មិនបានផងផ្ទុយមកវិញឪពុកគេអាចនឹងឲ្យរង្វាន់ Lucien ដែលបានដោះស្រាយបញ្ហាកូនចៅជាន់កក្នុងផ្ទះយ៉ាងល្អJenny ប្រកាសជាភ្លេចហើយថាចោឌីគ្រាន់តែជាអ្នកស្នំមរតកម្នាក់តំណែងនេះក៏ជារបស់អ្នកនៅចំពោះមុខនាងនេះដែរជុកនេះលើកដំបូង Lucien ពិតជាបានផ្ដល់ឱកាសឲ្យនាងកែខ្លួនហើយតែនាងបែរជាយុបភាពក៏អឺតក៏ទាំនឹងមិនគោរពទៅវិញនាងខ្លួនឯងជាអ្នកបង្កើតរឿងនេះឡើងលឺចវាយក្មេងទី3និយាយការពិតវាបានបំបែកការយល់សប្តិរបស់នាងជាលើកដំបូងហើយដែល Jenny ញាក់ខ្លួនដោយភាពភ័យខ្លាចដោយចង់រស់រានមានជីវិតនាងក៏សារភាពកំហុសព្រមទាំងអង្វរសុំការអភ័យទោសអកុសលនាងត្រូវគិតថាខ្លួនឯងស៊ួយទៅចោះ Lucien បានវាយរំពួតនោះយ៉ាងអស់ពីកម្លាំងសម្លេងសាច់ដាច់និងឈាមខ្ទាតបានបន្លឺឡើងពេញបន្ទប់ដំណឹងពីការចាប់ខ្លួន Jenny ឆាប់រហ័សបានលេចលឺដល់ត្រចៀកចវាយក្មេងទី2ចោឌីនិងពួកអសរិតបានបញ្ញាប់ទៅបន្ទប់របស់ Lucien ភ្លាមគេមើលទៅព្រួយបារម្ភយ៉ាងខ្លាំងគេពិតជាមិនជឿថាប្អូនប្រុសកំសោយហ៊ានធ្វើរឿងព្រៃសៃបែបនេះសោះឡើយត្រឹមតែប្រហែលថ្ងៃមុនគេទើបតែឮពី Jenny ថាក្មេងនោះដើរចេញទៅអាម៉ាស់កាលនៅកន្លែងអ្នកបម្រើសោះឥឡូវគេគម្រាមសម្រាប់អ្នកដែលប្រឆាំងវាមិនមែនជារឿងតែមួយដែលចោឌីឆ្ងល់ទេកាលពីមានរឿងនេះកើតឡើងគេបានបញ្ចូលមនុស្សលួចស៊ើបការក្នុងផ្ទះ Lucien រួចហើយពួកអ្នកបម្រើទាំងនោះគួរតែខិតខំទប់ស្កាត់ Lucien ដោយឈរខាង Jenny ប៉ុន្តែស្ថានភាពពេលនេះហួសពេលដែលអាចត្រឡប់ក្រោយបានទៅហើយត្រឹមតែមួយថ្ងៃប៉ុណ្ណោះ Lucien បានក្តាប់អំណាចលើអគារទាំងមូលសូម្បីតែមនុស្សដែលត្រូវស្ដាប់បញ្ជារបស់ចោឌីក៏ដោយពួកអសរិតបានប្រាប់ចៅហ្វាយនាយក្មេងថារបាយការណ៍នេះច្បាស់ជាខុសដូច្នេះសូមរងាប់អារម្មណ៍សិនពួកគេគិតថាមនុស្សកំសាកដូច Lucien គ្មានផ្លូវហ៊ានធ្វើបាបអ្នកណាម្នាក់ឡើយលើពីនេះពួកគេនៅតែជឿថាចៅហ្វាយនាយក្មេងទី3ខ្លាចញញើតម្ចាស់ចោឌីរបស់ពួកគេជាងអ្វីៗទាំងអស់នៅលើលោកនេះពេលឮការសន្និដ្ឋាននោះភ្លាមចោឌីក៏ស្ងប់ចិត្តវិញប៉ុន្តែការនេះបានបដូរពេលឮសំឡេងរពាត់វាយទម្លុះសាច់និងសំឡេងស្រែកយ៉ាងជឿចាប់ផ្ទុះឡើងចោឌីបានធាក់បើកទ្វារបន្ទប់របស់ Lucien យ៉ាងកំរោលភ្នែកគេសម្លឹងភ្លាមទៅលើរពាត់ដែលកំពុងស្រក់ឈាមស្រស់ពេញកម្រិតឥត Lucien ឈរពីក្រោយ Jenny ក្នុងរបស់នាងពេញទៅដោយស្នាមវាយដាច់រលាត់ឯឈាមហូរស្រោយពីមុខរបួសស្រស់ៗទាំងនោះនេះជាទស្សនវិជ្ជាដែលចោឌីនឹកស្មានមិនដល់ជាដាច់ខាតសូម្បីតែមនុស្សខូខើដូចចោឌីក៏ត្រូវស្រឡំកាំងនឹងទស្សនវិជ្ជាដ៏គួរឲ្យសង្វេគនេះដែរ
ពេលឃើញវត្តមានគេភ្លាម Lucian គ្រាន់តែសួរថាមានការអ្វីទៅបងប្រុសដ៏ខ្ពង់ខ្ពស់មកកាន់ទីនេះ គេសុំទោសដែលមិនបានទទួលរាក់ទាក់ត្រឹមត្រូវពេលនេះគេកំពុងរវល់បន្តិចដូច្នេះចោឌីនិងអាស្រិតអាចត្រឡប់មកពេលក្រោយវិញ ការកម្ចាត់ជនក្បត់បញ្ជាក្នុងផ្ទះអាចធ្វើឲ្យអ្នកខ្លះពិបាកទទួលយកគេមិនខ្វល់ពីបងប្រុសរួចបញ្ជាឲ្យ Hugo ចាប់ Jenny ឈរត្រង់ខ្លួនម្ដងទៀតចវាយនាងក្មេងទី2បានបញ្ជាឲ្យ Asherit របស់គេគឺ Oliver និង Kurt ចូលទៅទាញ Jenny មកខាងគេជាបន្ទាន់ Oliver និង Kurt ស្ទុះទៅមុខតាមបញ្ជាចវាយជាការតបត Lucian បានផ្ដល់បបបញ្ជាយ៉ាងសាហាវទៅកាន់ Hugo បើមានអ្នកណាហ៊ានឈានចូលមក3ជំហាននោះ Hugo អាចអាកមេបំរើនេះចោលភ្លាម Lucian រីករាយនៅទទួលខុសត្រូវគ្រប់យ៉ាងជួសពេលឃើញកែភ្នែកដ៏សាហាវនេះ Oliver និង Kurt ក៏បញ្ឈប់ជំហានភ្លាមដោយមានកំបិតមុតស្រួលក្នុងដៃ Hugo អះអាងថាការអាកនេះគេជាអ្នកចាត់ការសុំចវាយក្មេង Lucian កុំបារម្ភ ចុងកំបិតបានឈោតសាច់របស់ Jenny ឲ្យហូរឈាមបន្ថែមនាងអាចត្រឹមស្រែកហៅម្ចាស់ Jody តែប៉ុណ្ណោះ ចវាយនេះក្មេងទី2បានទីមទីឲ្យ Blake Shark ទម្លាក់កំបិតចុះភ្លាមមួយរំពេចគេប្រកាសថាបើមិនធ្វើតាមបញ្ជានេះទេគេនឹងកាត់កមិនត្រឹមតែ Hugo នោះទេថែមទាំងក្រុមគ្រួសាររបស់គេទាំងអស់ទៀតផងក្បាលរបស់ពួកគេនឹងត្រូវព្យួរលើកំផែងក្រុងប៉ុន្តែ Hugo មិនទាំងប្រេតភ្នែកនឹងការគំរាមរបស់ Jody ឡើយចវាយគេគឺម្ចាស់ Lucian គេគ្មានហេតុផលអ្វីត្រូវស្ដាប់បញ្ជាអ្នកណាផ្សេងឡើយទោះមានរឿងអ្វីកើតឡើងពេលក្រោយក៏ដោយគេនឹងបំពេញភារកិច្ចនិងធ្វើតាមបំណងចវាយជានិច្ច Jody ដឹងខ្លួនភ្លាមថាគេគ្មានអំណាចអ្វីឡើយក្នុងពេលនេះ គេបង្វែរសំណួរទៅ Lucian ដោយសួរប្អូនប្រុសថាតើ Jenny បានធ្វើអ្វីខ្លះទើបទទួលរងការដាក់ទោសយ៉ាងធ្ងន់ធ្ងរនេះម្ចាស់ Lucian រៀបរាប់ពីកំហុសរបស់នាងដូចជាការប្រមាថថ្នាក់លើប្រឆាំងបញ្ជានិងលូកដៃចូលបញ្ជីថវិកាគ្រួសារគេគ្រាន់តែផ្ដោតតនកម្មឲ្យសមរម្យប៉ុណ្ណោះគេបានប្រាប់បងប្រុសឲ្យតាំងស្មារតីនិងបែងចែកឲ្យដាច់រវាងរឿងឯកជននិងរឿងការងារទូទៅទង្វើនេះបានរុញច្រាន Jody ឲ្យចូលក្នុងស្ថានភាពដ៏ទាល់ច្រកយោងតាមរចនាសម្ព័ន្ធស្នងត្រកូល Valdic បច្ចុប្បន្នអ្នកស្នងមរតកទី1គឺម្ចាស់ Tristan Valdic អ្នកដែលតាមពីក្រោយគឺចវាយនេះក្មេងទី2 Jody Valdic ការដណ្ដើមអំណាចរវាងពួកគេទាំងពីរកំពុងតែចាក់រុះយ៉ាងរឹងមាំនិយាយឲ្យចំទៅរហូតដល់ថ្ងៃប្រកួតប្រជែងចុងក្រោយរឿងសំខាន់បំផុតសម្រាប់ Jody គឺការពង្រឹងអំណាចរបស់គេ ការបាត់បង់មុខមាត់ជាសាធារណៈដោយសារប្អូនប្រុសកាលពីពេលថ្មីៗនេះធ្វើឲ្យគេខាតបង់យ៉ាងច្រើនគេថែមទាំងត្រូវដកតំណែងអសរិទ្ធជំនិតម្នាក់ឈ្មោះ Henrik ទៀតផងបើគេមិនអាចការពារ Jenny ដែលជាដៃស្ដាំរបស់គេបានទេវានឹងធ្វើឲ្យជំហរស្នងតំណែងរបស់គេរង្គោះភាពផ្សោយនេះនឹងក្លាយជាចំណុចរបត់នាំឲ្យមានការមិនទុកចិត្តនិងបង្កើតភាពប្រេះឆាក្នុងចំណោមកូនចៅគេយ៉ាងវិញទៀតគេត្រូវបានច្រានចូលជ្រុងទាំងស្រុងដោយដឹងពីស្ថានភាពនេះ Jody ក៏ចោះញោម Lucian ហើយសូមអង្វរដោះលែង Jenny អសរិទ្ធរបស់គេ Hans និងអ្នកបម្រើគ្រប់គ្នាក្នុងបន្ទប់សុទ្ធតែស្រឡាំងកាំងប៉ុន្តែ Hugo គឺមិនងាយញាប់ញ័រឡើយ គេនៅតែសម្លឹងគោលដៅឯដៃកាន់កំបិតជាប់ Lucian ចាត់ទុកការសម្ដែងរបស់បងប្រុសថាជារឿងគួរឲ្យអស់សំណើចសម្ដែងមួយម៉ាត់ទៀតចង្រៃនោះមិនអាចបញ្ចប់រឿងនេះបានឡើយបន្ទាប់ពីទុកឲ្យគេបំផ្លាញផ្ទះរបស់ខ្លួនគ្រាន់តែពាក្យសម្ដីគឺមិនគ្រប់គ្រាន់ទេ Jody ប្រហែលគិតថាអណ្ដាតគេស្រោបមាសនេះបញ្ជាក់ម្ដងទៀតថាពួកអភិជនគឺសុទ្ធតែដូចគ្នាទាំងអស់ ពេលនេះគេលេងតាមសិនគេសួរ Jody ថាតើការផ្ដោតជាជំនះមានន័យយ៉ាងណាក្នុងរឿងនេះគ្មាននរណាឈ្នះឡើយ Lucian គ្រាន់តែបំពេញតួនាទីជាចវាយនេះក្មេងទី3ប៉ុណ្ណោះម្យ៉ាងទៀតមេបំរើនេះបានធ្វើខុសធ្ងន់ធ្ងរដែលច្បាប់មិនអាចលើកលែងឲ្យឡើយបើពួកគេគ្រាន់តែលាក់បាំងរឿងនេះឲ្យបញ្ចប់វាទៅតើអ្នកដទៃនឹងគិតយ៉ាងណាចំពោះត្រកូល Valdic ទៅ Lucian អាងថាគេក៏ចង់បញ្ចប់រឿងនេះដែរប៉ុន្តែដៃគេត្រូវបានចងជាប់ដោយច្បាប់បាត់ទៅហើយគេគ្រាន់តែគ្មានហេតុផលល្អដើម្បីមើលរំលងកំហុសដ៏ជាក់ស្ដែងបែបនេះ Jody កាន់មិញហើយក្តាប់ដៃយ៉ាងណែនគេបានដាស់តឿន Lucian កុំឲ្យនិយាយវៀងវែងច្រើនហើយប្រាប់ពីតម្រូវការរបស់គេមកចោះចវាយនេះក្មេងទី3បានលើកឡើងថាតាំងពីសម័យបុរាណមកការលួចទ្រព្យសម្បត្តិអ្នកដទៃជាទូទៅតែងតែត្រូវបានដាក់ទោសបែបនេះប្រហែលជាគេនឹងសុខចិត្តបញ្ចប់រឿងនេះប្រសិនបើជនជាប់ចោទសងប្រាក់ត្រឡប់មកវិញជាច្រើនដងនៃចំនួនដែលបានលួចបើបានសំណងគាប់ចិត្ត Lucian ប្រហែលព្រមបំភ្លេចរឿងនេះស៊ីសងលើ Jody ទេថាហ៊ានសងក្នុងចំនួនដ៏ច្រើននោះអត់ ពេលរឿងរ៉ាវស្ងប់ស្ងាត់វិមាន Van Dijk ក៏ត្រឡប់មកធម្មតាវិញ Grand Duke Sigmund ត្រូវគេឃើញកំពុងអង្គុយគិតពីបញ្ហាដែលបានកើតឡើងនៅវាងកូនប្រុសរបស់គាត់មេការធំ Edwin បានដាក់របាយការណ៍យ៉ាងលម្អិតអំពីហេតុការណ៍ដែលកើតឡើងនិងរបៀបដែលបញ្ហានេះត្រូវបានដោះស្រាយ ដំបូងឡើយឌូកចង់ផ្ទៀងផ្ទាត់សិនថាតើរាល់ពាក្យក្នុងរបាយការណ៍នេះពិតជាត្រឹមត្រូវដែរឬអត់ប៉ុន្តែដោយសារតែ Edwin ជាអ្នកពិនិត្យផ្ទាល់ទើប Sigmund អាចជឿជាក់បានថានេះជាការពិតទីបំផុត Jody ក៏ព្រមសងលុយទៅ Lucian ក្នុងចំនួនដ៏ច្រើនគុណនឹង10នៃប្រាក់ដែលបាត់នោះ របាយការណ៍ Edwin ក៏មានរៀបរាប់ពីកូនចៅថ្មីរបស់ Lucian ឈ្មោះ Hugo ដែលទើបកម្ចាត់គិញសម្ងាត់ទាំងអស់ក្នុងភូមិគ្រឹះយ៉ាងរហ័ស ជាលទ្ធផលនាវ័យក្មេងទី3បានគ្រប់គ្រងភូមិគ្រឹះខ្លួនឡើងវិញទាំងស្រុងហើយប្រែក្លាយវាជាកន្លែងការពារតឹងរឹងជាងគេបំផុតក្នុងតំបន់ប្រាសាទទាំងមូល ក្រោយជួបជាមួយ Edwin នឹងដឹងរឿងច្បាស់ហើយ Grand Duke Sigmund ក៏ហៅ Lucian មកជួបដើម្បីនិយាយគ្នា ពេលលើឪពុកហៅភ្លាមនាវ័យក្មេងទី3ក៏បានប្រញាប់រត់មកកាន់ការិយាល័យនោះឲ្យលឿនបំផុត Sigmund សម្លឹងមើលកូនប្រុសគាត់ហើយមានអារម្មណ៍ថាខ្សែភ្នែករបស់គេខុសប្លែកពីពេលមុនស្រឡះ Grand Duke សួរពីបញ្ហាដែលទើបកើតឡើងតែ Lucian បានតបប្រាប់ឪពុកវិញថានេះមិនមែនត្រឹមតែជាភាពវឹកវរធម្មតាឡើយគេគ្រាន់តែអប់រំពួកអ្នកបម្រើដែលមិនចេះស្គាល់អំណាចចវាយងាយប៉ុណ្ណោះតែការធ្វើបែបនេះបានធ្វើឲ្យបងប្រុសបាត់បង់មុខមាត់ Sigan ប្រមានថា Jody នឹងមិនងាយបំភ្លេចរឿងនេះឡើយគាត់សង្ស័យថាកូនទី3អាចទប់ទល់បញ្ហានេះបានអត់តែ Lucian បដិសេធថាវាគ្មានអ្វីដែលត្រូវពិបាកទប់ទល់នោះឡើយគេនៅតែឈរលើជំហរថាខ្លួនគ្រាន់តែរក្សារបៀបរៀបរយតាមឋានៈជាអភិជនប៉ុណ្ណោះប្រសិនបើគេគេចវេះពីទូនីតិដ៏ច្បាស់លាស់នេះដោយសារខ្លាចបញ្ហាទៅថ្ងៃមុខតើឲ្យគេហ៊ានប្រើឈ្មោះ Valdic ដោយមោទនភាពមិនដីទៅកើតគេគ្រាន់តែជ្រើសរើសផ្លូវមួយដែលមិននាំភាពអាម៉ាស់ដល់គ្រួសារមើលទៅឪពុកគេហាក់ពេញចិត្តនឹងចម្លើយនេះណាស់ Grand Duke ប្រមានថា Jody នឹងបន្តរករឿងទៀត Lucian គឺមានសិទ្ធិពេញលេញក្នុងការវាយបកប្រសិនបើរឿងនេះកើតឡើងមែន ប៉ុ
ប៉ុន្តែគេត្រូវចងចាំថាមិនត្រូវបណ្ដោយឲ្យចំនួននេះធំដុំដល់ថ្នាក់ប៉ះពាល់ដល់គ្រួសារនិងកិត្តិយសរបស់ពួកគេឡើយស៊ីហ្គូនបញ្ជាក់ថាគាត់នឹងកាន់ជើងជូឌីទោះជានរណាខុសត្រូវក៏ដោយលូសៀនមិនពេញចិត្តហើយតវ៉ានឹងភាពលំអៀងមួយនេះឪពុកគេគ្រាន់តែប្រាប់ថាកុំឲ្យភ្ញាក់ផ្អើលនឹងការសម្រេចចិត្តនេះអីទោះជូឌីរៀងចិត្តក្តៅខ្លះតែគេជាមេដឹកនាំខ្លាំងពូកែម្នាក់ដែលបានរកផលប្រយោជន៍ច្រើនណាស់ដល់គ្រួសារផ្ទុយទៅវិញលូសៀនបានខ្ជះខ្ជាយពេល1ឆ្នាំពេញអត់ប្រយោជន៍ជាងការប្រឹងប្រែងសាងស្នាដៃក្នុងនាមជាមេគ្រួសារការការពារមនុស្សដែលបានសាងស្នាដៃដល់គ្រួសារគឺជារឿងធម្មជាតិទៅហើយសម្ដីក៏ស្ដាប់ទៅធ្ងន់ធ្ងរតែលូសៀនយល់អត្ថន័យស៊ីជម្រៅនៅពីក្រោយនោះបើស្មានមិនខុសទេស្ដាប់ទៅឪពុកហាក់កំពុងប្រាប់ឲ្យគេជន់លឺបងប្រុសខ្លួនឯងដើម្បីឈោងយកអំណាចនៅថ្ងៃមុខ Grey Duke Sigmund ចង់ឲ្យគេពង្រឹងកម្លាំងនិងខិតខំសាងស្នាដៃឲ្យគ្រួសារ Vardek ធ្វើបែបនេះទៅគេនឹងរកឃើញចម្លើយសម្រាប់សំណួររបស់ខ្លួនហើយលូសៀនយល់ថាបរិះនេះកំពុងតែបង្កើនសម្ពាធដើម្បីរុញច្រានឲ្យគេដើរទៅមុខកាន់តែលឿន បើគាត់ហ៊ាននិយាយមើងម៉ាត់បែបនេះក្នុងពេលនេះមានន័យថារឿងស្នងតំណែងនឹងត្រូវកំណត់ច្បាស់លាស់ក្នុងពេលឆាប់ៗជាមិនខាន ទោះយ៉ាងណាគេពិតជារំភើបចិត្តនឹងដំបូន្មានប្រយោជន៍របស់ឪពុកដែលជំរុញឲ្យគេចាប់យកឱកាសឡើងគ្រងអំណាចលើបងមុនពេលអ្វីហួសពេលគេឆ្ងល់ថាតើឪពុកទាំងអស់សិតតែបែបនេះទេដឹងបើ Grand Duke បារម្ភពីកូនដល់ថ្នាក់នេះលូសៀនក៏សម្រេចចិត្តទម្លាក់កាដូធំមួយឲ្យគាត់ដើម្បីសន្សំបន្ទុកតែម្ដងទៅគេបានរុញឯកសារមួយទៅលើតុរបស់ឪពុកហើយបង្ហាញ Grand Duke ពីគម្រោងការបន្ទាប់របស់គេវាគឺជាផែនការដ៏ធំសម្បើមមួយតែម្ដងយកឯកសារនោះមកអានសាច់រឿងខាងក្នុងពេលគាត់អានការពិតម្ដងមួយបន្ទាត់កំហឹងគាត់ចាប់ដើមផ្ទុះឡើងសន្សឹមរហូតដៃរបស់គាត់ក្តាប់ញីក្រដាស់នោះទាំងគំរោលដោយក្តីរន្ធត់នឹងអ្វីដែលបានអានគាត់ប្រញាប់សួរកូនភ្លាមថាតើព័ត៌មាននេះពិតជាត្រឹមត្រូវដែរឬអត់បើលូសៀនប្រឌិតរបាយការណ៍នេះដោយសារមហិច្ឆតាចង់បានស្នាដៃគេត្រូវនិយាយការពិតឥឡូវនេះតែគ្រប់បន្ទាត់ក្នុងឯកសារនេះគឺជាការពិតដោយគ្មានកុហកសូម្បីតែបន្តិចបន្ថែមពីនេះគេបានចាប់ខ្លួនជនបង្កប់ដែលធ្វើការចែកចាយថ្នាំក្រៅបញ្ជារបស់ Marquis Logan រួចរាល់អស់ទៅហើយគេជំរុញឲ្យឪពុកស៊ើបអង្កេតរឿងនេះយ៉ាងលម្អិតតែមើលតាមប្រតិកម្មរបស់ Grand Duke គាត់ហាក់ដូចជារៀបធ្វើអ្វីមួយលើសពីការស៊ើបអង្កេតទៅទៀត បន្ទប់ទាំងមូលពេញដោយអូរ៉ាដ៏ថប់ដង្ហើមរបស់ Sigmund កំហឹងគាត់កំពុងភៀចេញមកជាម៉ាណាគាត់ជេរប្រទេស Bernhard Logan អាកូនរបស់ Marquis ដែលឥតខ្មាស់អៀននោះយ៉ាងខ្លាំងអភិជនសោះហ៊ានយករបស់គ្រោះថ្នាក់បំពុលទឹកដី Vardek ទៀតរឿងនេះមិនអាចឲ្យរួចខ្លួនដាច់ខាតជាលើកទី1ហើយដែល Lucien មានអារម្មណ៍ដឹងពីធម្មពលរបស់ដាវការពីចក្រភពនេះមេគ្រូសា Vardek មិនមែនងាយលេងសើចជាមួយទេក្នុងស្ថានភាពនេះគេអាចនឹងរងគ្រោះដល់ចៃដន្យបាត់ទៅហើយដើម្បីបញ្ជាកំហឹងរបស់ឪពុក Lucien ក៏ហ៊ានបញ្ចេញមតិបន្ថែមទៀតភ្លាមគេគិតទុកថាទោះជារីការឿងនេះទៅអត្តរីក៏ដោយក៏គ្រួសារ Logan នៅតែមានពេលលះបង់កូនអុកដើម្បីគេពីទោសកំហុសដែររាល់ការពាក់ព័ន្ធត្រូវបានធ្វើឡើងតាមរយៈសមាគមពាណិជ្ជករបាហាន់ប៉ុណ្ណោះសម្បកក្រៅក៏គ្មានដានបញ្ជាក់ការចូលរួមរបស់ Marquis ឡើយម្យ៉ាងការកកាយកាន់តែជ្រៅវារឹតតែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះពេលនេះប្រជាអធិរាជកំពុងបារម្ភពីចំនួនបកពួកហើយចក្រភពនឹងត្រូវលូកដៃចូលក្នុងបញ្ហានេះដើម្បីសម្របសម្រួលដោយជាមិនរួចក្រោយពេលស្ងប់អារម្មណ៍បន្តិច Sigmund ពិតជាកោតសរសើរចំពោះភាពឆ្លាតវៃផ្នែកនយោបាយរបស់កូនប្រុសគាត់ខ្លាំងណាស់ Lucien គិតថាទោះបីជាហ៊ានធ្វើរឿងបំពានច្បាប់លើត្រកូលធំរបស់ពួកគេក៏ដោយក៏ Marquis Logan អាចនឹងរួចខ្លួនដោយគ្រាន់តែទទួលពីនៃបន្តិចបន្តួចឬបាត់បង់លុយខ្លះប៉ុណ្ណោះហ៊ានប្រព្រឹត្តបទល្មើសក្បត់បែបនេះលើត្រកូល Vardek តើមិនគួរកាត់ដៃពួកគេមកខាងចោលទីឬក្រោយគិតពីសំណារបស់កូនប្រុសមួយសន្ទុះមក Grand Duke ក៏អង្គុយចុះហើយទប់អារម្មណ៍ខ្លួនឯងវិញគាត់ចង់ស្ដាប់លំអិតថាក្មេងនេះនឹងដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះយ៉ាងម៉េចសំណាល្អ Lucien បានត្រៀមខ្លួនរួចរាល់គេរកបានវិធីដាក់អន្ទាក់ពួក Marie រួចហើយផែនការនេះគឺត្រូវប្រើមនុស្សក្នុងដែលទើបចូលរួមជាមួយគេគឺ Hugo បរិះនេះគ្មានឋានន្តរស័ក្តិទេតែទទួលបានការទុកចិត្តពី Logan ខ្លាំងហើយឡើងកាន់តំណែងខ្ពស់យ៉ាងលឿន Sigmund នៅឃើញធ្លាប់ឮពីបរិះក្រៅស្រុកនេះតាមរយៈរបាយការណ៍លម្អិតរបស់មេកាធំគាត់ទប់អារម្មណ៍មិនគិតមិនបានថាកូនគាត់ដឹងមុនពីដើមទីការប្រើជនក្បត់ដើម្បីដាក់អន្ទាក់បកក្រោយវិញនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់បើមើលពីខាង Marco វិញពួកគេប្រកាសជានឹកស្មានមិនដល់ថាមានការក្បត់ពីមន្ត្រីចំណិតនោះទេ Lucien បានរៀបចំផែនការរួចហើយដើម្បីបំផន់ភ្នែកថាការផលិតថ្នាំនោះកំពុងដំណើរការយ៉ាងរលូនមិនយូរទេមនុស្សសំខាន់របស់ Logan នឹងត្រូវចេញមុខមកដោះស្រាយដោយផ្ទាល់តែម្ដងបើគិតពីផលប៉ះពាល់នយោបាយនៃផែនការនេះវាមិនមែនជារឿងលេងសើចទេល្បិចរបស់ Lucien ស្ដាប់ទៅល្អតែវាមានចិត្តលោះប្រហោងដ៏ធំមួយនិយាយរួមគឺពួកគេកំពុងយកអ្វីៗគ្រប់យ៉ាងទៅភ្នាល់លើជួនក្បត់ក្នុងទីងងឹតម្នាក់ប៉ុណ្ណោះ Grand Duke បានរំលឹកកូនថាចរិតមនុស្សប្រែប្រួលជានិច្ចពួកគេមិនអាចដើរផ្លូវជាមួយមនុស្សដែលមិនអាចទុកចិត្តបានសូម្បីមួយជំហាន Lucien តបថាគេមិនមែនទុកចិត្តលើមនុស្សម្នាក់នោះទេតែគេទុកចិត្តលើសេចក្តីប្រាថ្នាដ៏មុតមមរបស់គេទៅវិញទេ Hugo ជាមនុស្សដែលហ៊ានធ្វើគ្រប់យ៉ាងដើម្បីក្លាយជាមេទ័ពនិងធ្វើឲ្យឈ្មោះគេល្បីពេញចក្រភពគេមានមហិច្ឆតាខ្លាំងក្នុងការចារឈ្មោះក្នុងប្រវត្តិសាស្ត្រពួកគេអាចពឹងផ្អែកលើមនុស្សដែលស្រែកឃ្លានក្តីសុបិនយ៉ាងឆ្កួតលីលានេះបាន Lucien សុខចិត្តដាក់ទំនុកចិត្តលើក្តីសុបិននោះព្រោះគេខ្លួនឯងក៏ធ្លាប់ជាអ្នកស្រមៃឆ្កួតលីលាម្នាក់ក្នុងជីវិតមុនដែរវាជាហេតុផលភ្លើអារម្មណ៍ស៊ុបសាតដែលធ្វើឲ្យ Grand Duke រួញរាមិនចង់គ្រប់គ្រងបើផែនការនេះធ្លាយ Lucien ក៏មិនគិតគេចវេះពីការទទួលខុសត្រូវដែរកំហុសកូនចៅគឺជាកំហុសរបស់គេជាចុងក្រោយទោះត្រូវយកជីវិតទៅបដូរក៏គេសុខចិត្តទទួលយកហានិភ័យនេះដែរ Sigmund អាចមើលដឹងថាកូនគាត់ពិតជាប្រកបប្រជាជាមួយសម្ដីខ្លួនពេលនេះគាត់សម្រេចចិត្តគិតគូរពីរឿងនេះសិនពេលរាងកាយ Lucien ជាសះស្បើយគាត់បានហៅក្មេងនេះឲ្យមកទីលានវឹកហាត់ទីបំផុត Grand Duke យល់ថាគេស័ក្តិសមនឹងទទួលបានដាវឡៃអន្ហាត់ហើយចាប់ពីពេលនេះទៅ Lucien នឹងត្រូវបានគេទទួលស្គាល់ពេញលេញជាបេក្ខភាពម្នាក់សម្រាប់តំណែងមេគ្រួសារបន្តយប់ជ្រៅនោះ Sigon បានធ្វើការថែមម៉ោងក្នុងបណ្ណាល័យគាត់បានប្រាប់រឿងដែលជជែកជាមួយ Lucien ទៅ Edwin ហើយមេកាធំក៏បានសុំទោសចំពោះការធ្វើប្រហែសនេះ
បរិយាចំណាស់នេះខ្មាស់អៀនណាស់ដែលមានរឿងស្មោកគ្រោកបែបនេះកើតឡើងនៅ Kelham ជាបេះដូងរបស់ត្រកូល Waldeck ដោយគាត់មិនដឹងខ្លួន Grand Duke បានទទួលកំហុសដែលឲ្យ Edwin រវល់តែផ្ដោតលើបញ្ហាព្រំដែនពេក មេការធំក៏រវល់ហួសកម្លាំងទៅហើយសំណាងល្អហើយដែល Lucian បោអាក្រាតរឿងអាក្រក់នេះមុនពេលវាវឹកវរហួសការគ្រប់គ្រង Bernhard Logan ខំប្រឹងលាក់កន្ទុយណាស់យ៉ាងណាមិញគោលបំណងនៃឆ្នាំនេះមិនមែនដើម្បីចំណេញលុយឬពង្រីកអំណាចឡើយពួកវាមានចេតនាច្បាស់លាស់ក្នុងការបំផ្លាញកិត្តិយសត្រកូល Waldeck តែម្ដង ត្រកូល Landron ប្រហែលជាមានបំណងប្រើល្បិចអាក្រក់នេះជាលេសដើម្បីបន្តផែនការនៅពេលក្រោយទៀតទោះដឹងពីស្ថានភាពចក្រភពពេលនេះក៏ដោយក៏អភិជនខ្លះនៅតែខ្វក់ភ្នែកព្រោះនយោបាយអ្វីដែលសំខាន់ស៊ីគាន់ចង់បានរបាយការណ៍លម្អិតបន្ថែមពីបុរសឈ្មោះ Hugo តាមការស៊ើបអង្កេតរបស់ Edwin ក្រោយឆាក Hugo គ្រាន់តែជាជនពាលដែលគ្រប់គ្រងបលល្បីមួយប៉ុណ្ណោះតែទីពិតគេជាមេដឹកនាំអង្គការថ្មីមួយដែលកំពុងវាយលុកក្តោបក្តាប់ពិភពងងឹតយ៉ាងលឿន តាមមើលទៅគេមិនមែនជាមនុស្សព្រមធ្វើកូនចៅគេទេដែលធ្វើឲ្យសមត្ថភាពទប់ទល់ឆ្លាមខ្មៅរបស់កូនប្រុសទី3នេះកាន់តែអស្ចារ្យខ្លាំង Edwin សរសើរស្នាដៃដូចឆ្នាំនេះថាជាការលូតលាស់របស់ Lucian តែមិនដឹងហេតុអ្វី Grand Duke នៅតែមានអារម្មណ៍ថាការផ្លាស់ប្ដូររបស់ Lucian មានអ្វីអាចកំបាំងជាងការមើលឃើញពីក្រៅ Hugo ជួយជើងបានក្នុងពិភពងងឹតដែលពេញដោយភាពសាហាវនិងល្បិចកល បើគេត្រឹមជាមនុស្សល្ងងដែលជឿលើពាក្យសន្យាខ្យល់ពីក្តីសុបិនកាលពីក្មេងនោះគេប្រកាសជាត្រូវគេជន់ឈ្លីស្លាប់បាត់ទៅហើយ អូក្រិតជនដ៏ឆ្លាតវៃនោះច្បាស់ជាមើលឃើញសក្តានុពលពិតរបស់ Lucian ថាជាចៅហ្វាយដែលស័ក្តិសមនឹងបដូរជីវិតជាមួយហើយ វាលឿនជាងការគ្រោងទុកមែនតែដោយសារ Lucian បន្តបញ្ចេញសមត្ថភាព Sigmund ក៏យល់ថាល្មមដល់ពេលបើកភ្លើឲ្យគេហើយ ចាប់ពីសាច់ទៅ Grand Duke នឹងផ្ទេរក្បាច់សម្ងាត់ត្រកូលឲ្យកូនប្រុសទី3ដែលធ្លាប់ត្រូវគេបំភ្លេចនេះចំណែកអ្នកមកធ្វើជាគ្រូដាវ Sigmund បានគិតទុករួចហើយគឺលោក Eisen វាជាឈ្មោះដែលអ្នកប្រើដាវពេញផ្ទៃចក្រភពស្គាល់យ៉ាងច្បាស់ ពិតជាគួរឲ្យអាណិតដែលត្រូវរំខានភាពស្ងប់ស្ងាត់របស់បុរសចំណាស់នេះក្នុងវ័យជរាប៉ុន្តែការទទួលយក Lucian ធ្វើជាសិស្សច្បាស់ជាខ្លាចជាពេលវេលាដ៏មានន័យសម្រាប់គាត់ដូចគ្នា ដល់ពេលឲ្យលោក Eisen ឲ្យត្រឡប់ពីការវឹកហាត់ឯកោលរបស់គាត់ហើយដំណឹងអំពីការទទួលស្គាល់ជាផ្លូវការថា Lucian ជាបេក្ខជនម្នាក់ដើម្បីស្នងតំណែងមេគ្រួសារត្រូវបានផ្ញើទៅភូមិគ្រឹះរបស់គេ Hanster តែមិនជឿសោះថានាយក្មេងដែលធ្លាប់តែទន់ខ្សោយកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរជីវិតរបស់គេទាំងស្រុងបែបនេះ អ្នកបម្រើផ្ទាល់ម្នាក់នេះអោប Lucian យំដូចកូនក្មេង Hugo ត្រូវចូលមកចាប់លើកគេឡើងហាក់ដូចជាគេគ្មានទម្ងន់ទាល់តែសោះ ទោះបីជាមានទំហំខ្លួននៅបទពិសោធន៍ខុសគ្នាក៏ដោយក៏ Hugo នៅតែហៅហាន់ថារៀមច្បងដោយក្តីគោរពឆ្លាមខ្មៅគិតថាដោយមើលឃើញពីទេពកោសល្យរបស់នេះក្មេងការដែលគេត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងគឺជារឿងធម្មតាទៅហើយ ដោយគិតពីផ្លូវដែលចវាយនេះរបស់ពួកគេត្រូវដើរនៅថ្ងៃអនាគតគេបានជំរុញឲ្យរៀមច្បងហាន់ធ្វើខ្លួនឲ្យស័ក្តិសមជាដៃស្ដាំរបស់ Lucian ការដែលគេហៅថាជាដៃស្ដាំរបស់នេះក្មេងបានធ្វើឲ្យហាន់ពោពេញទៅដោយក្តីរំភើបយ៉ាងខ្លាំង គេមិនដែលលាក់ស្នាមញញឹមដល់ត្រីអរបស់ខ្លួនបានឡើយខណៈពេលដែលឆ្លើយតបយ៉ាងសុភាពថាខ្លួននៅមានចំណុចខ្វះខាតច្រើនទៀតដោយមានសិស្សប្អូនពូកែដូចជា Hugo នៅទីនេះគេមិនហ៊ានទទួលតំណែងនេះទេ Hugo បានចូលរួមលេងសើចនឹងភាពសុភាពរៀបទៀបខ្លាំងៗរបស់ Han ដោយពោលពាក្យសរសើរព្រមទាំងលើកគេឡើងចុះដោយកូនក្មេងអញ្ចឹង របៀបដែលឆ្លាមខ្មៅលួងលំហាន់ពិតជាបង្ហាញពីភាពខុសគ្នារបស់អ្នកបម្រើដែលមានបទពិសោធន៍មែន Lucian បាននិយាយគាំទ្រពាក្យសម្ដីរបស់ Hugo មុនពេលដំណឹងនេះត្រូវបានប្រកាសជាផ្លូវការដល់អ្នកផ្សេងទៀតនៅក្នុងគ្រួសារ Han និង Hugo គឺជាអ្នកដំបូងគេដែលបានឮរឿងនេះពី Lucian ដោយផ្ទាល់ គេត្រូវតែទទួលស្គាល់ថាភាពទន់ភ្លន់របស់ហាន់ពេលខ្លះអាចចាត់ទុកថាជាចំណុចខ្សោយប៉ុន្តែទោះជាយ៉ាងណាក្មេងនេះពិតជាយកចិត្តទុកដាក់ចំពោះចៅហ្វាយនេះរបស់ខ្លួនខ្លាំងណាស់ គេមានភាពអត់ធ្មត់ក្នុងការក្រែងននានៅក្បែរ Lucian ទោះបីជានៅក្នុងកលៈទេសៈដ៏អាក្រក់បំផុតក៏ដោយ បើសិនជាគេទទួលបានបទពិសោធន៍បន្ថែមហើយបន្តអភិវឌ្ឍខ្លួនគេមានសក្តានុពលខ្ពស់ក្នុងការគ្រប់គ្រងកិច្ចការផ្ទៃក្នុងបានយ៉ាងល្អគេនឹងក្លាយជាអ្នកគ្រប់គ្រងពីក្រោយដ៏គួរឲ្យទុកចិត្តបំផុតចំណែកឯ Hugo សមត្ថភាពរបស់គេគឺមិនបាត់សង្ស័យនោះឡើយ Lucian គ្រាន់តែត្រូវការត្រួសត្រាយផ្លូវទៅកាន់តំណែងអសវិស្របស់គេតែប៉ុណ្ណោះប្រសិនបើគេអាចធ្វើវាបានសមត្ថភាពរបស់ Hugo នឹងត្រូវបានទាញយកមកប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ឆ្លាមខ្មៅនឹងក្លាយជាកូនអុកដ៏មានតម្លៃជាងនេះទៅទៀតនាពេលអនាគតដោយដើរតួជាដាវដ៏មុតស្រួយបំផុតរបស់ Lucian ពេលនេះការផ្ដល់អធិភាពលើគុណភាពជាជាងបរិមាណគឺជារឿងល្អបំផុតសម្រាប់ក្រុមមនុស្សចំណិតរបស់គេ ការជួយជ្រោមជ្រែងកូនចៅម្ដងម្នាក់ៗឲ្យអស់ពីសមត្ថភាពគឺជាវិធីដែលគេនឹងទទួលបានជ័យជំនះជាមួយនឹងការប្រកាសពីតំណែងថ្មីរបស់ Lucian គ្រប់យ៉ាងនឹងកាន់តែមានភាពមមាញឹកមិនខាន គេមិនអាចធ្វើដំណើរឆ្ពោះទៅមុខតែម្នាក់ឯងបានទេប៉ុន្តែបើសិនជាមានអ្នកទាំងពីរនៅក្បែរគេច្បាស់ជាអាចឈានទៅរកអនាគតដ៏ភ្លឺស្វាងជាមិនខាន Hugo ស្បត់ថានឹងមិនធ្វើឲ្យគេខកចិត្តឡើយទម្ងន់នៃពាក្យសច្ចានេះគឺច្បាស់ណាស់ Han ក៏បានសន្យាថានឹងធ្វើជាទីពឹងដ៏រឹងមាំដូចសពដងដែរ នេះព្រឹកថ្ងៃបន្ទាប់ Lucian បានភ្ញាក់ពីព្រលឹមដោយក្តីរំភើបដើម្បីចូលទៅក្នុងទីលានហ្វឹកហាត់ ឈរតែម្នាក់ឯងនៅកណ្ដាលទីលានគេបានស្រូបយកបរិយាកាសជុំវិញខ្លួន Lucian បិទភ្នែកហើយរំលឹកនឹកគិតអំពីអតីតជាតិរបស់គេការលុះគេបានតាមស្វែងរករបស់មួយនៅគ្រប់ច្រកល្ហកទាំងអស់នៃទ្វីបនេះ គេហ៊ានបន្ថយជីវិតចូលទៅតំបន់ដ៏គ្រោះថ្នាក់បំផុតរបស់ចក្រភពដើម្បីស្វែងរកក្បួនយុទ្ធគុណដូនតាចំណាស់ ដោយលឺថាវាអាចជួយលើកកម្ពស់អ្នកប្រើដាវឲ្យឡើងដល់កម្រិតកំពូលគេមានការងប់ងល់យ៉ាងខ្លាំងជាមួយនឹងក្បាច់ដាវទាំងនោះក្នុងចំណោមក្បាច់ដាវរាប់មិនអស់វាមានក្បាច់ដាវកម្រិតខ្ពស់មួយដែលមានថាមពលអស្ចារ្យគេបានតស៊ូយ៉ាងលំបាកវេទនាបំផុត ប៉ុន្តែនៅទីបញ្ចប់អ្វីដែលគេរកឃើញគឺមិនមែនជាក្បាច់ដាវកម្រិតខ្ពស់ដែលគេប្រាថ្នាចង់បាននោះទេហើយក៏មិនមែនជាក្បាច់ដាវកម្រិតមធ្យមដែលមេបញ្ជាការអសវិសតែងតែហាត់នោះដែរ អ្វីដែលគេទទួលបានពីការព្យាយាមនេះគឺត្រឹមតែក្បាច់ដាវកម្រិតទាបសម្រាប់អសវិសថ្មីថ្មោងតែប៉ុណ្ណោះគេត្រូវបានបញ្ជាក់ពីការពិតដ៏សែនជឿចាប់ថាថាមពលពិតប្រាកដមិនអាចសម្រេចបានឡើយប្រសិនបើគ្មានខ្សែស្រឡាយអភិជន សូម្បីតែឱកាសដ៏តិចតួចក្នុងការរៀនក្បាច់ដាវកម្រិតទាបក្នុងនាមជាទាហានស៊ីឈ្នួលធម្មតាម្នាក់ក៏អាចចាត់ទុកថាជាសំណាងដ៏ធំធេងទៅហើយ
រពេលដែលគេបរាជ័យក្នុងការការពារសមាជិកក្រុមនៅលើសមរភូមិវាតែងតែរំលឹកគេជានិច្ចថាខ្លួនឯងនេះទន់ខ្សោយប៉ុណ្ណាគេកាន់តែរងទីរណកម្មផ្លូវចិត្តទ្វេដងដោយសារតែការស្រេកឃ្លានចង់បានក្បាច់ដាវដ៏ពិតប្រាកដមួយបើទោះដែលគេធ្លាប់ប្រាថ្នាចង់បានយ៉ាងខ្លាំងកាលពីអតីតកាលពេលនេះគឺស្ថិតនៅក្នុងដៃរបស់គេហើយវាជាក្បាច់ដាវបុរាណដែលបន្សល់ទុកសម្រាប់តែបេក្ខជនស្នងតំណែងត្រកូលវ៉ាល់ឌីកនិងអ្នកចំណិតបំផុតរបស់ពួកគេដែលវាមានថាមពលខ្លាំងក្លាលើសពីក្បាច់ដាវកម្រិតខ្ពស់ទៅទៀតថ្ងៃនេះគឺជាថ្ងៃដែលគេនឹងមានឱកាសរៀនក្បាច់ដាវបេះដូងសឹងដ៏ល្បីល្បាញក្នុងគំនិតរបស់គេឥឡូវនេះពោពេញទៅដោយក្តីរំពឹងរាប់មិនអស់ តើគេអាចខ្លាចជាអ្នកប្រាដៅដ៏អស្ចារ្យកម្រិតណាទៅដោយដឹងថាខ្លួនហ៊ាននឹងសម្រេចក្តីស្រមៃទៅហើយនោះគេពិតជាមានអារម្មណ៍ភ័យអមុនពេលដែលចាប់ផ្ដើមទៅទៀត មេរៀនហ្វឹកហាត់នៅយូរទៀតទើបចាប់ផ្ដើមគេមានអារម្មណ៍រំភើបខ្លាំងតាំងពីព្រលឹមរហូតដល់ថ្នាក់ដើរចុះដើរឡើងជុំវិញទីលានអស់ជាច្រើនម៉ោងទៅហើយវាជារឿងល្អបំផុតក្នុងការចំណាយពេលវេលានេះដើម្បីរំងាប់អារម្មណ៍ខ្លួនឯងដោយការបង្វិលធម៌ពលម៉ាណាមុនពេលមេរៀនចាប់ផ្ដើមជាផ្លូវការក្នុងជីវិតមុនដោយគ្មានការហ្វឹកហាត់ត្រឹមត្រូវគេបានរៀនវិជ្ជាដោយការលួចមើលឬដោយការផ្គុំបំណាក់ចំណេះដឹងតិចតួចចូលគ្នាគេមិនដែលធ្លាប់មាននរណាម្នាក់ដែលអាចហៅថាជាគ្រូឡើយពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែមានអារម្មណ៍ដឹងគុណចំពោះឱកាសរស់រៀនមានជីវិតជាលើកទី2ដ៏កម្រនេះលូសៀនអង្គុយនៅកណ្ដាលទីលានដោយតាំងសមាធិយ៉ាងស្ងប់ស្ងាត់ដោយមិនបានដឹងខ្លួនសោះថាមាននរណាម្នាក់កំពុងសម្លឹងមើលគីពីខាងលើអ្នកនោះបានសង្កេតមើលលូសៀនយ៉ាងស្ងៀមស្ងាត់នៅពេលដែលគេកំពុងតែតាំងសមាធិនោះគឺគ្មាននរណាក្រៅពីលោកអ៊ីសិននោះទេគាត់បានសម្លឹងមើលនៅទីនោះមួយសន្ទុះធំទៅហើយប៉ុន្តែការផ្ដោតអារម្មណ៍របស់ក្មេងនេះមិនប្រែប្រួលទាល់តែសោះគាត់គិតថាច្បាស់ជាមានរឿងអ្វីមួយដែលជំរុញឲ្យនេះក្មេងទី3រូបនេះផ្លាស់ប្ដូរខ្លួនឯងបែបនេះជាមិនខានក្មេងប្រុសដែលធ្លាប់តែលាក់ខ្លួនភ័យខ្លាចនោះពេលនេះបានក្លាយជាបុរសដ៏រឹងមាំម្នាក់បាត់ទៅហើយដំបូងឡើយលោកអៃសិនពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ពេល Grand Duke ហៅគាត់ឲ្យធ្វើជាគ្រូបង្រៀនដាវផ្ទាល់របស់ក្មេងប្រុសលូសៀនលោកស៊ីកម៉ាន់បានសារភាពថាគាត់ស្ទើរតែបោះបង់ក្មេងនេះចោលទៅហើយកាលពីមុនគាត់គិតថាក្មេងសង្ឃឹមទេប៉ុន្តែពេលមើលឃើញលក្ខណៈរបស់លូសៀននាពេលបច្ចុប្បន្ននេះគាត់បានសង្កេតឃើញចំណុចល្អៗជាច្រើនពីក្មេងនេះ Grand Duke បានផ្ដល់ការងារនេះដើម្បីកំដរអារម្មណ៍បុរសចំណាស់រូបនេះប៉ុណ្ណោះលោកអៃសិនតែងតែជឿជាក់លើភ្នែកដ៏មុតស្រួចរបស់ Sigmund ជានិច្ចលើពីទេពកសលគាត់ចាប់អារម្មណ៍រឿងផ្សេងមួយទៀតអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលបំផុតគឺការគិតរបស់ Lucian គាត់ពិបាកនឹងរៀបរាប់វាជាពាក្យសម្ដីណាស់តែគាត់ជឿជាក់ថាលោក Eisen នឹងយល់ពីអត្ថន័យនេះជាក់ជាមិនខានពីបានជួបក្មេងនេះផ្ទាល់ត្រឡប់មកពេលបច្ចុប្បន្នវិញកំពូលអ្នកដាវ Eisen Brenner កំពុងមើលឃើញអ្វីដែល Sigmund ធ្លាប់និយាយយ៉ាងច្បាស់ នៅក្នុងលោកនេះកម្ពុជាអ្នកដាវគឺជាកម្ពុជាមនុស្សដែលឈានដល់កម្រិតធម្មពលអតិបរមាជាមនុស្សដ៏កម្រដែលអាចដាស់សមត្ថភាពបានពេញលេញវាគឺជាងារដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ដល់ជួនអ្នកដែលឈានដល់កម្រិតកម្ពុជានៃវិជាដាវក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ចក្រភពមានមនុស្សតិចតួចប៉ុណ្ណោះអាចឈានដល់កម្ពុជាសម្រាប់អ្នកកាន់ដាវទាំងអស់ពួកគាត់មិនខុសពីព្រះនោះទេបុគ្គលល្បីល្បាញបែបនេះកំពុងឈរនៅមុខ Lucian ធ្វើឲ្យក្មេងនេះហើបមាត់លេងរួចទៅហើយព្រោះយើងមិនងាយជួបព្រះរាល់ថ្ងៃឡើយកម្ពុជាអ្នកដាវ Eisen Brenner មើលទៅដូចជាបរិសុទ្ធចំណាស់សក់សដែលស្លៀកពាក់ហ្វឹកហាត់យ៉ាងសាមញ្ញគាត់បានអោនគ្រប់ Lucy យ៉ាងសមរម្យវាមានរយៈពេលប្រហែលឆ្នាំហើយតាំងពីអ្នកទាំងពីរជួបគ្នាក្នុងពិធីខួបកំណើតរបស់ Lucy គាត់ណែនាំខ្លួនដោយសុជីវធម៌ហាក់ដូចជាមិនមែនជាកម្ពុជាអ្នកតស៊ូដ៏ល្បីល្បាញបំផុតប្រចាំតំបន់អញ្ចឹងហានធ្លាប់បានប្រាប់ថា Lucian ត្រូវបានរៀបចំឲ្យរៀនដាវជាមួយអសរិទ្ធម្នាក់ដែលធ្លាប់បម្រើត្រកូលវ៉ាដេកអស់2ចំនួនប៉ុន្តែអ្នកបម្រើនោះបែរជាភ្លេចប្រាប់ចំណុចសំខាន់ថាអសរិទ្ធនោះគឺជាកម្ពុជាអ្នកដាសោះ Lucian ខំទប់អារម្មណ៍រំភើបហើយអោនគោរពត្រឡប់វិញក្នុងនាមជាអភិជនដោយបញ្ជាក់ថាវាជាកិត្តិយសដ៏ធំដែលបានរៀនពីកម្ពុជាអ្នកដាវផ្ទាល់ Eisen សាយតិចពេលលើការស្វាគមន៍ដ៏ផ្លូវការនេះគាត់បញ្ជាក់ថាគាត់គ្រាន់តែជាបុរសចំណាស់ម្នាក់ដែលលាក់ខ្លួនក្រោមងារដ៏អស្ចារ្យនេះប៉ុណ្ណោះលើពីនេះទៅទៀតបែកភាពដែលត្រូវខ្លីជាមេគ្រួសារដ៏ធំមិនទាន់មិនគួរងាយអោនក្បាលឲ្យអ្នកណាផ្ដេសផ្ដាស់ឡើយ Lucian តបថាទោះបីជាទូនាទីត្រូវរក្សាកិត្តិយសគ្រួសារក្តីក៏គេមិនអាចប្រងាយកន្តើយនៅសុជីវធម៌ចំពោះបុគ្គលគួរឲ្យគោរពដោយកម្ពុជាអ្នកដាវឡើយទោះបីជាមានទូនាទីជាចៅហ្វាយនិងអ្នកបម្រើក៏ដោយ Eisen ជាមនុស្សដែលស័ក្តិសមនឹងទទួលបានការគោរពបំផុតឃើញក្មេងនេះសម្លឹងមើលដោយការស្ញប់ស្ញែងបែបនេះបុរសចំណាស់ក៏មានអារម្មណ៍រអៀសខ្លួនបន្តិចគាត់ក៏យល់ព្រមឲ្យក្មេងប្រុសរូបនេះធ្វើអ្វីតាមការស្រួលចិត្តចោះដោយមិនដោយឲ្យខាតពេលវគ្គបណ្ដោះបណ្ដាលដំបូងរបស់ពួកគេបានចាប់ផ្ដើមជាផ្លូវការ Eisen បញ្ជាឲ្យ Lucian រត់ជុំវិញទីលានវឹកហាត់ខាងក្រៅមុនពេលគាត់អាចនិយាយបញ្ចប់កិច្ចការដំបូងនេះក្មេងប្រុសរូបនេះបានត្រៀមខ្លួនក្នុងការរត់បាត់ទៅហើយដែលក្តីរំភើបយ៉ាងខ្លាំងគេសម្លឹងទៅគ្រូរបស់ខ្លួនដើម្បីសុំការអនុញ្ញាតដោយសារភ្ញាក់ផ្អើលនឹងភាពស្វាហាប់នេះបុរសចំណាស់ក៏ប្រាប់ឲ្យរងចាំសិន Eisen មានភាពងឿងឆ្ងល់ថាហេតុអីក្មេងនេះមិនសួរសំណួរអ្វីសោះតើរត់ដើម្បីអ្វីត្រូវរត់ឆ្ងាយប៉ុណ្ណាទៅតើលំហាត់ប្រាណនេះមានគោលបំណងអ្វីឲ្យប្រកបក្មេងតកោអភិជនភៀសច្រើនច្បាស់ជាសួរគាត់ច្រើនមិនខានមុនពេលចាប់ផ្ដើមធ្វើពិតណាស់ Lucian ក៏ឆ្ងល់ដែរប៉ុន្តែគេសន្មតថាការដែលគ្រូបញ្ជាឲ្យរត់គឺជារឿងចាំបាច់គេជឿថាកូនសិស្សគួរតែស្ដាប់តាមសម្ដីគ្រូនិងជឿជាក់លើការហ្វឹកហាត់នេះ Eisen បានកត់សម្គាល់ឃើញភាពខុសប្លែកគ្នានៅក្នុងកែវភ្នែករបស់ Lucian ធៀបនឹងក្មេងផ្សេងទៀតក្មេងនេះមានបំណងប្រាថ្នាដ៏បរិសុទ្ធក្នុងការរៀនដាវទីបំផុតគាត់យល់ពីអត្ថន័យរបស់ Duke ក្នុងការប្រជុំនោះហើយដោយមិនចំណាយពេលយូរគាត់ក៏បានផ្ដល់សញ្ញាឲ្យ Lucian ចាប់ផ្ដើមរត់នៅកន្លែងហ្វឹកហាត់តែម្ដងជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយនៅលើផ្ទៃមុខ Lucian បានដើរទៅកាន់ទីលានហ្វឹកហាត់ក្រោមពន្លឺព្រះអាទិត្យពេលគេកំពុងរត់ Eisen ឈរមើលយ៉ាងស្ងៀមស្ងាត់ពីចម្ងាយ Lucian ពិតជាយកចិត្តទុកដាក់ខ្លាំងចំពោះកិច្ចការដ៏សាមញ្ញមួយនេះណាស់រាល់ជំហានរបស់គេមានស្ថិរភាពហើយបានបង្កើនល្បឿនបន្តិចម្ដងតាមពិតមានហេតុផលមួយទៀតដែលធ្វើឲ្យគេអនុវត្តតាមវិជ្ជាលោកគ្រូ Eisen ភ្លាមៗតែម្ដង គេបានទីដឹងពីគោលបំណងពិតប្រាកដនៃការរត់នេះរួចទៅហើយការហាត់ប្រាណនេះគឺដើម្បីវាស់ស្ទង់សមត្ថភាពរបស់គេក្នុងនាមជាកូនសិស្ស
និយាយម្យ៉ាងទៀតវាគឺជាការសាក់លបងដើម្បីមើលពីឆន្ទៈរបស់គេលូសៀនដឹងច្បាស់ព្រោះគេធ្លាប់ប្រើក្បួនបែបនេះកាលនៅជាប្រធានទាហានស៊ីឈ្នួលពីមុន គេតែងតែផ្ដល់កិច្ចការតូចតាចឲ្យសមាជិកថ្មីជាការងារដែលគ្មានអ្នកណាចង់ធ្វើហើយលួចមើលពីក្រៅ គ្រាន់តែសង្កេតមើលប្រតិកម្មនិងអាកប្បកិរិយារបស់ពួកគេចំពោះការងារតូចតាចទាំងនេះចង្វាយអាចដឹងរឿងរ៉ាវជាច្រើនពីមនុស្សថ្មីបានយ៉ាងងាយស្រួល ដើម្បីឆ្លងកាត់ការសាក់លបងនេះលូសៀនបានបង្ហាញការតាំងចិត្ត 100% គេដឹងខ្លួនជានិច្ចថា Aizen កំពុងសង្កេតមើលរាល់សកម្មភាពរបស់គេទាំងអស់ដោយសារក៏បានបង្ហាញផ្នត់គំនិតដ៏ល្អដល់កម្ពុជាអ្នកដាវតាមរយៈចម្លើយដ៏សមរម្យរួចហើយអ្វីដែលត្រូវបញ្ជាក់បន្តគឺភាពអត់ធ្មត់នេះឯង ថ្ងៃនេះលូសៀនក្រុមនឹងរត់តទៅអស់កម្លាំងដួលសន្លប់តែម្ដងនោះគឺជាផែនការរបស់គេ ប៉ុន្តែក្រោយពីរត់បាន1ម៉ោងគេចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីខុសប្រក្រតីជាក់ជាមិនខានគេបានរត់យ៉ាងលឿនអស់រយៈពេល60នាទីមកហើយតែបែរជាមិនមានអារម្មណ៍ថាហត់នឿយសោះឡើយ ផ្ទុយទៅវិញកាន់តែរត់គេកាន់តែមានអារម្មណ៍ល្អជាងមុនគ្រប់មួយជុំនៃការរត់រាងកាយរបស់គេកាន់តែស្រាលហើយរហ័សរហួនជាងមុនទៅទៀត វាពិតជាបទពិសោធន៍ដ៏ចម្លែកមួយមែនរហូតមកដល់ពេលនេះអ្វីដែលគាត់បានធ្វើដើម្បីស្តាររាងកាយដ៏ទ្រុឌទ្រោមរបស់គាត់គឺគ្រាន់តែផឹកទឹកអម្រឹតធម្មតាតែប៉ុណ្ណោះ លំហាត់ប្រាណតែមួយគាត់ដែលគាត់បានធ្វើគឺគ្រាន់តែដើរលេងតិចតួចជុំវិញវិមានប៉ុណ្ណោះមកដល់ពេលនេះសូម្បីតែទេពដាវក៏គាត់សម្គាល់ឃើញភាពចម្លែកនេះដែរ គាត់គ្រាន់តែចង់ស្ទាបស្ទង់មើលស្ថានភាពរាងកាយទូទៅរបស់ម្ចាស់ក្មេងប៉ុណ្ណោះគាត់ពិតជាមិនមានការរំពឹងទុកខ្ពស់នោះទេ ប៉ុន្តែក្មេងនេះបានបង្ហាញពីកម្លាំងកាយដ៏គួរឲ្យខ្លាចបើគិតពីប្រវត្តិរបស់លូស៊ីនការធ្វើបានកម្រិតនេះគឺពិតជាខុសពីតក្កវិជ្ជាទាំងស្រុង គ្មានញើសមួយដំណក់ណាស្រកចេញពីរាងកាយរបស់គាត់ឡើយការដកដង្ហើមរបស់គាត់នៅតែស្ងប់ស្ងាត់ដូចជាផ្ទៃបឹងដែលគ្មានរលងចឹងសូម្បីតែសម្រាប់អង្គរៈដែលបានវឹកហាត់ម៉ាណាអស់ជាច្រើនឆ្នាំក៏ដោយក៏ភាពស្ងប់ស្ងាត់កម្រិតនេះគឺមិនធ្លាប់មានពីមុននោះទេ ដោយសារតែអារម្មណ៍មិននឹងណូពេលឈរមើលពីចម្ងាយទេពដាវក៏បានដឹងពីរឿងមួយ មុនពេលគាត់មកដល់ម្ចាស់ក្មេងកំពុងអង្គុយសមាធិយ៉ាងស្ងប់ស្ងាត់ដើម្បីបញ្ជាក់ពីការសង្ស័យរបស់គាត់លោកគ្រូ Aizen បានឈានជើងចូលទៅក្នុងទីលានយ៉ាងរហ័សនិងស្រាលដូចសម្លេង គាត់បានបញ្ជាឲ្យលូស៊ីនឈប់ដើម្បីបញ្ចប់ការហាត់ប្រាណម្ចាស់ក្មេងមានការព្រួយបារម្ភថាមានរឿងអ្វីមួយកើតឡើងឬក៏គាត់បានធ្វើអ្វីមួយខុសឆ្គង នៅចំពោះមុខរបស់គាត់ទេពដាវកំពុងតែបញ្ចេញម៉ាណាដ៏បរិសុទ្ធពេញរាងកាយរបស់គាត់ Aizen ចង់សួរម្ចាស់ក្មេងនៅរឿងមួយសិនមុនពេលពួកគេបន្តការហ្វឹកហាត់ទៅមុខទៀត គាត់បានសួរថាតើលំហាត់ប្រាណដែលលូស៊ីនបានធ្វើពីមុនដើម្បីសម្រួលរាងកាយនិងចិត្តគឺជាការចរាចរម៉ាណាឬគ្រាន់តែជាការសមាធិធម្មតាដល់ឃើញថាគ្មានប្រយោជន៍អ្វីត្រូវលាក់បាំងពីការហ្វឹកហាត់របស់ខ្លួនម្ចាស់ក្មេងក៏បានបញ្ជាក់ពីការសង្ស័យរបស់ទេពដាវថាជារឿងពិត គាត់បានប្រើប្រាស់ការចរាចរម៉ាណាព្រោះគ្មានអ្វីល្អជាងនេះទេក្នុងការបំភ្លឺគំនិតឲ្យស្លាស់ល្អពេលទទួលបានការបញ្ជាក់ Aizen បានសុំការអនុញ្ញាតដើម្បីធ្វើការពិនិត្យមើលស្ថានភាពរាងកាយរបស់លូស៊ីនមួយផ្លែត គាត់បានកាន់ដៃក្មេងប្រុសនេះឲ្យប្រាប់ឲ្យលូស៊ីននៅឲ្យស្ងៀមសូម្បីតែពេលដែលគាត់មានអារម្មណ៍ចម្លែកយ៉ាងណាក៏ដោយ ជាមួយនឹងភាពជាក់លាក់និងការគ្រប់គ្រងដ៏ជំនាញលោកគ្រូ Aizen បានបញ្ជូនម៉ាណារបស់គាត់ឲ្យជ្រាបចូលតាមកដៃរបស់ម្ចាស់ក្មេងបន្តិចម្ដងការធ្វើបែបនេះជួយឲ្យគាត់អាចចូលមើលផ្លូវចរាចរម៉ាណារបស់ក្មេងប្រុសនេះបាន ការពិនិត្យនេះបានចំណាយពេលយ៉ាងយូររហូតដល់គួរឲ្យធុញថប់ទីបំផុតទេពដាវក៏បានរកឃើញមូលហេតុនៃកម្លាំងកាយដ៏អស្ចារ្យរបស់លូស៊ីន ដោយដែលបរិសចំណាស់បានរំពឹងទុកម្ចាស់ក្មេងលូស៊ីនបានឈានដល់ដំណាក់កាលចុងក្រោយនៃការចរាចរម៉ាណាបាត់ទៅហើយតាមពិតទៅពួកគេនៅកម្រិតដូចគ្នាតែម្ដងប៉ុន្តែវាមិនតបញ្ចប់ត្រឹមនឹងនោះទេក្មេងប្រុសនេះបានឈានដល់កម្រិតមួយដែលលើសពីដែនកំណត់ទ្រឹស្ដីដែលសូម្បីតែទេពដាវដូចជា Aizen ក៏មិនធ្លាប់អាចធ្វើបាននោះឡើយ ក្មេងម្នាក់នេះកំពុងតែបើកផ្លូវថ្មីមួយដែលលើសពីអ្វីដែលគេធ្លាប់គិតថាអាចធ្វើទៅបានបន្ទាប់ពីបញ្ចប់ការពិនិត្យ Aizen គ្រាន់តែឈរស្ងៀមមិនគំរើកអស់មួយសន្ទុះ គាត់បានទិញម៉ាណារបស់គាត់ត្រឡប់មករាងកាយវិញយ៉ាងថ្នមៗហើយលែងដៃរបស់ម្ចាស់ក្មេងជាមួយនឹងដៃដែលកំពុងញ័រគាត់បានសួរថាតើលូស៊ីនបានវឹកហាត់ការចរាចរម៉ាណានេះរយៈពេលប៉ុន្មានហើយពេលណាដែលគាត់បានឈានដល់ដំណាក់កាលចុងក្រោយនៃដំណើរការនេះម្ចាស់ក្មេងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសំណួរដ៏ចម្លែកមួយនេះដោយមិនដឹងខ្លួនទាល់តែសោះពីអ្វីដែលគាត់សម្រេចបាន យោងតាមការវាយតម្លៃរបស់ទេពដាវភាពបរិសុទ្ធនៃម៉ាណារបស់គាត់គឺប្រៀបបានទៅនឹងព្រិលថ្មីៗនៅលើវាលរដូវរងាអញ្ចឹងដែរប រិសុទ្ធនិងគ្មានមន្ទិលស្នូលរបស់គាត់ត្រូវបានបង្កើតឡើងយ៉ាងល្អអស្ចារ្យដើម្បីពង្រីកប្រសិទ្ធភាពម៉ាណាឲ្យបានអតិបរមាដូចជាកង់ទឹកដែលវិលមិនចេះឈប់អញ្ចឹង គាត់បានឈានដល់កម្រិតមួយដែលមានអ្នកចម្បាំងតែ2-3នាក់ប៉ុណ្ណោះអាចទៅដល់មនុស្សខ្លះបានហ្វឹកហាត់អស់មួយជីវិតរបស់ពួកគេទៅហើយប៉ុន្តែនៅតែមិនអាចសង្ឃឹមថានឹងតាមទាន់បានឡើយ លូស៊ីនបានរំពឹងទុកពីរឿងបែបនេះខ្លះដែរប៉ុន្តែគាត់មិននឹកស្មានថាគាត់បានឈានមកគៀកនឹងស្ថានភាពនៃភាពជោគជ័យបាត់ទៅហើយនោះទេ បាទអញ្ចឹងមែននោះវាគ្មានហេតុផលអ្វីដែលត្រូវលាក់បាំងពីលោកគ្រូថ្មីរបស់គាត់ទៀតនោះទេ គាត់មានសំណួរជាច្រើនអំពីស្ថានភាពរបស់គាត់សំណួរដែលមានតែមនុស្សដូចជាទេពដាវប៉ុណ្ណោះដែលអាចឆ្លើយតបបាន លូស៊ីនបានសារភាពថាកាលពីប្រហែល1ខែមុនគាត់បានចាប់ផ្ដើមចរាចរម៉ាណារបស់គាត់ដោយឯងហើយក៏បានដឹងថាផ្លូវទាំងអស់របស់គាត់ត្រូវបានបើកចំហតាំងពីដើមដំបូងមកម្ល៉េះគាត់ធ្លាប់ឮថាការចរាចរម៉ាណាតែងតែភ្ជាប់មកជាមួយនឹងការឈឺចាប់និងការស្ទះប៉ុន្តែគាត់មិនមានអារម្មណ៍ថាឈឺឬក៏មិនស្រួលខ្លួនអ្វីបន្តិចសោះឡើយ ក្មេងម្នាក់នេះបានធ្វើលើសពីការរំពឹងទុករបស់ទេពដាវទៅទៀតទោះបីជាត្រូវបានចាត់ទុកថាជាមនុស្សអស្ចារ្យក៏ដោយក៏គាត់អាចឈានដល់ចំណុចកំពូលបន្ទាប់ពីតស៊ូអស់ជាច្រើនទសវត្សរ៍ដែរពេលសម្លឹងមើលម្ចាស់ក្មេងប្រហែលជាអ្នកប្រើដាវក្នុងរឿងព្រេងដែលអាចកាប់ជ្រៀកភ្នំនិងបំបីសមុទ្របាននោះពិតជាមិនមែនត្រឹមតែជារឿងព្រេងនោះទេ ប្រហែលជាពួកគេពិតជាមានជីវិតមែន Aizen បានបដូរទឹកមុខខ្លាយជាមច្ឆត់ហើយសុំការអនុញ្ញាតនិយាយដោយត្រង់ទោះបីជាវាអាចមើលទៅមិនសមរម្យក៏ដោយ គាត់បានសួរថាតើម្ចាស់ក្មេងលូស៊ីនអាចពិចារណាបោះបង់តំណែងជាអ្នកស្នងមរតករបស់គ្រួសារវ៉ដិកដើម្បីដើរតាមផ្លូវមួយផ្សេងទៀតបានដែរឬទេ
លូសៀនពិតជាភ័យស្លន់ស្លោជាមួយនឹងការស្នើឡើងរបស់បុរសចំណាស់នេះហេតុអីបានជាគាត់ត្រូវបោះបង់តំណែងជាអ្នកស្នងមរតកដែលគាត់ទើបតែទទួលបានទៅវិញ គាត់ព្រួយបារម្ភថាប្រហែលជាមានរឿងអ្វីខុសប្រក្រតីកើតឡើងចំពោះរាងកាយរបស់គាត់ប្រហែលជាគាត់មិនអាចរៀនបច្ចេកទេសដាវបានឬមានរឿងអាក្រក់អ្វីមួយអាចនឹងកើតឡើងប្រសិនបើគាត់ប្រើម៉ាណា អៃសិនបានប្រាប់យ៉ាងច្បាស់ថាវាគឺផ្ទុយស្រឡះពីក្តីបារម្ភរបស់គាត់បាននិយាយត្រង់ៗថារាងកាយរបស់លូស៊ីនគឺជាធុងផ្ទុកដ៏ល្អឥតខ្ចោះបំផុត គាត់មិនត្រឹមតែអាចរុញច្រានប្រសិទ្ធភាពនៃម៉ាណានិងរាងកាយឲ្យហួសពីដែនកំណត់ទ្រឹស្ដីប៉ុណ្ណោះទេប៉ុន្តែគាត់ថែមទាំងមានសក្តានុពលអាចមើលឃើញលើសពីចំណុចកំពូលនិងបំបែកច្បាប់ធម្មជាតិទៀតផង និយាយងាយយល់ទៅប្រសិនបើម្ចាស់ក្មេងផ្ដោតការយកចិត្តទុកដាក់ទៅលើការវឹកហាត់ដាវតែមួយមុខនោះការខ្លាចជាទេពដាវគឺជារឿងដែលគាត់អាចឆុងចាប់បានក្នុងរយៈពេលដ៏ខ្លីនិងលឿនបំផុត ក្នុងនាមជាបុរសម្នាក់ដែលប្រាថ្នាចង់បានកម្ពុជានៃវិជាដាវការដែលត្រូវគេប្រាប់ថាគាត់អាចខ្លាចជាទេពដាវនោះវាប្រៀបដូចជាសុបិនដែលខ្លាចជាការពិតអញ្ចឹងគាត់ដឹងហើយថារាងកាយរបស់លូស៊ីនគឺពិតជាអស្ចារ្យប៉ុន្តែរឿងនេះវាលើសពីអ្វីដែលគាត់ធ្លាប់ស្រមៃចង់បានទៅទៀតដោយសារតែសំណាងដែលអាចរៀនវិជាដាវបេះដូងសតោបាននោះលូស៊ីនគិតថាគាត់បានរកឃើញផ្លូវដែលអាចធ្វើឲ្យក្តីស្រមៃដែលមិនអាចទៅរួចរបស់គាត់ខ្លាចជាការពិតបានហើយ តាណូដាទៅនឹកស្មានដល់ថាគាត់មានសក្តានុពលអាចមើលឃើញហួសពីកម្រិតនោះដែលជាផ្លូវផ្ទាល់ឆ្ពោះទៅកាន់កំពូលនៃវិជាដាវទៅវិញ ដោយសារតែអេសិនបានឲ្យគាត់ជ្រើសរើសរវាងគ្រូសានិងការខ្លាយជាទេពដាវជាងការដើរលើផ្លូវទាំងពីរក្នុងពេលតែមួយដំណើរការនេះគឺពិតជាលំបាកខ្លាំងណាស់ លោកគ្រូអៃសិនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់អាចបដូតលើផ្លូវតែមួយប៉ុណ្ណោះនិយាយឲ្យចំទៅគឺបរិសុទ្ធចំណាស់ម្នាក់នេះពិតជាគ្មានពេលវេលាច្រើននៅសេសសល់ក្នុងโลกនេះតទៅទៀតនោះទេ ដោយសារថាប្រពន្ធនៃបច្ចេកទេសដកដង្ហើមទោះបីជាអាយុជិត100ឆ្នាំក៏តាកំណត់នេះនៅតែអាចកម្រិតយ៉ាងចាស់ៗរបស់គាត់បានយ៉ាងរហ័ស ប៉ុន្តែពេលវេលាមិនចាំអ្នកណាឡើយគាត់លែងអាចបដិសេធភាពចាស់ជរានៃរូបរាងកាយរបស់គាត់បានទៀតហើយ គាត់ចង់ផ្ទេរចំណេះដឹងទាំងអស់ទៅកាន់ជើងឯកដាវចំនួនក្រោយពេលគាត់នៅមានដង្ហើមសូម្បីតែផ្ដោតលើការហ្វឹកហាត់ដាវតែមួយមុខក៏ស្ទើរតែមិនគ្រប់គ្រាន់ទៅហើយបើការចងចាំរបស់លូស៊ីនត្រឹមត្រូវមែនជើងឯកដាវរូបនេះនឹងត្រូវស្លាប់ក្នុងរយៈពេល8ឆ្នាំទៀត ការពិតគឺពួកគេមិនមានពេលច្រើនទេក្នុងចិត្តលូសៀនពិតជាចង់ទទួលយកសំណើរបស់លោកគ្រូអៃសិនហើយផ្ដោតតែលើការវឹកហាត់ដាវប៉ុណ្ណោះ ប៉ុន្តែយកសម័យវឹកវរដែលចិត្តមកដល់នៅមកកែពិភពលោកមួយដែលមិនអាចយកឈ្នះដោយកម្លាំងក្បាច់គុណតែមួយមុខបានឡើយអ្នកដែលអាចរស់រានមានជីវិតពីភាពវឹកវរទូទាំងទ្វីបនេះបានត្រូវតែមានទាំងអំណាចស្របច្បាប់និងឋានៈជាអភិជន ទោះបីឱកាសដែលគេប៉ងប្រាថ្នាបានមកដល់មែនប៉ុន្តែគេត្រូវតែគិតគូរដល់គោលដៅធំជាងនេះគេបានសុំទោសលោកគ្រូអៃសិនទីបំផុតគេជ្រើសរើសរក្សាឈ្មោះជាសមាជិកគ្រួសារ Voldek រហូតដល់ទីបញ្ចប់ ជើងឯកដាវបានផ្ដល់សំណើមួយដែលហួសពីឋានៈបច្ចុប្បន្នរបស់គេជាការតាំងចិត្តដែលគេមិនអាចទទួលយកបានសំណាងល្អបុរសចំណាស់យល់ពីហេតុផលរបស់គេគាត់ខ្លួនឯងជាអ្នករុញក្មេងនេះឲ្យធ្លាក់ក្នុងស្ថានភាពពិបាកគាត់ស្ដាយក្រោយដែលខ្ជិះខ្ជាយពេកក្មេងៗហើយបែរជាមកលោភលន់ចង់បានអ្នកស្នងតំណែងនៅពេលដែលចិត្តធ្លាក់ដល់មាត់រណ្ដៅទៅហើយម្យ៉ាងវិញទៀតគាត់ចង់មិនសល់ទុកនៅគេឈ្មោះជាអមតៈតាមរយៈលូសៀននៅពេលដែលគាត់ស្លាប់បាត់ទៅ ពេលឃើញបុរសចំណាស់កំពុងគិតពីជីវិតនិងគេឈ្មោះរបស់ខ្លួនគំនិតមួយក៏បានផុសឡើង គេបានសួរជើងឯកដាវថាតើគាត់នឹងធ្វើបែបណាប្រសិនបើមានមនុស្សមានទេពកោសល្យពិតប្រាកដម្នាក់ទៀតលេចមុខមកដែលមិនមែនជារូបគេ នៅឆ្ងាយពីភូមិគ្រឹះ Voldek កណ្ដាលព្រៃជ្រៅសំឡេងសេះកំពុងបោលយ៉ាងលឿនត្រូវបានគេឮយ៉ាងច្បាស់ បុរសវ័យក្មេងក្នុងសម្លៀកបំពាក់អភិជនកំពុងជិះសេះដ៏ខ្លាំងក្លាការវឹកហាត់របស់គេត្រូវរំខានពេលមានអ្នកបម្រើម្នាក់រត់កាត់វាលជួលមកយ៉ាងប្រញាប់ អ្នកបម្រើដកដង្ហើមញឹកញាប់ខណៈពេលដែលគេរាយការណ៍ដំណឹងតាក់ទងនឹងកូនប្រុសទី3របស់គ្រួសារ Voldek អភិជនវ័យក្មេងទីមង្ហាសេះឈប់យ៉ាងគំហុកគេមិនគួរឲ្យជឿសោះថារឿងចចាមអារាមឈួតដែលបានឮគឺជាការពិត កូនប្រុសទី4នៃត្រកូល Voldek គឺ Joshua Voldek បដិសេធមិនទទួលស្គាល់ថាបងប្រុសដ៏ល្ងងខ្លៅរបស់ខ្លួនត្រូវបានគេទទួលស្គាល់ជាបេក្ខជនថ្មីដែលអាចដណ្ដើមតំណែងជាមេគ្រួសារបានឡើយ អ្នកបម្រើបានបញ្ជាក់ថាពាក្យចចាមអារាមនោះគឺជារឿងពិតព្រះអង្គម្ចាស់ Grand Duke ទើបតែបានប្រកាសជាផ្លូវការរួចរាល់ហើយ លើពីនេះទៅទៀតម្ចាស់វ័យក្មេងលូសៀនកំពុងវឹកហាត់ដែរក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូអៃសិនផ្ទាល់តែម្ដង Joshua ខឹងសម្បាយ៉ាងខ្លាំងអស់មួយជីវិតមកនេះគេចាត់ទុកបងប្រុសខ្លួនជាមនុស្សរំខានប៉ុណ្ណោះ ការកសាងមូលដ្ឋានគ្រប់គ្រងវាកាន់តែពិបាកទៅហើយខណៈដែលត្រូវគៀបសង្កត់ដោយបងប្រុសចាស់ៗទាំងពីររបស់គេនោះ ពេលនេះសូម្បីតែបពុះអភិជាក្រិតក៏មានជំរឿថ្មីដើម្បីគ្រប់គ្រងដែរគេប្រហែលជាសប្បាយចិត្តជាងប្រសិនបើលូសៀនបន្តសំងំរលួយខ្លួនក្នុងបន្ទប់បែបនេះជារៀងរហូត អ្នកបម្រើប្រាប់ឲ្យគេប្រយ័ត្នសម្ដីតើ Joshua អាចរក្សាភាពស្ងប់ស្ងាត់បានយ៉ាងម៉េចបើកម្លាំងគ្រប់គ្រងដែលគេខំប្រមូលស្ទើរតែដាច់ខ្យល់អាចនឹងរង្គោះរង្គើគ្រប់ពេលបែបនេះ គ្រាន់តែត្រូវហៅលូសៀនថាបងប្រុសក៏ធ្វើឲ្យគេក្តៅក្រហាយទៅហើយព្រោះអាយុខុសគ្នាទៅប្រមាណខែសោះហ្នឹង ការបញ្ជាក់ថាម្ចាស់ក្មេងទី3ជាបេក្ខជនស្នងតំណែងបានរុញច្រានគេដល់ផ្លូវទាល់វាច្បាស់ជាមានវិធីមួយដើម្បីបង្ហាញពីសមត្ថភាពរបស់គេដូចគ្នាដោយសារលូសៀនទើបតែចាប់ផ្ដើមរៀនដាវគេច្បាស់ជាត្រូវការដៃគូវឹកហាត់ក្នុងពេលឆាប់ៗនេះជាជាមុនខានគេបញ្ជាឲ្យអ្នកបម្រើរៀបចំដាវមុតស្រួចមួយគូចោសួរមិនត្រូវការដាវឈើឡើយគេត្រូវការប្រើដៃថែបពិតប្រាកដ ហ៊ីគ្រាន់តែត្រូវបង្ហាញបងប្រុសទុនខ្សោយរបស់ខ្លួនថាគ្មានអ្វីផ្លាស់ប្ដូរនោះទេក្មេងនេះគិតថាខ្លួនឯងជាទូឯកឬយ៉ាងម៉េច ញាក់មកទីលានហ្វឹកហាត់វិញលូសៀនកំពុងព្យាយាមបញ្ចុះបញ្ចូលជើងឯកដាវពីគំនិតចង់ឲ្យមានសិស្សចំនួនម្នាក់ទៀតទោះបីជាត្រូវចំណាយពេលបន្តិចដើម្បីស្វែងរកបេក្ខជនឆ្នើមដែលគេបានគិតទុកក៏ដោយប៉ុន្តែទេពកោសល្យរបស់បុរសម្នាក់នោះអាចប៉ះពើសម្រាប់ការយឺតយ៉ាវនេះបានយ៉ាងស័ក្តិសម គេសន្យាថានឹងនាំយកសិស្សដែលស័ក្តិសមទទួលយកគេតំណែងរបស់លោកគ្រូអៃសិនសូម្បីតែ100ឆ្នាំទៅមុខទៀតក៏ដោយ បុរសចំណាស់មិនចង់មិនសល់ទុកនៅបន្ទុកដ៏ធ្ងន់ធ្ងរដល់ម្ចាស់វ័យក្មេងដោយអចេតនាបែបនេះឡើយ វាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់គាត់ដែលគ្មានទេពកោសល្យបែបនេះនៅតែនឹកនាដល់គាត់យ៉ាងជ្រាលជ្រៅជើងឯកដាវបានអរគុណម្ចាស់វ័យក្មេងយ៉ាងគួរសមសម្រាប់ពាក្យសម្ដីល្អៗនិងការស្នើសុំនេះ
ដោយការរំពឹងសំណាងរបស់លូសៀនប្រកាសជាស្ដាប់ទៅដោយរឿងអត់បានការសម្រាប់ជើងចាស់រូបនេះសូម្បីអ្នកកាន់ដាវល្បីៗក៏គាត់មិនចាប់អារម្មណ៍ផង ជារឿងធម្មតាទេដែលលោកគ្រូអៃសិនសង្ស័យលើការអះអាងរបស់លូសៀនដែលថានឹងរកបានអ្នកមានទេពកោសល្យស្មើនឹងគាត់នោះ ទោះជើងឯកដាវបដិសេធគំនិតនេះក៏ម្ចាស់វ័យក្មេងនៅតែមានបំណងធ្វើវាឲ្យបានប្រសិនបើរាងកាយរបស់លូសៀនជាកដោពីសួរយាដែលជើងឯកដាវទទួលស្គាល់វាច្បាស់ជាមាននរណាម្នាក់ផ្សេងទៀតដែលមានសក្តានុពលអាចប្រកួតប្រជែងជាមួយគេបាន កាលពីអតីតកាលទោះមានរាងកាយទន់ខ្សោយនិងខ្វះការវឹកហាត់ក្បាច់ដាវត្រឹមត្រូវក្តីក៏គេស្គាល់បុរសម្នាក់ដែលអាចសម្លាប់កងទ័ពអសវិនប្រដាប់អាវុធពេញលេញរាប់សិបនាក់ត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះ តាមរយៈសុភាវគតិនិងទេពកោសល្យពីកំណើតគេបានខ្លាយជាតំណាងនៃដាវដែលបោកសម្អាតគ្រប់សមរភូមិប្រយុទ្ធ មុខដាវរបស់គេបានភ្លុកឈាមសត្រូវរាប់មិនអស់ទោះបីជាមានភាពទន់ខ្សោយតាមពីកំណើតក៏ដោយបុរសដែលលូសៀនគោរពយ៉ាងខ្លាំងគឺបិសាចដាវហ្វីលិកម្ចាស់វ័យក្មេងបានសម្លឹងឃើញបំណងចង់យកហ្វីលិកមកធ្វើជាកូនចៅរួចទៅហើយ ប្រសិនបើបានវឹកហាត់គ្រប់គ្រាន់គេអាចខ្លាយជាអ្នកបម្រើដ៏រឹងមាំបំផុតរបស់គេវាស័ក្តិសមណាស់ក្នុងការនាំគេមកក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូអៃសិននោះ ទោះជារឿងគេដំណើរយ៉ាងណាក៏ដោយការវឹកហាត់ផ្ទាល់ខ្លួនរបស់លូសៀនក៏មិនអាចយឺតយ៉ាវបានដែរជើងឯកដាវបានយកទីមង្គលដាវចេញមកហើយហុចដាវឈើមួយឲ្យគេមុនពេលចាប់ដើមរៀនក្បាច់ដាវជាផ្លូវការបរិសុទ្ធចំណាស់ម្នាក់នេះចង់ដឹងថាសមត្ថភាពរបស់លូសៀនពេលនេះនៅកម្រិតណាឲ្យប្រកបវាយទៅលើទីមង្គឈើគេត្រូវកាប់ប្រឆោកាប់ផ្ដេកនិងកាប់ប្រឆាត់តាមលំដាប់លំដោយកុំឲ្យខុសដោយសារគេធ្លាប់មានបទពិសោធន៍តាំងសមាធិការគ្រប់គ្រងម៉ាណាគួរតែជារឿងងាយស្រួលបំផុតសម្រាប់ការវាយប្រហារចុងក្រោយទេវតាដាវចង់ឃើញលូសៀនបញ្ចេញកម្លាំងឲ្យអស់ពីសមត្ថភាពជាមួយនឹងការវាយប្រហារសម្លាប់ដែលបញ្ចូលដោយម៉ាណាការកាន់ដាវលើកដំបូងក្នុងរាងកាយថ្មីនេះគឺជាអារម្មណ៍ដ៏ចម្លែកមួយគេត្រូវតែប្រមូលអារម្មណ៍គ្រប់គ្រងកម្លាំងរបស់ខ្លួនឯងក្នុងកម្រិតណាមួយសិនសំណាងល្អលូសៀនពីមុនធ្លាប់បានរៀនដាវតាំងពីក្មេងចាប់កាន់ដាវឈើយ៉ាងណែនក្នុងដៃគេសម្លឹងផ្ដោតទៅលើទីមង្គឈើនោះកែវភ្នែករបស់គេប្រែជាមុតស្រួចហើយសាច់ដុំពេញរាងកាយក៏តានតឹងឡើងដោយប្រើយ៉ាងស្ទាត់នៅកម្លាំងនិងបច្ចេកទេសគេបានកាប់បញ្ឈរចុះក្រោមយ៉ាងសាហាវបំផុតគេបន្តវាយប្រហារផ្ដេកយ៉ាងរលូនភ្លាមៗពីក្រោយការកាប់ដ៏ល្អឥតខ្ចោះនោះដើម្បីបញ្ចប់ស្នៀតទាំង3ជ្រុង ការកាប់បញ្ឈិតដ៏កាចសាហាវបានបញ្ចប់ការវឹកហាត់ជាមូលដ្ឋានទីបំផុតគេចាប់ផ្ដើមរៀបចំស្នៀតវាយប្រហារដែលទេវតាដាវចង់ឃើញបំផុតហើយលូសៀនបានបញ្ចូលម៉ាណាដ៏បរិសុទ្ធរបស់គេទៅក្នុងដាវធ្វើឲ្យដាវឈើមួយនេះរឹងនិងមុតស្រួយដូចជាដែកថែមអញ្ចឹងភ្នែករបស់គេសម្លឹងមើលគន្លងនៃការវាយប្រហារយ៉ាងច្បាស់លាស់បំផុតគេសម្លឹងមើលទីមង្គឈើហាក់បីដូចជាវាចម្ពាក់លួយគេមិនសងអញ្ចឹងក្រវីដាវឈើពីក្រោមឡើងទៅលើគេបានកាត់ផ្ដាច់ក្បាលទីមង្គនោះពីចង្អៃតែម្ដងការវាយប្រហារផ្ដាច់ជីវិតមួយនេះធ្វើឲ្យបរិយាកាសស្ងាត់ជ្រងំពេលដែលក្បាលទីមង្គឈើធ្លាក់ទង្គិចទៅលើកម្រាលឥដ្ឋត្រឹមតែ4ដាវប៉ុណ្ណោះគេបានបង្ហាញទេវតាដាវឲ្យឃើញពីភាពសាហាវរបស់គេត្រូវចំណាយកម្លាំងនិងអារម្មណ៍ទាំងអស់ដើម្បីបញ្ចេញក្បាច់នេះឲ្យបានល្អដោយសារតែនេះជាលើកទី1ដែលប្រើប្រាស់រាងកាយថ្មីដល់កម្រិតកំណត់គេមានអារម្មណ៍ថាមិនសូវពេញចិត្តទេតែវាមិនអន់ឡើយសម្រាប់អ្នកទើបតែចាប់ផ្ដើម លូសៀនឆ្លើយថាតើលោកគ្រូអៃសិននឹងទាមទារច្រើនជាងនេះទៀតឬអត់គួរឲ្យភ្ញាក់ផ្អើលបរិសុទ្ធចំណាស់នៅតែធ្វើមុខស្ងួតដដែលគាត់សើចតិចតិចរួចទទួលស្គាល់ថាលោកម្ចាស់វ័យក្មេងពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលម្ដងទៀតហើយប៉ុន្តែបើនិយាយពីទម្រង់វាយប្រហារវិញគាត់ចាត់ទុកថាវាពិតជាកំសត់មើលមិនយល់តែម្ដងលោកម្ចាស់ក្មេងគិតថាខ្លួនរៀបនឹងទទួលបានការសរសើរទៅហើយតែបែរជាទទួលបានពាក្យឌៀមដាមយ៉ាងចាក់ដោតទៅវិញលោកគ្រូអៃសិនមិនដឹងពីមូលហេតុទេប៉ុន្តែលូសៀនគឺពោពេញទៅដោយទម្លាប់អាក្រក់រាប់មិនអស់នៅពេលក្រវីដាវវាហាក់ដូចជាគេមិនធ្លាប់រៀនពីគោលការណ៍ស្នូលនៅមូលដ្ឋានគ្រឹះនៃក្បាច់ដាវតតែសោះនិយាយឲ្យស្រួលស្ដាប់គេក្រវីដាវដូចជាទាហានស៊ីឈ្នួលដែលត្រឹមតែចង់រស់រានមានជីវិតប៉ុណ្ណោះគេផ្ដោតទៅលើតែកម្លាំងនិងល្បឿនពេកហើយតលយភាពរវាងរាងកាយនិងម៉ាណារបស់គេគឺខុសចង្វាក់គ្នាដោយសារហេតុផលទាំងនេះទើបភាពមុតស្រួយនៃដាវត្រូវថយចុះហើយចន្លោះប្រហោងធំៗក៏លេចឡើងរាល់ពេលធ្វើចលនាលើពីនេះទៅទៀតគេប្រើពេលយូរគួរឲ្យខ្មាស់អៀនក្នុងការបញ្ចូលម៉ាណាទៅក្នុងដាវសម្រាប់ការវាយប្រហារចុងក្រោយមើលតាមការគិតរបស់លូសៀនគេបញ្ចូលម៉ាណាទៅក្នុងមុខដាវយ៉ាងយូរបំផុតត្រឹមតែ1ឬ2វិនាទីប៉ុណ្ណោះគេត្រូវតែដឹងថាភាពកំសោយ1ឬ2វិនាទីនេះគឺជាពេលវេលាដ៏យូរគ្រប់គ្រាន់សម្រាប់គូប្រកួតដែលខ្លាំងក្នុងការកាត់យកក្បាលរបស់គេបានបើជាទេវតាដាវវិញគាត់ត្រូវការពេលតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះដើម្បីកាត់ក្បាលលោកម្ចាស់វ័យក្មេងឲ្យដាច់សម្រាប់មេរៀនទី1នេះលូសៀនត្រូវចាប់ផ្ដើមយល់ពីតម្លៃនៃពេលវេលានៅក្នុងការប្រយុទ្ធពេលវេលាដ៏ខ្លីនោះអាចជាកត្តាកំណត់រវាងជ័យជំនះឬក៏សេចក្តីស្លាប់បានគេថែមទាំងមិនដឹងថាបរិសុទ្ធចំណាស់នេះបានធ្វើចលនាពីពេលណាផងរហូតដល់តែចុងដាវឈើនោះមកប៉ះនឹងករបស់លូសៀនបាត់ទៅហើយលូសៀនចាប់ផ្ដើមដឹងខ្លួនថាការតស៊ូវាមានកម្រិតលំបាករបស់វាគេពិតជាល្ងងមែនគេអាចនឹងត្រូវស្លាប់ជាលើកទី2ដោយមិនដឹងខ្លួនផងគេរវល់តែសប្បាយនឹងជីវិតដ៏ផ្អែមល្ហែមក្នុងញឹមជាលោកម្ចាស់វ័យក្មេងពេកទៅធ្វើឲ្យគេធ្វើប្រហែលបែបនេះដោយក្តីស្មោះត្រង់បំផុតលូសៀនបានបដិញ្ញាចិត្តចងចាំមេរៀនដ៏មានតម្លៃនេះហើយខិតខំកែប្រែទម្លាប់អាក្រក់និងផ្នត់គំនិតរបស់ខ្លួនជាមុនសិនលោកគ្រូអៃសិនបានរំលឹកយ៉ាងឆ្លៀសវៃថាទោះបីជាមានរាងកាយពិសេសពីកំណើតក៏មិនប្រកាសថាអស្ចារ្យដែរគេមិនអាចយកឈ្នះអ្នកប្រើប្រាស់ម៉ាណាដែលពោពេញដោយបទពិសោធន៍ដោយពឹងផ្អែកតែលើកម្លាំងបាយតែមួយមុខនោះទេភាពបញ្ចុះសម្រុងគ្នារវាងរាងកាយនិងម៉ាណានឹងនាំឲ្យខាត់បងធម្មពលអត់ប្រយោជន៍វាបង្កើតជាចន្លោះប្រហោងហើយទាញយកគ្រោះថ្នាក់មកដាក់ខ្លួនដើម្បីទាញយកធម្មពលពិតប្រាកដរបស់ដាវកម្លាំងខាងក្នុងនិងខាងក្រៅត្រូវតែច្របាច់បញ្ចូលគ្នាជាលំហូរតែមួយធម្មពលពិតកើតចេញពីភាពស៊ីសង្វាក់គ្នានោះឯងដើម្បីជាការបង្ហាញបរិសុទ្ធចំណាបានបញ្ចេញស្នៀតវាយប្រហារដ៏សាមញ្ញមួយលឿនដូចផ្លេចបន្ទោទៅលើទីមង្គឈើដំបងឡើយការវាយប្រហាររបស់គាត់ហាក់ដូចជាមិនបានបន្សល់ទុកស្នាមឆ្កួតសូម្បីតែបន្តិចនៅលើទីមង្គតែភ្លាមៗនោះទីមង្គទាំងមូលក៏បានផ្ទុកបែកជាបំណែកតូចៗរាប់លានខ្ទាតពេញទីថ្លាវឹកហាត់តែម្ដងនេះហើយគឺជាផ្លូវក្បាច់ដាវដែលលោកម្ចាស់វ័យក្មេងត្រូវតែដើរចាប់ពីពេលនេះតទៅ
ប្រមាណថ្ងៃបានកន្លងផុតទៅចាប់តាំងពីការវឹកហាត់លើកដំបូងរបស់ពួកគេលោកគ្រូនិងសិស្សបានផ្លាស់ប្ដូរពីការហាត់ជាមួយទឹកមងមកជាការប្រកួតស៊ីសាច់ហុតឈាមវិញម្ដង ខណៈពេលដែល Lucian វិញចេញកម្លាំងវាយប្រហារឲ្យពីសមត្ថភាពលោកគ្រូ Aizen គ្រាន់តែប្រើដៃម្ខាងដើម្បីទប់ទល់យ៉ាងងាយស្រួល ទោះបីជាមានប្រៀបជាងក៏ដោយបរិយាចំណាស់នៅតែបន្តបង្រៀនគេដោយរួមបញ្ចូលទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងជានិច្ច ក៏តែងតែរំលឹកលោកម្ចាស់វ័យក្មេងថាលំហូរនៃម៉ាណាមិនត្រូវឲ្យដាច់ក្តារទីនោះទេ ការវឹកហាត់រាងកាយធ្វើឲ្យចលនាកាន់តែរហ័សរហួនគោលដៅចម្បងគឺឈានដល់កម្រិតគ្រប់គ្រងម៉ាណាដោយសភាវគតិដូចជាការដកដង្ហើមអញ្ចឹង ស្របពេលដែលប្រើម៉ាណាដើម្បីពង្រឹងរាងកាយទីប្រចាំគេក៏ត្រូវរក្សាធម៌ពលឲ្យបានគ្រប់គ្រាន់ដើម្បីបង្វែរទៅកន្លែងផ្សេងភ្លាមៗនៅពេលចាំបាច់ផងដែរ ប្រសិនបើគេអាចបដោតអារម្មណ៍ចំគោលដៅនិងចំពីវេលាល្អនោះ Lucian នឹងក្លាយជាអ្នកខ្លាំងដែលគ្មានអ្នកណាអាចបញ្ឈប់បានឡើយ ដោយប្រមូលផ្ដុំរកក្បិតដែលបរិយាបានបង្រៀនប្រហែលថ្ងៃមុននេះលោកម្ចាស់វ័យក្មេងបានវាយប្រហារយ៉ាងអង់អាចពីខាងលើតែចុងក្រោយនៅតែត្រូវរៀបរៀងបានម្ដងទៀត លោកគ្រូ Aizen ចេះតែនិយាយមិនឈប់ពីរឿងតម្រឹមធាតុឲ្យស៊ីចង្វាក់គ្នានឹងវិញ្ញាណដៅខណៈដែលគាត់កំពុងវាយបំបាក់សិស្សរបស់ខ្លួនយ៉ាងងាយស្រួលក្នុងការប្រកួតនេះ ការទប់ដៅដ៏ល្អអត់ខ្ចោះបានធ្វើឲ្យ Lucian ហោះខ្ទាតទៅម្ខាងទៀតនៃទីលានប្រកួត ទៅចង់ស្ទុះទៅវាយបុរសចំណាស់នេះម្ដងទៀតប៉ុន្តែភាពនឿយហត់ពីការប្រឹងប្រែងវាយបន្តបន្ទាប់គ្នាបានធ្វើឲ្យគេអស់កម្លាំងរលីង ពេលគេកំពុងប្រឹងដកដង្ហើមទេវតាដាវបានបញ្ចូលម៉ាណាទៅក្នុងដាវឈើរបស់គាត់ហើយបញ្ជាឲ្យសិស្សដកកំសត់ការពារខ្លួនឲ្យអស់ពីសមត្ថភាព លើកនេះលោកគ្រូ Aizen ចង់បង្កើនកម្រិតនៃការប្រកួតរបស់ពួកគេបន្តិចទៀត Lucian ត្រូវកញ្ញាលបឿននឹងកន្លងរបស់សត្រូវរួចឆ្លើយតបជាមួយនឹងកម្លាំងដ៏ជាក់លាក់ដើម្បីវាយបកវិញ ដោយគ្មានពេលគ្រប់គ្រាន់ដើម្បីគិតទេវតាដាវក៏ស្ទុះទៅរកគេក្នុងលបឿនយ៉ាងលឿនដូចផ្លេចបន្ទោ ម្ចាស់វ័យក្មេងរក្សាភាពស្ងប់ស្ងាត់ហើយនឹកឃើញការបង្រៀនរបស់គ្រូគេត្រូវតែរួមបញ្ចូលគ្នាជាមួយធម្មជាតិដូចជាទឹកហូរអញ្ចឹង តាមរយៈវិធីនេះគេប្រហែលជាអាចបិទគម្លាតចន្លោះប្រហោងនៃក្បាច់ដាវរបស់សត្រូវមិនខាន បន្ទាប់គឺការកាត់បន្ថយការខ្ជះខ្ជាយកម្លាំងដើម្បីបញ្ចេញធម៌ពលឲ្យបានខ្លាំងបំផុតគេមិនត្រូវភ័យស្លន់ស្លោឡើយហើយភ្នែកត្រូវសម្លឹងទៅមុខជានិច្ច មេរៀននេះបានដកជាប់ក្នុងខ្លួននឹងចិត្តរបស់គេទីបំផុតបានហួចផ្លែផ្កាខណៈដែលគេបញ្ចូលម៉ាណាទៅក្នុងដាវឈើយ៉ាងរហ័សមិនធ្លាប់មាន ដោយទប់ទល់ការវាយប្រហារដល់សាហាវរបស់លោកគ្រូ Aizen ក្នុងមុំនិងពេលវេលាដ៏ត្រឹមត្រូវគេអាចទប់ដាវដែលតម្រង់មកក្បាលរបស់គេបានយ៉ាងជោគជ័យ ជាលើកទី1ចាប់តាំងពីគេចាប់ផ្ដើមរៀនក្បាច់ដាវត្រឹមត្រូវមកគេលែងមានអារម្មណ៍ថាអស់សង្ឃឹមទៀតហើយ ម៉ាណាដ៏ល្អឥតខ្ចោះរបស់កម្ពុជាទេពកោសលនិងធម៌ពលដ៏ខ្លាំងក្លារបស់ទេវតាដាវបានប៉ះទង្គិចគ្នា លោកគ្រូ Aizen តការប៉ះទង្គិចនេះខណៈកំពុងវិតម្លៃម្ចាស់វ័យក្មេងពេលឃើញគ្រប់គ្រាន់ហើយគាត់ក៏ដកដាវឈើចេញថ្នមៗដើម្បីកាត់បន្ថយកម្លាំងសង្កត់ គាត់បានសម្រេចចិត្តបញ្ចប់ការវឹកហាត់នៅត្រឹមនេះពេលនេះ Lucian ត្រូវចងចាំអារម្មណ៍ដែលគេទទួលបាននៅថ្ងៃនេះឲ្យកប់ជ្រៅក្នុងក្រអៅបេះដូង បើគេអាចធ្វើបានគេនឹងក្លាយជាអ្នកប្រើដាវលំដាប់កំពូលម្ចាស់វ័យក្មេងសាច់ទាំងស្ងួតការណែនាំរបស់បរិយាចំណាស់នេះនិយាយស្រួលជាងធ្វើគុំសង្ឃឹមថានឹងចងចាំអារម្មណ៍នេះដល់ក្នុងព្រលឹងអីគេថែមទាំងមិនអាចដឹងពីអារម្មណ៍ជឿងខ្លួនឯងផងដែលធ្វើឲ្យគេដួលយ៉ាងដំណាំ អស់កម្លាំងរលីងពីការហ្វឹកហាត់ដ៏ខ្លាំងក្លានេះម្ចាស់វ័យក្មេងបានអរគុណគ្រូរបស់ខ្លួនពីក្អោបបេះដូងនៅជុំវិញពួកគេទីលានប្រកួតត្រូវបានបំផ្លាញអស់មួយផ្នែកទៅហើយ សប្តាហ៍ថ្ងៃនេះកម្មករតែងតែត្រូវហៅមកជួសជុលការខូចខាតនៅលើទីលានហ្វឹកហាត់រាល់ពេលដែលកម្មករមកដល់កន្លែងនេះមើលទៅកាន់តែយ៉ាប់យឺនទៅ ពួកគេនឹកស្មានមិនដល់ទេថាម្ចាស់វ័យក្មេងបានវឹកហាត់របៀបណាទើបបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញដល់កម្រិតនេះ ទើបតែប្រកួតជាមួយទេវតាដារួច Lucian ត្រូវអង្គុយសម្រាប់មួយផ្លែតសិនដើម្បីសង្គ្រោះកម្លាំងពីការវាយសម្រុកដ៏សាហាវនេះគេគ្រាន់តែមានអារម្មណ៍ត្រេកអរដែលនៅរស់រានមានជីវិតពីការហ្វឹកហាត់ថ្ងៃនេះ នរណាទៅនឹកស្មានថាវិធីសាស្ត្រដ៏តឹងរ៉ឹងរបស់បរិយាចំណាស់នេះអាចលុបបំបាត់ទម្លាប់អាក្រក់មួយជីវិតដែលគេធ្លាប់មានតាំងពីសម័យធ្វើជាទាហានស៊ីឈ្នួលទៅ ប្រសិនបើការត្រូវគេធ្វើបាបរាល់ថ្ងៃនៅក្នុងទីលានគឺជាផ្លូវដែលជួយលុតដំគេឲ្យខ្លាំងជាងមុនគេក៏យល់ព្រម ការជឿចាប់គ្រាន់តែជួយពន្លឿនការយល់ដឹងរបស់គេប៉ុណ្ណោះកាន់តែបានហាត់ជាមួយលោកគ្រូ Aizen គេកាន់តែមានការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទេវតាដាវរូបនេះ បុរសចំណាស់នេះតែងតែបង្កើតស្ថានភាពគ្រោះថ្នាក់តម្រូវតាមកម្រិតជំនាញរបស់ម្ចាស់វ័យក្មេងដើម្បីឲ្យគេបញ្ចេញបដកម្មតបតវិញយ៉ាងល្អអស្ចារ្យរួមជាមួយនឹងការណែនាំដ៏មុតស្រួច Lucian ដឹងច្បាស់ថាអ្វីដែលលោកគ្រូ Aizen ធ្វើគឺនិយាយស្រួលជាងធ្វើឆ្ងាយណាស់គាត់អាចអានចលនារាងកាយសិស្សរបស់គាត់បានយ៉ាងត្រឹមត្រូវនិងជាប់លាប់ គ្រាន់តែទុកចិត្តបដោះរាងកាយឲ្យវឹកហាត់តាមការបង្រៀនរបស់គាត់នោះគេនឹងអាចមើលឃើញភាពរីកចម្រើនជារៀងរាល់ថ្ងៃជាមិនខាន រហូតមកដល់ពេលនេះ Lucian ធ្លាប់គិតថាអាចកំបាំងនៃក្បាច់ដាវដ៏អស្ចារ្យគឺការប្រឹងប្រែងហ្វឹកហាត់ឥតឈប់ឈរដើម្បីឡើងកម្រិត គេមិនដែលគិតអំពីតុល្យភាពការរក្សាកម្លាំងនិងលំហូរដោយពេលនេះទេចំណុចដ៏សំខាន់បំផុតនៃដំណើរការនេះគឺមាននៅក្នុងខ្លួនគេរួចទៅហើយ ប្រសិនបើគេបានដឹងពីការបង្រៀនទាំងនេះក្នុងជីវិតមុនរបស់គេអ្វីច្បាស់ជាខុសប្លែកពីនេះមិនខាន ក្នុងការប្រកួតចុងក្រោយរបស់គេទល់នឹងអាគារមានបញ្ជាការដាវរបស់គេប្រហែលជាអាចចាក់ទៅដល់បរិយាម្នាក់នោះបាន សូម្បីតែពេលនេះគេនៅតែចងចាំយ៉ាងច្បាស់ពីសេចក្តីស្លាប់និងការបរាជ័យរបស់ខ្លួនបើគិតរៀបចំការប្រកួតក្នុងខួរក្បាលឡើងវិញគេច្បាស់ជាមិនស្លាប់ដោយងាយៗនោះទេ គេប្រហែលជាអាចធ្វើឲ្យមេបញ្ជាការនោះភ្ញាក់ផ្អើលជាមួយនឹងការយល់ដឹងអំពីក្បាច់ដាវកាន់តែស៊ីជម្រៅជាងមុនថែមទៀតផង ស្លាកស្នាមនៃការបរាជ័យដ៏អាម៉ាស់នោះនៅតែដកជាប់ក្នុងក្បាល Lucian ពេលនេះកម្លាំងរបស់គេបានធូរស្បើយហើយគេគិតថាបើឈប់ហ្វឹកហាត់ត្រឹមនេះគឺពិតជាគួរឲ្យស្ដាយណាស់ ប្រសិនបើគេអាចស្វែងរកគូប្រកួតដែលស័ក្តិសមនៅក្បែរនេះគេប្រហែលជាអាចវាស់ស្ទង់ភាពរីកចម្រើនរបស់ខ្លួនជាមួយសត្រូវដែលស័ក្តិសមនោះបាន ព្រះពុទ្ធជាតាមតនចិត្តមែនព្រមប្រោរបស់គេឈ្មោះ Joshua Valdez បានដើរចូលមកក្នុងទីលានហ្វឹកហាត់ដោយមានអ្នកបម្រើម្នាក់ដើរតាមពីក្រោយ ដោយមិនខ្វល់ពី Lucian Joshua បានទៅគោរពលោកគ្រូ Aizen ក្មេងនេះមានមុខក្រាស់ហ៊ានតាំងខ្លួនជាសិស្សរបស់ទេវតាដាវដោយគ្មានអ៊ីនខ្មាស់ ទេវតាដាវនៅតែរក្សាភាពរាក់ទាក់ហើយបានសួរពីមូលហេតុដែលម្ចាស់វ័យក្មេងទី4មកលេងដោយមិនបានប្រាប់មុន គាត់បានប្រាប់ចុះសួរយ៉ាងគួរសមឲ្យត្រឡប់មកថ្ងៃក្រោយវិញព្រោះគាត់កំពុងរវល់ជាមួយការហ្វឹកហាត់របស់ម្ចាស់វ័យក្មេង Lucian
អ្នកបម្រើរបស់ក្មេងក្បាលរឿងនេះមិនអាចខាត់ម្ចាស់វ័យក្មេងរបស់ខ្លួនមិនឲ្យសម្រុកចូលមកនិងដណ្ដើមយកការចាប់អារម្មណ៍បានទេ ចុះស្វបាននិយាយផ្លែផ្កាថាដោយសារតែបងប្រុសរបស់គេបានតាំងចិត្តហ្វឹកហាត់ទៅហើយ គេគ្រាន់តែមកទីនេះដើម្បីជួយហ្វឹកហាត់ក្នុងនាមជាប្អូនប្រុសដែលមានបទពិសោធន៍ខាងក្បាច់ដាវច្រើនជាងប៉ុណ្ណោះ មើលតាមស្នាមញញឹមដ៏គួរឲ្យខឹងរបស់អាក្មេងនេះវាច្បាស់ណាស់ថាគេគ្រាន់តែនិយាយអួតប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយលូសៀនពិតជារីករាយណាស់ គូប្រកួតដ៏ល្អឲ្យឆោបានមកដល់ហើយទីបំផុតគេអាចបន្តការឈឺចាប់ដែលគេបានរងទុកប្រមាណថ្ងៃមកនេះទៅឲ្យអ្នកផ្សេងបានហើយគ្រូដាវឯកបានត្រឹមឈរថ្មឹងឆ្ងល់នឹងសំណើភ្លាមៗរបស់នាយក្មេងទី4តើក្មេងនេះអាចជួយការហ្វឹកហាត់របស់លូសៀនបានយ៉ាងម៉េចទៅជូសូអាសង្ការញញ៉ាប្រកួតជាមួយបងប្រុសដើម្បីស្ទាបសួងមើលកម្រិតចំណេញរបស់ពួកគេក្នុងការប្រើប្រាស់ចរន្តម៉ាណាក្នុងការប្រយុទ្ធជាក់ស្ដែងស្នាមញញឹមគេមើលទៅស្លូតត្រង់ណាស់តែអ្នកមានខួរក្បាលបន្តិចបន្តួចច្បាស់ជាដឹងថាគេកំពុងរៀបចំផែនការអាក្រក់នៅពីក្រោយវាមិនខាន គេថែមទាំងអះអាងថាដោយសារពេលវេលាមិនអំណោយផលពួកគេគ្មានពេលស្និទ្ធស្នាលក្នុងនាមជាបងប្អូនតតែសោះ បើមិនឆ្លៀតពេលអ្នកទាំងពីរទម្លេដោយពេលនេះទេច្បាស់ជាពិបាករកឱកាសបែបនេះម្ដងទៀតណាជូសូអាដឹងថាសំណើគេនេះអាចមើលទៅមិនសមរម្យតែគេគ្រាន់តែជាប្អូនប្រុសដែលចង់សាក់លបងកម្លាំងជាមួយបងប្រុសបន្តិចបន្តួចប៉ុណ្ណោះ លូសៀនស្ទើរតែទប់សំណោចមិនបានពេលឮចូលសូអាយក៏លែបែបនេះកូនចៅត្រកូលនេះពិតជាមានដងខាងប្រៅវោហាស័ព្ទមែន លើក្មេងនេះយកភាពសិនស្នាជាបងប្អូនមកធ្វើជាលេះពិតជាគួរឲ្យចង់សើចមែនជូសូអាលីកមុខមកភ្លាមព្រមទាំងកាន់ដាស់ពិតមកតទល់ជាមួយបងប្រុសដែលមិនទាន់បានរៀនដាវពេញមួយសប្តាហ៍ស្រួលផងវាជារឿងគួរឲ្យខ្មាស់អៀននិងច្បាស់កន្លែងពេកហើយព្រោះគោលដៅគេគឺចង់កំទេចគូប្រជែងដើម្បីពង្រឹងអំណាចខ្លួនឯងសោះនឹងដោយយកលេសថាចង់ជួយបងប្រុសគេគិតថាអាចលុកដៃចូលក្នុងរឿងនេះបានយ៉ាងងាយបើគ្រូដាវឯងចូលរួមមើលការប្រកួតនេះវាសឹងតែអាចកំណត់លទ្ធផលទៅហើយគេឈ្មោះលូសៀនធ្លាក់ចុះខ្លាំងពេករហូតដល់ក្មេងខ្ចីដែលទើបតែដុះរោមក៏ហ៊ានមកចង់ជន់ក្បាលគេដែរនេះក្មេងដឹងច្បាស់ពីចំហរបស់លោកហៃសែនក្នុងសង្គ្រាមដណ្ដើមតំណែងនេះជូសូអាទើបតែរុញបរិះចំណាស់នេះឲ្យធ្លាក់ចូលក្នុងស្ថានភាពដ៏ពិបាក ដើម្បីកុំឲ្យរឿងនេះប៉ះពាល់ដល់គ្រូរបស់ខ្លួនលូសៀនក៏សម្រេចចិត្តទទួលយកសំណើរបស់ប្អូនប្រុសតែម្ដងដំបូងឡើយគេធ្វើជាល្ងងហើយសរសើរប្អូនពៅប្រចាំតកូលថាមានបេះដូងល្អនិងគួរឲ្យគោរពបន្ទាប់មកគេក៏វាយបកទៅលើសម្ដីរបស់ជូស៊ូអាវិញគេមិនអាចមើលរំលងចរិតដ៏ស្អុយរលួយបែបនេះបានទេ ពាក្យសម្ដីឈួតឡប់បែបនេះមិនអាចប្រើនៅក្នុងផ្ទះនេះបានឡើយវាជារឿងដែលមិនអាចលើកលែងឲ្យបានទាល់តែសោះដើម្បីអប់រំកូនងាយមិនទាន់ផ្ដាច់ដោះរបស់ត្រកូលដោយផ្ទាល់ដៃលូសៀនសុកចិត្តបោះជំហានចូលទីលានប្រកួត យ៉ាងណាមិញថ្ងៃនេះជាថ្ងៃចុងក្រោយដែលគេព្រមបណ្ដោយតាមចរិតក្មេងៗបែបនេះគេនឹងមិនអត់ទោសឲ្យក្មេងនេះទេបើហ៊ានធ្វើឲ្យលោកអៃសែនពិបាកចិត្តម្ដងទៀតគ្រូដាវឯកដឹងច្បាស់ថាសិស្សរបស់គាត់មើលធ្លុះពីបំណងពិតរបស់ជូស៊ូអាហើយសម្រេចចិត្តប្រឈមមុខដាក់គ្នាត្រង់តែម្ដងទីបំផុតឈាមជោនៅតែជាឈាមជោលោកអៃសែនបានអនុញ្ញាតឲ្យពួកគេប្រកួតគ្នាដោយសេរីតែនេះជារឿងលើកចុងក្រោយយ៉ៃប្រសិនបើគាត់មើលទៅការប្រកួតនេះគ្រោះថ្នាក់ពេកគាត់នឹងចូលទៅបំបែកពួកគេចេញភ្លាម តែនេះក្មេងទី4និងទី3សន្យាថានឹងចងចាំច្បាប់របស់គ្រូដាវអេជានិច្ច លូសៀនអងឯកក្បាលជូសូអាថ្នមទាំងសង្ឃឹមថានឹងមានការប្រកួតដ៏ល្អជាមួយប្អូនពៅឯនាយក្មេងទី4សៅបែបសិបនិមិត្តព្រមទាំងតបវិញទាំងគំនុំគុំគួនក្នុងចិត្តអ្នកប្រយុទ្ធទាំងពីរឡើងលើសង្វៀនប្រឈមមុខដាក់គ្នាដោយមានគ្រូដាវឯកជាអាញាកណ្ដាលគាត់រំលឹកក្មេងៗថាការប្រកួតនេះមិនមែនដើម្បីធ្វើឲ្យរបួសទេតែគ្រាន់តែសាក់លបងដើម្បីបញ្ជាក់ពីអ្វីដែលពួកគេបានរៀនប៉ុណ្ណោះ លូសៀនត្រូវចាត់ទុកការប្រកួតនេះជាការរៀនសូត្រព្រោះនេះជាការប្រកួតផ្លូវការលើកដំបូងរបស់គេចំណែកឯជូស៊ូអាវិញត្រូវមានការទទួលខុសត្រូវក្នុងនាមជារៀមច្បងដែលបានហាត់ដាវមុនគេ បរិយាចំណាស់សូមឲ្យពួកគេប្រកួតដែលមិនត្រូវធ្វើឲ្យខូចកិត្តិយសរបស់ត្រកូលវ៉ាល់ដេកឡើយ ដើម្បីបញ្ជាក់ថាត្រៀមរួចរាល់បងប្អូនទាំងពីរក៏ដកដាវចេញមករួចកាន់ដងដាវរៀងៗខ្លួនយ៉ាងណែននាយកក្មេងទាំងពីរសម្លឹងមុខគ្នាយ៉ាងមុតស្រួយជូស៊ូអាមិនសមនឹងលូសៀនដែលធ្វើខ្លួនជាបងប្រុសហើយហ៊ានចេញមុខការពារខ្លួនឯងបែបនេះទេរាល់ពេលដែលគេបញ្ជាក់ថាគេជាបងជូស៊ូអាតែងតែទទួលរងការឈឺចាប់ផ្លូវចិត្តជានិច្ច គេពិតជាទទួលយកមិនបានទេដែលគម្លាតត្រឹមប្រមាណខែធ្វើឲ្យអាមួយនេះខ្លាចជាបងប្រុសរបស់គេយ៉ាងហោចណាស់គេក៏ឆ្លងកាត់រឿងលំបាកនេះរួចហើយដែរគេបានចូលមកពាក់ព័ន្ធឲ្យបិទមាត់លូសៀនបាននៅចុងបញ្ចប់នៃការប្រកួតនៅក្នុងគំនិតរបស់ជូស៊ូអានេះមិនមែនជារឿងអ្នកណាកើតមុននោះទេតែជារឿងអ្នកណាមានទេពកោសល្យពិតប្រាកដមកដល់ពេលនេះគេសឹងតែលាក់ភាពស្អប់ខ្ពើមនិងភាពកាច់សាហាវមិនចិត្តទៅហើយគេបង្ហាញទៅមុខខឹងសម្បាសូម្បីតែសត្រូវសួរពុយក៏មិនធ្វើដាក់គ្នាបែបនេះដែរដោយប្រមូលអារម្មណ៍ទាំងស្រុងទៅលើដាវដែកនៅក្នុងដៃលូសៀនមានអារម្មណ៍ថាសាំជាមួយភាពត្រជាក់និងទងន់ដ៏ធ្ងន់របស់វាមានរយៈពេល2ខែមកហើយក្នុងមួយជីវិតនេះដែលគេមិនបានកាន់អាវុធពិតបើត្រឡប់ទៅចំនួនគេធ្វើជាធានស៊ីឈ្នួលវិញគេច្បាស់ជាប្រើល្បិចកខ្វក់គ្រប់សពបែបយ៉ាងដើម្បីយកឈ្នះកូនក្មេងអភិជននេះមិនខាន តែថ្ងៃនេះគេនឹងប្រយុទ្ធយ៉ាងអង់អាចឲ្យស័ក្តិសមជានាយក្មេងទី3នៃត្រកូលវ៉ាឡិក ប្រសិនបើក្នុងពេលប្រយុទ្ធគេច្រឡំប្រើបច្ចេកទេសដាវដែលគេរៀនពីជាតិមុនបរិះចំណាស់នោះច្បាស់ជាចំណាំបាមិនខានឡើយទោះបីជាជូស៊ីអាជាពោះពីដល់ពីស្ពុលនោះមានល្បិចកលយ៉ាងណាក៏ដោយក៏លូសៀនត្រូវចងចាំថាក្មេងនេះគ្រាន់តែជាក្មេងល្ងងដែលមិនទាន់ដឹងពីភាពពិតនៃពិភពលោកនៅឡើយទេគេពិតជាចង់រក្សាការប្រកួតនេះឲ្យសមរម្យតាមឋានៈជាបងប្រុសមែនទោះយ៉ាងនេះក្តីជូស៊ូអានៅតែសួរថាភាពជឿជាក់ពីមុនរបស់គេបាត់ទៅណាអស់ហើយនាយក្មេងទី4បកស្រាយការលួចសម្លឹងរបស់គេថាជាភាពភ័យខ្លាចទៅវិញគេគិតថាពេលកាន់ដាវពិតនៅក្នុងដៃជនដែលធ្លាប់ជាភាពអាម៉ាស់របស់ត្រកូលច្បាស់ជាកំពុងតែភ័យបែកញើសមិនខាននេះគេថែមទាំងនិយាយទៀតថាទោះបីជាមានគ្រោះថ្នាក់ញឹកញាប់ក្នុងការប្រកួតដាវពិតក៏ដោយតែរឿងបែបនេះកើតឡើងលុះត្រាតែអ្នកប្រយុទ្ធមានជំនាញប្រហាក់ប្រហែលគ្នាប៉ុណ្ណោះអាឡតនោះដឺដងថាចង់តវ៉ាន់ឲ្យលូសៀនដោយបដូរទៅប្រើដាវឈើវិញតែវាមិនចាំបាច់ដល់ថ្នាក់នឹងទេគាត់ពិតជាចង់ឲ្យការប្រកួតនេះនៅត្រឹមជាការហាត់សមធម្មតាប៉ុន្តែមើលទៅជួសហាក់ដូចជាចង់ភ្លក់រសជាតិឈឺចាប់ពិតប្រាកដណាស់ចំពោះប្អូនប្រុសរឹងក្បាលដែលមិនព្រមស្ដាប់បង្គាប់មានតែការមួកសំពងមួយប្រាវទេទៅជាថ្នាំស័ក្តិសិទ្ធិ
ម្ដងទៀតហើយដែលគាត់ហៅអាល់អត់នោះថាប្អូនពៅដោយសង្កត់សម្លេងមួយម៉ាត់ដើម្បីវាយប្រហារផ្លូវចិត្តឲ្យចាក់ដោតបំផុត ដោយសារតែឆាប់ខាងពេកចូលសួរបានទម្លាក់ទម្ងន់ទៅផ្នែកខាងក្រោមត្រៀមវៃលុករួចក៏ស្ទូបង្កើនល្បឿនបោះជំហានយ៉ាងលឿននិងធ្ងន់ធ្ងរចូលទៅគៀកតែម្ដងបំណងតែមួយគត់របស់គេគឺចង់ឲ្យ Lucien ស្ដាយក្រោយតាមរយៈការប្រើហិង្សាសុទ្ធសាធចំណែក Lucien ក៏បានប្រមូលអារម្មណ៍ត្រៀមខ្លួនរងចាំការវាយប្រហារនេះ ដោយរំពឹងទុកមែនការបដៅបងប្រុសទាំងដែលខ្លួនឯងនៅលក្ខកម្លាំងបែបនេះវាមិនងាយស្រួលទេ ទោះនិយាយយ៉ាងណាក៏ដោយកន្លងមក Joshua ក៏ធ្លាប់បានទទួលការបង្ហាត់បង្រៀនពីកម្ពុជាទេពដាវផងដែរ មូលដ្ឋានគ្រឹះនិងចលនារបស់គេគឺមិនមែនស្ថិតក្នុងកម្រិតមួយដែលអាចមើលស្រាលបាននោះទេ លើពីនេះទៅទៀត Lucien នៅមានអារម្មណ៍នឿយហត់នៅឡើយទេដោយសារតែប្រើម៉ាណាអស់ច្រើនពីការប្រកួតជាមួយ Sir Aizen បាញ់មិញនេះ សំណាងឡដា Joshua នៅខ្សោយបាត់ពិសោធន៍ខ្លាំងមើលធ្លុះអស់ទៅហើយ គេងាយនឹងចាញ់បោកការឌឺដងនេះណា Lucien ត្រៀមខ្លួនរួចបញ្ជូនម៉ាណាទៅកាន់ជើងទាំងគូរបស់គេ គេបានអនុវត្តតាមការបង្រៀនរបស់កពូលទេពដាវដោយប្រមូលផ្ដុំកម្លាំងនិងបញ្ជូនម៉ាណាក្នុងពេលតែមួយស្របពេលដែលប្អូនប្រុសកំពុងឆេះដុំនៅចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីគេប៉ុណ្ណោះ បញ្ជូនម៉ាណាទៅជើងតែម្ខាងគឺគ្រប់គ្រាន់ហើយពេលគេឈានជើងទៅមុខការផ្ទុះល្បឿននោះបានបន្លឺសំឡេងយ៉ាងខ្លាំងដូចជាស្នូគ្រាប់កំភ្លើងអញ្ចឹង តាមរយៈការយកឈ្នះ Joshua ខាងផ្នែកល្បឿននេះ Lucien នឹងឆក់យកឱកាសវាយបកក្នុងមួយប្រព្រឹត្តភ្នែក ផ្ទៃរបស់ Sir Aizen បើកធំពោពេញទៅក្តីបារម្ភចំណែកអ្នកកំដររបស់ Joshua វិញចាហាមាត់ស្ទើរតែធ្លាក់ដល់ដីទៅហើយឈរត្រដឹមពីលើប្អូនប្រុសខ្លួនឯង Lucien គំរាមឲ្យ Joshua ខំថ្មិញនឹងទប់ទល់ឲ្យអស់ពីសមត្ថភាពបើទប់មិនជាប់ទេគេអាចនឹងដាច់អណ្ដាតខ្លួនឯងមិនខាន ដាវរបស់ Lucien វិះចេញយ៉ាងពេញទំហឹងដែលមិនអាចទប់ទល់បានព្រមទាំងបាញ់សម្ដីឌឺដងដាក់អាល់អ៊ុននោះមិនសំចៃមាត់ឡើយ